យន្តស៊ីវស៊ីវយករៀបការសោះហ៊ានលួចលាក់ជាមួយប្រុសផ្សេងក្នុងភ្នែកនាងនៅមានប្តីដូចជាខ្ញុំដែរឬទេប្តីឲ្យខ្ញុំត្រូវបានគេមួលបង្កាច់ជួយខ្ញុំផងប្អូនស្រីឲ្យសូមអង្វរនាងជួយនិយាយរក្សាខ្ញុំផងបងស្រីឲ្យបងធ្វើរឿងអាម៉ាស់បែបនេះទោះជាខ្ញុំចង់ជួយនិយាយក៏គ្មានមុខមាត់នឹងនិយាយដែរយករៀបការសោះហ៊ានលួចលាក់បើថ្ងៃនេះមិនដាក់ទោសនាងតាមមុខមាត់ត្រកូលហូររបស់ខ្ញុំទុកនៅណាយួនស៊ឺយករៀបការបែជាទៅលួចលាក់ជាមួយប្រុសផ្សេងបំផ្លាញកេរ្តិ៍ឈ្មោះត្រកូលហូររបស់ខ្ញុំតាមច្បាប់គឺត្រូវចាប់បោះចូលក្នុងស្រះឲ្យយន្តស៊ីវស៊ីវស្លាប់ក្នុងយករៀបការហើយបោះចូលស្រះបែបនេះរ៉េតប្រកាសជាផ្ទុះខ្លាំងមិនខានមិនមែនទេពួកយើងសរសេរចប់ហើយបែជាស្លាប់ទៅវិញនេះហៅថាបន្ទប់រៀបការមែនទេតើអ្នកណាគេរៀបការស្នាដៃជើងរបស់ព្រះនាងពិតជាអស្ចារ្យមែនតែវាមិនមានប្រយោជន៍ទេព្រះនាងក៏បានមានបន្ទូលដែរថាព្រះនាងជារបស់ខ្ញុំហើយទោះបីជាអ្នកស្រែកខ្លាំងប៉ុណ្ណាក៏គ្មានអ្នកណាមកជួយដែរព្រោះមនុស្សខាងក្រៅគេទៅអស់ហើយអូយនេះមិនមែនជារឿងដែលខ្ញុំសរសេរទេគេទើបតែហៅខ្ញុំថាស៊ីហ្វឺហ្វៃអញ្ចឹងមានន័យថាខ្ញុំជាយន្តស៊ីវស៊ីវដែលត្រូវប្តីនឹងប្អូនស្រីរួមគំនិតគ្នាធ្វើបាបរួចត្រូវគេចាប់ទម្លាក់ទឹកមែនទេមិនបានទេខ្ញុំមិនអាចស្លាប់បានឡើយស៊ីហ្វឺហ្វៃកុំរើបំរែអីព្រះនាងគ្រាន់តែសហការទៅនោះគ្រប់យ៉ាងនឹងបានសុខសាន្តម្ចាស់ក្សត្រខ្ញុំបានបញ្ជូនអ្នកបម្រើចូលទៅក្នុងបន្ទប់របស់ស៊ីហ្វឺហ្វៃរួចហើយយប់នេះនាងមិនអាចរួចខ្លួនបានទេណានកុងឈៀងអាមនុស្សចាស់កញ្ចាស់នេះគេចង់ឲ្យខ្ញុំនៅផឹកស្រាំគោលការណ៍មិនមែនចង់ឲ្យខ្ញុំធ្វើជាសាក្សីដើម្បីឲ្យគេអាចសម្លាប់ស៊ីហ្វឺហ្វៃដែលជាអ្នកដែលព្រះចៅអធិរាជប្រទានរៀបការឲ្យនោះទេម្ចាស់ក្សត្រតើយើងគួរតែចេញមុខដែរឬទេទៅមើលបន្តិចទៅខ្ញុំចង់ដឹងណាស់ថាអាដឹងហៅនោះនឹងសម្ដែងរឿងអ្វីឲ្យយើងមើលល្មមហើយខ្ញុំចូលចិត្តបែបនេះឯងអាហាឆ្លងភពមែនខ្ញុំដឹងហើយថាអ្នកនិពន្ធមិនចិត្តអាក្រក់ដល់ថ្នាក់នេះទេលើកនេះសង្ឃឹមរស់ហើយចាត់ការសត្វល្អិតនេះសិនចាំទៅគិតគូរអ្នកទាំងពីរតាមក្រោយអាហាបានក្នុងពេលដែលអ្នកនិពន្ធមកដល់កន្លែងផ្ទាល់បែបនេះរឿងនេះខ្ញុំជាអ្នកសម្រេចបំបែកទ្វារនេះឲ្យខ្ញុំមកទាន់ពេលល្អណាស់ចាំមើលនាងខ្ញុំនេះធ្វើឲ្យអ្នកដឹងពីរសជាតិលើកថ្មទម្លាក់ជើងខ្លួនឯងអូវាចេញមកឲ្យគ្រប់គ្នាបានឃើញមុខគូសាហាយស្មន់មួយគូនេះហើយជាស្វាមីនិងប្អូនស្រីរបស់ខ្ញុំគួរឲ្យស្ដាយណាស់ដែលត្រូវខ្លាចជាតួអាក្រក់បែបនេះពិតជាមានប្រុសសាហាយក្នុងបន្ទប់មែនយន្តស៊ីវស៊ីវយករៀបការសោះហ៊ានលួចលាក់បែបនេះក្នុងភ្នែកនាងនៅមានប្តីម្នាក់នេះទេប្រុសសាហាយដែលអ្នកថាគឺគេនឹងហើយគេមិនមែនជាអ្នកបម្រើក្នុងផ្ទះអ្នកទេលោកម្ចាស់ប្អូនស្រីគេទើបតែសារភាពមិញនេះថាអ្នកទាំងពីរជាអ្នកបញ្ជាគេវ៉ាន់យ៉ាននាងយន្តនេះពិតជាមិនធម្មតាមែនអាចឲ្យអ្នកបម្រើនាងសារភាពរឿងនេះបានត្រឹមតែមួយប៉ព្រិចភ្នែកពីអ្នកដែលគេបោះបង់ខ្លាចជាអ្នកដើរអុកវិញគួរឲ្យចាប់អារម្មណ៍មែនរឿងលួចលាក់ជាមួយប្រុសដតីយប់នេះទោះជាយ៉ាងណាក៏ត្រូវតែដាក់ទោសគេឲ្យបាននាងយន្តយករៀបការសោះហ៊ានលួចលាក់ជាមួយប្រុសសាហាយហើយថែមទាំងហ៊ានមកចាប់ប្រកាន់ខ្ញុំទៀតយប់នេះបើមិនចាត់ការនាងទេនាងប្រហែលជាមិនដឹងថាប្តីធំជាងអ្វីទាំងអស់នោះទេនិយាយទៅលោកម្ចាស់មិនគួរនៅបន្ទប់ប្អូនស្រីដើម្បីចូលរោងការទេមកចាប់កំហុសខ្ញុំលឿនម្លេះឬមួយប្អូនស្រីមិនតាក់ទាញគ្រប់គ្រាន់ឬមួយក៏ដោយសារតែព្រះអង្គអស់កម្លាំងខ្លាំងពេកទៅមកទៅពូកែណាស់ណាផ្ទះនេះទីបំផុតក៏មានភាពអ៊ូអរឡើងវិញហើយម្ចាស់បង្ឲ្យនាងយន្តម្នាក់នេះមាត់ពិតជាអាក្រក់ណាស់គេថាគាត់កាយឆ្នះថ្ងៃនេះទើបបានឃើញផ្ទាល់ភ្នែកគ្រាន់តែពេលយប់បែបនេះមើលមុខនាងមិនច្បាស់សោះចម្លែកណាស់ណានកុងឈីងមិនមែនចង់ឲ្យយើងធ្វើជាសាក្សីទេទៅហៅគេមកទីនេះមកឲ្យគេមកមើលល្ខោនដែលគេរៀបចំដោយខ្លួនឯងចាស់ខ្ញុំម្ចាស់នឹងទៅភ្លាមបងស្រីឲ្យយើងទាំងពីរបានរៀបការជាមួយព្រះអង្គនៅថ្ងៃតែមួយទោះបីខ្ញុំគ្រាន់តែជាស្នំក៏ដោយតែរាត្រីនេះគឺជាអ្វីដែលព្រះអង្គប្រទានឲ្យខ្ញុំបងមិនគួរណាធ្វើបែបនេះដើម្បីរំខានខ្ញុំមិនឲ្យចូលរោងការជាមួយព្រះអង្គហើយមកមួលបង្កាច់ពួកយើងបែបភ្ញាក់ឡើងទៅស្គាល់តែម្ចាស់របស់ឯងបានហើយកុំឲ្យគេសង្ស័យឲ្យសោះសម្ដែងបន្តិចទៅការរៀបចំផែនការដាក់ព្រះអង្គគំចាស់ក្ត្រីគឺជាទោសធ្ងន់ធ្ងរដល់ប្រហារជីវិតទាំងពូជបើខ្ញុំប្តឹងទៅដល់ព្រះមហាក្សត្រគ្រួសារបងនឹងមិនរួចខ្លួនទេបើចង់រួចទេចូលនិយាយអ្វីដែលបងបាននិយាយដាក់ខ្ញុំអំបញ្ញមិញនេះម្ដងទៀតមកណានកុងយាយយុនឈូឈូបន្ទាប់ពីនេះទៅចាំមើលថាខ្ញុំលេងសើចជាមួយពួកឯងយ៉ាងណានិយាយមកឆៃដោះឲ្យចេញជួយខ្ញុំផងខ្ញុំគ្រាន់តែធ្វើតាមការរៀបចំរបស់ពួកអ្នកទេយ៉ាងឈៀវពេលចូលក្នុងផ្ទះត្រកូលហៅខ្ញុំគឺជាមេឃរបស់អ្នកការដែលឲ្យអ្នកបម្រើម្នាក់នេះចូលរោងការជាមួយអ្នកក៏ជាវាសនារបស់អ្នកដែរបងស្រីក្នុងពេលដែលព្រះអង្គម្ចាស់បានមានបន្ទូលហើយបងគួរតែទទួលយកទៅវាល្អសម្រាប់បងដែរបងស្រីចូលចិត្តខ្លាំងម្ល៉េះបើអញ្ចឹងអ្នកបម្រើម្នាក់នេះបងលើកឲ្យបងចុះយ៉ាងណាក៏ព្រះអង្គម្ចាស់មិនសូវស្រួលខ្លួនដែរមានគេម្នាក់ទៀតចាំបម្រើបងក៏ជាសំណាងរបស់បងដែរអាមនុស្សកំសាតម្នាក់នេះតាំងពីពេលណាដែលវាចេះនិយាយខ្លាំងម្ល៉េះហ៊ានមកប៉ះពាល់ខ្ញុំទៀតជាតិមុនខ្ញុំពិតជាវេទនាខ្លាំងណាស់បងនិយាយស្អីហ្នឹងបងយីបងមើលនាងចុះនាងហ៊ានធ្វើបាបខ្ញុំនៅចំពោះមុខបងបែបនេះហើយថែមទាំងនិយាយពីអសុរោះទៀតនាងច្បាស់ជាមិនដាក់បងក្នុងភ្នែកហើយអ្នកណាខ្លះមកកាត់ជើងវាឲ្យខ្ញុំ
រួចយកវាទៅបោះចោលក្នុងបន្ទប់ដាក់អស់ហើយខ្ទប់មាត់វាផងកុំឲ្យវាចេះតែនិយាយផ្ដេសផ្ដាស់ទៀតព្រះអង្គម្ចាស់រឿងនេះរួចរាល់ហើយព្រះអង្គម្ចាស់ដេញនាំមនុស្សមកខាងនេះហើយគេតែងតែនិយាយថាត្រកូលយ៉ាងនេះក្រអឺតក្រទុំឥឡូវមើលទៅប្អូនស្រីចិញ្ចឹមម្នាក់នេះក៏មិនមែនជាមនុស្សល្អអ្វីដែរព្រះអង្គម្ចាស់ដេញហ៊ានធ្វើដល់ថ្នាក់នេះរបស់នេះបើចង់កំចាត់ព្រះនាងចោលក៏គួរឲ្យចាប់អារម្មណ៍ដែរមិនក៏ត្រូវគេចាប់បានចុះលោកម្ចាស់អានឌីហើយមិនក៏មិនទាន់មកដល់ទៀតចង់បានអីក៏បាននឹងកងដៃមាសនេះពិតជាប្រាការបានមែនចង់វាឲ្យជាប់រួចយកដំបងធំមកខ្ញុំមិនជឿទេថាបំបាក់ជើងវាមិនបាននោះមានកម្លាំងប៉ុន្មានបញ្ចេញមកឲ្យអស់មកខ្ញុំមិនខ្លាចពួកឯងទេណាខ្ញុំជាព្រះនាងដែលអតីតព្រះមហាក្សត្រប្រទានរៀបការឲ្យបើការយប់នេះលេចជាចេញទៅតើអ្នកខាងក្រៅគេនឹងមើលមកត្រកូលហូរយ៉ាងម៉េចបើព្រះមហាក្សត្រទ្រង់បន្ទោសចុះមកតើត្រកូលហៅអាចទ្រាំនឹងកំហឹងរបស់ទ្រង់បានដែរឬទេរកក្រណាត់មកខ្ទប់មាត់វាទៅវាលោកម្ចាស់ពិតជាមិនខ្វល់ពីមុខមាត់ព្រះមហាក្សត្រមែនទេចង់ប្រឆាំងនឹងរាជវង្សហើយហ៊ានក្បត់ច្បាស់បែបនេះមែនទេចាំសិនលោកឪពុកមើលនាងចុះនាងអាក្រក់ខ្លាំងណាស់នាងពិតជាមិនខុសពីសត្វតិរច្ឆានឡើយថ្ងៃរៀបការបែរជាបង្កចំនួនបែបនេះតើវាសមរម្យដែរឬយុនស៊ីគឺជាព្រះនាងរបស់កូនត្រូវតែការពារនាងអាទាសាទៀបថោកនេះហ៊ានខំម្ចាស់ខ្លួនឯងវាឲ្យស្លាប់ភ្លាមមិននឹកស្មានថាព្រះនាងគឺជាគេសោះទ្រាំបន្តិចទៅណាចិត្តរួចហើយអញជានរណាអញកំពុងធ្វើអីលោកប្រុសលោកភ្ញាក់ហើយហើយអ្វីបានជាលោករបួសធ្ងន់ធ្ងរដល់ថ្នាក់នេះគួរឲ្យស្ដាយណាស់ខ្ញុំមិនអាចនាំលោកភ្លៀងជប់ហើយឆាប់ទៅវិញទៅពិតជាសីមែនដែលមកជួបថ្ងៃភ្លៀងធ្លាក់បែបនេះបែរជាមកនៅក្បែរនាងស្រីស្រុកស្រែនេះទៅវិញឆ្នាំនេះទុកឲ្យលោកចុះ3ម៉ោង5ដងណាលោកថែខ្លួនផងអ្នកដែលជួយសង្គ្រោះយើងបែរជាខ្លាចជាកូនប្រសាររបស់ទៅវិញអ្នកដែលនៅពីក្រោយរឿងនេះទីបំផុតក៏លេចមុខមកហើយបើចង់ផ្លាស់ប្ដូរវាសនាខ្លួនឯងណានកុងជីងគឺជាស្ត្រីលេខ1សម្លេងអីហ្នឹងឬមួយមានអ្នកលួចតាមដានសាលាបើមិនមែនព្រោះតែការរៀបចំរបស់គេទេខ្ញុំក៏មិនចាំបាច់ត្រូវធ្វើអីគេដែរគ្រាន់តែមិននឹកស្មានថាគេចាប់បានចំណុចខ្សោយរបស់ខ្ញុំនៅឈរស្ងៀមធ្វើអីទៀតវីអាបាបំរើនោះឲ្យងប់ទៅយឺតពេលហើយពាក្យសម្ដីរបស់លោកពិតជាល្អណាស់លេងសាច់អីគឺអ្នកដែលរៀបចំឲ្យពួកខ្ញុំបំរើនេះមកធ្វើបាបខ្ញុំមែនទេស្លាប់តែខ្ញុំបំរើម្នាក់ក៏ចាំដល់យប់នេះសិនទៅក្នុងភូមិគ្រីហូហ្វូនេះមានវិធីច្រើនណាស់ដើម្បីសម្លាប់វាចោលទៅសុំទោសស៊ីវទៅក្រោយមកទៀតក្នុងនាមជាប្តីប្រពន្ធកុំលេងសាច់បែបនេះទៀតឈរស្ងៀមធ្វើអីគឺខ្ញុំទេដែលគិតមិនបានដិតដល់ក្រោយមកទៀតខ្ញុំនឹងមើលថែអ្នកឲ្យបានល្អយុនស៊ឺគ្រាន់បើបានហើយអ្នកក៏ជាព្រះនាងរបស់ព្រះអង្គម្ចាស់ដែរគួរតែយល់ពីគោលការណ៍នៃការរក្សាភាពថ្លៃថ្នូរការមានកូនក្នុងត្រកូលហូហ្វូគឺជារឿងសំខាន់បំផុតរឿងខ្លះគួរតែចេះយល់ពីដែនកំណត់កុំអាងតែខ្លួនឯងឆ្លាតបន្តិចបន្តួចហើយភ្លេចខ្លួនឲ្យសោះអ្នកក៏មិនមែនជាមនុស្សល្អដែររឿងយប់នេះក៏អ្នកជាអ្នកអនុញ្ញាតដែរចាំឲ្យនាងឆ្លងកាត់រឿងនេះសិនចាំគិតគូររឿងអ្នកតាមក្រោយសំឡេងនេះនាងច្បាស់ជាមិនបានបើកមាត់និយាយទេតើអ្វីដែលខ្ញុំបានឬគឺជាសំឡេងក្នុងចិត្តរបស់នាងមែនទេប៉ុន្តែស្ត្រីដែលទើបតែរៀបការចូលមកថ្មីហេតុអ្វីបានជាដឹងរឿងរ៉ាវក្នុងភូមិគ្រីហូហ្វូបានច្បាស់លាស់ម្ល៉េះក្រសែភ្នែកមុតស្រួចមែនទាំងការស្លៀកពាក់ទាំងអំណាចបែបនេះតើជាស្ដេចត្រាញ់ស៊ីវសៀនមែនទេបានហើយរឿងនេះចប់ត្រឹមនឹងចុះកូនប្រសាររថាក្នុងសួនខាងលិចមានផ្ទះមួយឈ្មោះថឹងស៊ីវសៀនដែលយូរហើយគ្មានអ្នកនៅដូច្នេះដើម្បីកុំឲ្យមានរឿងរ៉ាវអ្វីទៀតកូនមិនចង់ទៅទីនោះទេសូមឲ្យលោកម្ចាស់និងលោកជំទាវមេត្តាអនុញ្ញាតឲ្យកូនបាននៅស្ងប់ស្ងាត់ផងបានហើយចុះបើជាព្រះនាងតូចតាម៉េចព្រះអង្គម្ចាស់នៅតែស្រឡាញ់ខ្ញុំដដែលយុនស៊ីវថ្ងៃក្រោយខ្ញុំនឹងធ្វើបាបអ្នកឲ្យខ្លាំងមិនខានកាលពីកន្លះឆ្នាំមុននាងមិនមែនជាស្រីដែលហ៊ានមើលងាយសំបីតែពងសាវតាគ្រួសារបែបនេះទេតែពេលនេះនាងបែរជាលាក់ចរិតពិតទៅវិញរឿងរ៉ាវយប់នេះធ្វើឲ្យលោកម្ចាស់អស់សំណើចហើយទូបង្គំសូមថ្វាយបង្គំស្ដេចត្រាញ់ពិតជាគាត់មែននេះហើយជាក្នុងបង្អែកដែលខ្ញុំត្រូវការបើចង់ដួលរំលំណានកុងឈីងខ្ញុំត្រូវតែរកវិធីចូលទៅចិត្តស៊ីវសៀនឲ្យបានគាត់មិនបានស្គាល់ថាខ្ញុំជាអ្នកនៅក្នុងវត្តនោះទេឬមួយក៏គាត់មិនមែនជាមនុស្សម្នាក់នោះមែនប្រហែលជាខ្ញុំច្រឡំហើយស្រានេះមិនអន់ទេអ្នកនាងនៅទីនេះសាមញ្ញពេកហើយគ្រួសារលោកម្ចាស់នេះពិតជាអាក្រក់មែនពួកគេសុទ្ធតែធ្វើរឿងធំដែលត្រូវប្រហារជីវិតទាំងគ្រួសារខ្ញុំមិនអាចនៅទីនេះឲ្យពួកគេសម្លាប់ចោលបានទេឃ្លានណាស់វិលមកទៀតអាំរ៉ាមដៃមាសនេះមិនមែនស៊ីកម្លាំងខ្ញុំអស់ហើយទេដឹងមិនបានទេខ្ញុំត្រូវសាកម្ដងទៀតអ្នកនាងផ្លាកសញ្ញារបស់សាលាស្រមោលប្រាប់មកអ្នកណាបញ្ជូនអញមកនិយាយមកខ្ញុំនឹងឲ្យអញស្លាប់ដោយមិនឈឺចាប់ចង់សម្លាប់ក៏សម្លាប់ទៅកុំសង្ឃឹមថានឹងបានឬពាក្យមួយម៉ាត់ពីមាត់ខ្ញុំឲ្យសោះអស់ចាណាស់ត្រកូលយន្តបានចូលទៅក្នុងសាលាធានស៊ូហើយមែនហើយប៉ុន្តែចម្លែកត្រង់ថាគាត់ប្រាជូគូវាសលើអាកាសហើយមាត់ក៏អ៊ូវៃម្យ៉ាងខ្ញុំឮតែពាក្យថាលិខិតលេងលេះមិនទាន់បានប៉ុន្មានផងក៏សន្លប់បាត់ទៅលិខិតលេងលេះទាំងដែលរៀបការគឺជារបស់គាត់ហើយអ្នកដែលចង់លេងលេះក៏ជាគាត់ដែរនាងម្នាក់នេះកំពុងលេងល្បិចអ្វីឲ្យប្រកាសទៅខ្ញុំសួរអ្នកជាលើកចុងក្រោយតាមម្ចាស់របស់អ្នកជានរណាខ្ញុំអត់ដឹងទេចាត់មនុស្សម្នាក់ទៅតាមដានគេឲ្យជាប់ខ្ញុំចង់ដឹងថាពីក្រោយសកម្មភាពចម្លែកនេះគេកំពុងលាក់បាំងរឿងអ្វីនេះវាម៉ោងប៉ុន្មានទៅហើយ
កុំប្រសាថ្មីមកថ្វាយតែបែរជាហ៊ានមកយឺតទៀតតើនៅមានដាក់ខ្ញុំដែលជាម្ចាស់ផ្ទះក្នុងភ្នែកដែរឬទេអ្នកម៉ាក់កុំខឹងអីណាបងស្រីគាត់ធំឡើងនៅស្រុកស្រែចម្ការឃើញការតិចតួចណាស់រឿងកិរិយាមាយាប្រហែលជាមិនសូវដឹងខុសត្រូវខ្លះហើយគាត់ប្រកាសជាមិនមែនមានចេតនាធ្វើឲ្យអ្នកម៉ាក់អន់ចិត្តទេកូននឹងចាត់មនុស្សឲ្យទៅហៅគាត់ឥឡូវនេះឯងប្រពន្ធនេះពិតជាធ្វើឲ្យហត់នឿយខ្លាំងណាស់ឃ្លានចង់ស្លាប់ទៅហើយមកសម្ដែងរឿងថ្វាយតែចុះសម្រងគ្នានេះទៀតប្រពន្ធនេះពឹងពាក់អីមិនបានសោះនៅតែមានបញ្ហាច្រើនណាស់មនុស្សខ្លះមានតែឋានៈជាកូនស្រីមេតបតែបែរជាមានចរិតដូចមនុស្សអនាថាទៅវិញគិតថាមានព្រះរាជសាររបស់អតីតស្ដេចហើយអាចធ្វើអ្វីតាមចិត្តបានឬអ្នកស្រីសូមប្រយ័ត្នសម្ដីផងបើព្រះមហាក្សត្ររយចូលខ្លាចតែផ្ទះយើងនឹងមានទោសពីបទមិនគោរពព្រះរាជអាជ្ញាប្អូនស្រីទោះបីជាល្អយ៉ាងណាក៏ដោយក៏មិនមែនជាកូនស្រីមេតបដែរមិនអាចទទួលព្រះមេត្តាពីព្រះអង្គបានទេមាត់ដិតខ្លាំងណាស់ណាមកយឺតហើយនៅហ៊ាននិយាយទៀតតែនេះខ្ញុំមិនចាំបាច់ថ្វាយទេអ្នកស្រីលីជួយទះមាត់នាងបន្តិចទៅបង្រៀននាងឲ្យចេះពីរបៀបរបបខ្លះចាស់អ្នកស្រីថ្ងៃនេះខ្ញុំមកយឺតព្រោះរវល់រៀបចំកាដូជូនអ្នកស្រីមិនទាន់សួរនាំផងក៏ចង់ប្រើហិង្សាដែរឬនេះគឺជាច្បាប់ទម្លាប់ក្នុងផ្ទះនេះនាងនឹងអាចរៀបចំកាដូអ្វីបានកុំមកនិយាយផ្ដេសផ្ដាសនេះជាបញ្ជីទ្រព្យសម្បត្តិរបស់ខ្ញុំសុខចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលខ្ញុំមានជូនអ្នកស្រីជាអ្នកគ្រប់គ្រងយកទ្រព្យសម្បត្តិមកធ្វើជាកាដូនាងចង់ធ្វើអ្វីឬមួយរឿងដែលខ្ញុំលួចកែប្រែទ្រព្យសម្បត្តិរបស់នាងត្រូវបានគេដឹងហើយអ្នកស្រីកាដូនេះពេញចិត្តទេដើម្បីកុំឲ្យមានការយល់ច្រឡំនៅថ្ងៃក្រោយអ្នកស្រីជួយចាត់ចែងឲ្យគេរាប់ចំនួនហើយយកទៅទុកដាក់ផងនៅក្នុងផ្ទះនេះអាចមានរឿងអ្វីទៅក្នុងនៅពេលដែលប្រគល់ឲ្យម្ដាយនាងហើយនាងមិនបាច់ខ្វល់ទៀតទេអត់បានទេគ្រឿងអលង្ការដែលខ្ញុំកត់ទុកនៅខាងលើនោះត្រូវតែចុះបញ្ជីឲ្យបានឆាប់បំផុតមិនអាចឲ្យបាត់បង់បានទេបើអ្នកស្រីមិនទំនេរខ្ញុំទុកវាសិនចុះទ្រព្យសម្បត្តិរបស់ខ្ញុំពួកនាងគិតថាបញ្ជីរាយនាមទ្រព្យសម្បត្តិដណ្ដឹងដែលទុកនៅឯនាងនោះវានៅតែជាបញ្ហាយកមកវិញពេលនេះគឺល្អបំផុតកុំឲ្យយូរទៅមានរឿងច្រើនអ្នកនាងលីទៅរកចំនួនទ្រព្យសម្បត្តិដណ្ដឹងរបស់ព្រះនាងតូចហើយយកទៅទុកក្នុងឃ្លាំងសាឌៀនអញទៅជួយមើលរបស់របរទាំងនោះផងទទួលបញ្ជាទ្រព្យសម្បត្តិដណ្ដឹងរបស់ប្អូនស្រីច្រើនជាងខ្ញុំដល់ទៅ2ដងតើមានកាដូសម្រាប់ជូនអ្នកស្រីដែរឬទេយន់ស៊ីវអញហ៊ានណាស់ដែលមកញុះញង់ទំនាក់ទំនងរវាងខ្ញុំនិងអ្នកម្ដាយលោកឪពុកមើលបងស្រីគាត់ធ្វើដាក់កូនផងយន់ស៊ីវថ្ងៃនេះអញមកជូនតែឬមកបង្កចំនួនអូអត់ទេគាត់ពិតជាចេះដឹងជាងខ្ញុំមែនឯងស៊ូទ្រាំសិនទៅរងចាំឲ្យទ្រព្យសម្បត្តិដណ្ដឹងមកដល់ដៃសិនចាំគិតគូរជាមួយនាងតាលោកម្ចាស់អ្នកស្រីបញ្ជីនេះមិនត្រូវគ្នាទេជាពិសេសរបស់របរដែលព្រះនាងតូចបាននិយាយគឺមិនឃើញមានមួយមុខសោះពួកឯងពិនិត្យឲ្យច្បាស់លាស់ទៅមើលទ្រព្យសម្បត្តិដណ្ដឹងរបស់ខ្ញុំបាត់នៅផ្ទះលោកម្ចាស់បានយ៉ាងម៉េចហាក់ដូចជានាងដឹងខ្លួនហើយព្រឹកព្រលឹមមកធ្វើល្បិចដាក់ខ្ញុំបែបនេះក៏ហោះគឺឯងខ្លួនឯងទេដែលធ្វើបាត់ឬក៏មិនបានយកមកតាំងពីដើមល្អណាស់យន់ស៊ីវអញហ៊ានបោកប្រាស់ឪពុកម្ដាយដល់ថ្នាក់នេះសូម្បីតែទ្រព្យសម្បត្តិដណ្ដឹងក៏ហ៊ានធ្វើខ្លាញ់ដែរបងស្រីបងធ្វើបែបនេះបានយ៉ាងម៉េចបើលេចជឿទៅខាងក្រៅមុខមាត់ត្រកូលទាំងពីរនឹងត្រូវបងធ្វើឲ្យបាត់បង់អស់ហើយលិខិតនេះមានច្បាប់ដើមនៅសាលាហើយក្រសួងពិធីការក៏មានឯកសារទុកដែរលោកម្ចាស់លោកស្រីរឿងបាត់លិខិតនេះមិនមែនជារឿងតូចតែទេបើពួកមន្ត្រីត្រួតពិនិត្យដឹងរឿងនេះខ្លាចតែប៉ះពាល់ដល់កិត្តិយសត្រកូលយើងសូមលោកម្ចាស់ពិនិត្យមើលឲ្យច្បាស់ផងចង់មកលេងល្បិចជាមួយខ្ញុំមែនទេមានតែផ្លូវស្លាប់មួយគត់នាងយន្តអញកំពុងគំរាមខ្ញុំមែនទេរឿងលិខិតនេះខ្ញុំនឹងស៊ើបអង្កេតដោយខ្លួនឯងតែមុននឹងរឿងនេះក្តីក្តាមច្បាស់លាស់ក្នុងផ្ទះនេះនឹងមិនផ្ដល់អ្វីឲ្យឯងទៀតទេឯងចេះថែខ្លួនទៅចុះចេញទៅណានកុងឈីងរបស់ដែលអ្នកប៉ះពាល់នេះគឺជារបស់សំខាន់ណាស់លើកនេះចាំមើលថាអ្នកនឹងដោះស្រាយយ៉ាងម៉េចលោកឪពុកឥឡូវនេះនាងយន្តហាក់ដូចជាមនុស្សម្នាក់ផ្សេងទៀតចិត្តគំនិតពិបាកនឹងស្មានណាស់មិនដូចពីមុនដែលយើងចង់ធ្វើអ្វីក៏បាននោះទេនាងនឹងធ្វើឲ្យខូចផែនការធំរបស់យើងលោកម្ចាស់យីអេនិយាយត្រូវហើយផលចំណេញពីចំការនឹងហាងទាំងនោះគឺជារបស់សំខាន់សម្រាប់ក្នុងផ្ទះយើងបើថ្ងៃណាមួយនាងរកឃើញតម្រុយអ្វីមួយនោះនាងយន្តស៊ីវដល់គួរឲ្យស្អប់នេះតើរបស់ដែលបានមកដល់ដៃហើយត្រូវតែប្រគល់ឲ្យវិញមែនទេលោកឪពុកកូននឹងមិនធ្វើឲ្យលោកឪពុកពិបាកចិត្តឡើយគ្រឿងអលង្ការទាំងនោះកូនព្រមប្រគល់ឲ្យវិញឈូកុំបារម្ភអីគ្រឿងអលង្ការទាំងនោះបានឲ្យទៅកូនហើយគឺជារបស់កូននាងមិនសមនឹងទទួលបានវាទេចង់ឲ្យខ្ញុំពន្យល់នាងមែនទេហេស្អែកនេះរកលេសអ្វីមួយដេញនាងចេញទៅគឺចាប់ហើយបើនាងនៅតែរឹងតឹងមិនព្រមឈប់កុំបន្ទោសថាខ្ញុំចិត្តដាច់ឲ្យសោះអ្នកនាងអាហារពេលព្រឹកក៏មិនបានផ្ញើមកឥឡូវនេះកាប់ផ្ដាច់ការគ្រប់គ្រងទាំងអស់តើយើងមិនត្រូវអត់ឃ្លានស្លាប់នៅក្នុងទីធ្លានេះទេមនុស្សរស់មិនអាចស្លាប់ដោយសារតែរឿងប៉ុណ្ណឹងទេស៊ីវទីជួយកិនទឹកខ្មៅឲ្យខ្ញុំមកអ្នកនាងមិនមែនចង់ទៅសុំជំនួយពីផ្ទះលោកម្ចាស់កុកមែនទេឈប់ទៅចុះក្នុងភ្នែកពួកគេមានតែអ្នកនាងទី2តែប៉ុណ្ណោះផ្ទះលោកម្ចាស់កុកក៏ជាអន្ទាក់ដែរពេលនេះត្រូវដោះស្រាយជាមួយផ្ទះលោកម្ចាស់សិនកុំនិយាយពីអស់សង្ឃឹមអីបើផ្ទះលោកម្ចាស់ហ៊ានធ្វើមុនកុំបន្ទោសខ្ញុំដែលយកអាកំបាំងមកខ្វក់របស់គេទៅលក់ឲ្យអស់ឲ្យសោះខ្ញុំនឹងសរសេរសៀវភៅមួយក្បាលដែលអាចឲ្យសៀវភៅរៀបចំសៀវភៅរឿងដែលលោកអ្នកនិពន្ធបានសរសេររួចរាល់ហើយឈ្មោះថាក៏កំណត់ត្រាអ្នកមានមុខមាត់ក្នុងត្រកូលហូអ្នកគ្រាន់តែរងចាំសោយសុខទៅស្អែកនេះត្រូវត្រឡប់ទៅសួរសុខទុក្ខផ្ទះដើមហើយបើអាចជួបលោកម្ចាស់អ្នកសម្រេចរាជការបានគំនូនេះប្រហែលជាអាចឲ្យខ្ញុំតោងជើងគាត់បានហើយលោកម្ចាស់ខ្ញុំបានស៊ើបអង្កេតច្បាស់ហើយវត្ថុដែលឆ្លាក់ពីត្បូងទាំងនោះម្សិលមិញនេះត្រូវបានមេការធំនៃត្រកូលហូយកទៅជូនដល់គេហដ្ឋានរបស់លោកចៅចុងស៊ុនដែលជាមន្ត្រីត្រួតពិនិត្យនៃតុលាការកំពូលអាស័ត់កញ្ជ្រោងចាស់ក្បត់កំម្នាក់នេះដើម្បីបិទបាំងរឿងកូនប្រុសរបស់ខ្លួនដែលកឹបកេងប្រាក់នៅក្រសួងការពារជាតិដល់ថ្នាក់ហ៊ានយកវត្ថុឆ្លាក់ត្បូងទៅបិទមាត់មន្ត្រីត្រួតពិនិត្យទៀតផងហ៊ានទទួលយករបស់ទាំងនោះមែនពួកមន្ត្រីពុករលួយទាំងនេះពិតជាចង់ស្លាប់មែនហើយទៅព្រះមហាក្សត្រកំពុងរងចាំហើយខ្ញុំក៏ត្រូវចូលគាល់ព្រះអង្គដែរគួរឲ្យចាប់អារម្មណ៍ណាស់មិននឹកស្មានថាបានជួបនាងនៅទីនេះសោះយប់នោះងឹតខ្លាំងណាស់នាងប្រហែលជាមិនបានស្គាល់ខ្ញុំទេចាំខ្ញុំទៅស៊ើបពីប្រវត្តិរបស់នាងបន្តទៀតអើយឃ្លានចង់ងាប់ហើយមកដល់ភ្លាមមិនទាន់បានហូបអីសោះចាំបន្តិចទៀតរកកន្លែងលាក់របស់ធំសិនត្រូវតែលក់រឿងដែលពួកនឹងកេងប្រវ័ញ្ចថ្លៃបណ្ដាការនិងរឿងដែលកូនប្រុសគេកេងប្រវ័ញ្ចស្បៀងអាហារចេញអាឡោះយន់ស៊ីវលើកទី1សម្រាប់ឯងមិនបានលើកទី2នេះឯងមើលទៅថាឯងរស់បានយូរប៉ុណ្ណា
គេមករកខ្ញុំមែនទេប្រើខ្លួនឯងជានុយបែបនេះមិនមែនជាគំនិតរបស់អាឡម៉ងណានកុងយេទេភាគច្រើនគឺណានកុងឈីងប៊ូជឿស៊ឺគឺហាក់ដូចជាមករកបងស្រីតើបងទៅបង្កចំនួនជាមួយអ្នកណាពេលនៅស្រុកស្រែពេលនេះឃ្លានរហូតដល់អស់កម្លាំងបើ5ហិតរឹតហើយសន្លប់បាត់មែននោះតើមិនមែនយកជីវិតទៅប្រគេនគេទេពេលនេះតើអ្នកណាអាចជួយខ្ញុំបានកណ្ដាលថ្ងៃត្រង់ហ៊ានធ្វើឃាតកណ្ដាលផ្លូវចង់ស្លាប់មែនទេក្បាច់គុណខ្លាំងមែនសុំជាទូឯកដែលខ្ញុំបានសរសេរមែនជួយសង្គ្រោះបានហើយចប់ហើយលើកនេះចប់ជីវិតពិតមែនហើយសង្គ្រោះជីវិតពិតមែនឱកាសមកដល់ហើយឈីងស៊ឺណានកុងឈីងសំបីតែអានទីហូក៏អញហ៊ានសម្លាប់ដែរអញហ៊ានប្រើដល់កូនសឹកផងហើយបើថ្ងៃនេះអញមិនស្លាប់ទេអញនឹងឲ្យត្រកូលហូរបស់ពួកអញសង់ឈាមដោយឈាមវិញណានកុងឈីងហ៊ានលួចប្រើតបស្លាប់ទៀតតើគេដឹងរឿងសម្ងាត់ក្នុងត្រកូលហូច្រើនយ៉ាងនេះពីណាទៅមើលទៅបើចង់ចាប់កន្ទុយណានកុងឈីងគឺត្រូវតែចាប់ដើមពីគេនេះឯងលោកម្ចាស់ណាងកុងដើមទុនដែលលោកមានក្នុងដៃនឹងមិនធម្មតាមែនណាទូព្រះបង្គំសូមថ្វាយបង្គំលោកម្ចាស់ថ្លែងអំណរគុណដែលបានជួយជីវិតទូព្រះបង្គំតែពិតជាសេមែនដែលត្រូវលោកម្ចាស់ជួយបែបនេះយុនស៊ីវស៊ីវអញពិតជាសំណាងណាស់ទូព្រះបង្គំយុនស៊ីវស៊ីវសូមអរគុណលោកម្ចាស់ដែលបានជួយជីវិតទូព្រះបង្គំប្រកាសជាតបស្នងសងគុណលោកម្ចាស់វិញមិនខានមែនទេយើងមិនដែលចូលចិត្តនិយាយរឿងផ្ទាល់ខ្លួនទេចុះឯងនឹងតបស្នងសងគុណយើងដោយរបៀបណាទៅលោកម្ចាស់នេះគឺជាលិខិតបង្ហាញចំហរបស់ទូព្រះបង្គំមិនមានការកេងប្រវ័ញ្ចទេយើងខំប្រឹងរកដំរីសិនស្លាប់ទើបតែរកឃើញបន្តិចបន្តួចចុះហេតុអ្វីនាងដឹងរឿងនេះច្បាស់ម្ល៉េះទឹកចិត្តរបស់ព្រះនាងយើងទទួលយកហើយចុះព្រះនាងដឹងទេថាហេតុអ្វីបានជាក្រសួងសឹកមានការកេងប្រវ័ញ្ចបែបនេះទូព្រះបង្គំមិនដែលលើថាមានការកេងប្រវ័ញ្ចអ្វីនៅក្រសួងសឹកទេលោកម្ចាស់ប្រកាសជាមានអ្នកចង់បង្កាច់បង្ខូចហើយសូមលោកម្ចាស់ជួយពិនិត្យមើលផងនេះគឺជាមេតបដ៏ខ្លាំងក្លាបំផុតរបស់អាណាចក្រតាយ៉ុងយើងត្រូវតែជួយសង្គ្រោះគាត់មុនពេលព្រះមាតាលើកតបមកប្រើអំណាចរបស់គាត់បែបនេះរឿងធំប្រកាសជាសម្រេចមិនខានហេតុអ្វីបានជានាងដឹងថាព្រះមាតានឹងចាត់ការយើងហើយថែមទាំងទីថាខ្លួននឹងស្លាប់ទៀតនាងនៅដឹងរឿងអ្វីខ្លះទៀតព្រះនាងដឹងរឿងទាំងនេះដោយរបៀបណាទៅលោកម្ចាស់បើលិខិតបង្ហាញចំហរបស់ទូព្រះបង្គំនេះជាការពិតទូព្រះបង្គំសុខចិត្តខ្លាយជាកាំបិតក្នុងដៃរបស់លោកម្ចាស់ដើម្បីបម្រើលោកម្ចាស់អូចុះព្រះនាងចង់បានអ្វីវិញចិនហ្វូគ្រាន់តែចង់រូបប៉ុណ្ណោះគេសង្ឃឹមថាអាចទទួលបានការការពារពីលោកម្ចាស់ចង់មកពឹងពាក់យើងមែនទេល្អឆ្លៀតឱកាសនេះស៊ើបមើលទៅថាគេមានប្រវត្តិបែបណាហើយលាក់បាំងរឿងអ្វីខ្លះចង់ធ្វើជាកាំបិតឲ្យយើងមែនទេបានអញ្ចឹងចាំមើលថាឯងអាចបង្ហាញភាពស្មោះត្រង់បានកម្រិតណាបើមិនអញ្ចឹងទេធ្វើឥឡូវនេះតែម្ដងទៅបើសម្រេចគឺបានសង្គុណគេបើប្រាជ័យក៏គ្រាន់តែដួលនៅមុខគេមិនអាចមិនខ្វល់ពីខ្ញុំទេភ្នំមួយទៅតាន់តាន់សានហ្វៃសេបអោជួយសៀវសៀនអូហូបាត់បង់ថាប់ដំបងហើយខាត់មែនទែនមិនបានទេថ្ងៃនេះត្រូវតែតង់ជើងគេឲ្យជាប់ត្រូវតែឆក់ឱកាសមុនតើនាងមិនមែនជាមនុស្សរបស់ខ្ញុំតាំងពីកន្លះឆ្នាំមុនទេបានជាមិនស្គាល់ខ្ញុំម៉ាស៊ីជីងដាក់ផែនការមកសុទ្ធតែជាល្បិចកហ៊ានណាស់ខ្ញុំចង់ដឹងណាស់ថានាងនឹងធ្វើបែបណាលោកម្ចាស់អ្នកគ្រប់គ្នាកំពុងមើលមកយើងហើយខ្ញុំជាស្ត្រីមានប្តីហើយបែរជាត្រូវលោកម្ចាស់ធ្វើបាបកណ្ដាលផ្លូវបែបនេះតើឲ្យខ្ញុំយកមុខទៅទុកឯណាបើលោកម្ចាស់មិនព្រមតាមសំណើខ្ញុំទេខ្ញុំនឹងប្រកាសឲ្យពេញក្រុងដឹងថាព្រះអង្គម្ចាស់រាជានុសិទ្ធធ្វើបាបស្ត្រីមានប្តីកណ្ដាលផ្លូវហ៊ានគំរាមខ្ញុំផងជឿទេថាខ្ញុំអាចសម្លាប់នាងចោលឥឡូវនេះដើម្បីឲ្យចប់រឿងគ្មានប្រយោជន៍ទេព្រះមេដាអធិរីកំពុងតាក់ទីណានកុងឈីងឲ្យបះបោព្រះនាងមិនអាចមិនដឹងឡើយដើម្បីបល្ល័ង្ករបស់អធិរីតូចណានកុងឈីងគឺជាគូប្រជែងដែលព្រះនាងត្រូវតែដកចេញយកគ្រឿងផ្ទះលោកហូមកលេងល្បែងភ្នំម្ដងទៀតចុះហេតុអ្វីបានជានាងយល់ដឹងពីកិច្ចការរាជការច្បាស់ម្ល៉េះនាងមិនមែនជាយុនស៊ីវស៊ីវពិតប្រាកដទេនាងជានរណាលោកម្ចាស់កុំខឹងអីអ្វីដែលសរសេរនៅទីនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះខ្ញុំដឹងច្រើនជាងនេះទៅទៀតខ្ញុំអាចប្រាប់លោកម្ចាស់បានទាំងអស់សំណើរបស់កញ្ញាយុនខ្ញុំយល់ព្រមសរសេរអ្វីដែលនាងដឹងមកឲ្យអស់កុំឲ្យខ្វះមួយម៉ាត់ខ្ញុំមានការងារត្រូវធ្វើចាំជួបគ្នានៅពេលក្រោយចាស់លោកម្ចាស់អញ្ជើញទៅចុះនេះហើយជាអ្នកម៉ាក់ដែលលងស្នែងនៅតងងល់របស់ខ្ញុំគាត់ថាគាត់ដឹងរឿងដែលប៉ាជោគផ្ទះខាងស្រីដើម្បីបានតំណែងនោះគឺគាត់ជាអ្នករៀបចំទាំងអស់រឿងអាស្រូវគ្រប់យ៉ាងរបស់ខ្ញុំគឺសុទ្ធតែជាគម្រោងរបស់យុនឈូឈូមិនដឹងថាគាត់នឹងខឹងស្លាប់ទេដឹងសៀវសៀវម៉ាក់ឲ្យកូនអត់បាននិយាយអ្វីផងត្រូវតែញែកអ្នកទាំងពីរចេញពីគ្នាទោះបីជាអ្នកស្រីយុនស្រឡាញ់កូនក៏ដោយតែយ៉ាងណាក៏នាងជាកូនបង្កើតដែរបើកិច្ចការក្នុងភូមិគ្រឹះត្រូវបែកធ្លីមិននឹងអាចបញ្ឆោតស្រីល្ងងម្នាក់នេះបានត្រឡប់មកផ្ទះម្ដាយលើកនេះកូននៅចង់បានផលប្រយោជន៍ខ្លះផងម៉ាក់ឲ្យកូននឹកម៉ាក់ខ្លាំងណាស់និយាយទៅរឿងរ៉ាវដែលធ្វើឲ្យឈឺក្បាលទាំងនេះសុទ្ធតែជាអន្ទាក់ដែលកូនបានរៀបចំទុកអ្នកស្រីយុនដែលជាម្ដាយបង្កើតរបស់ម្ចាស់ដើមហើយនឹងបងប្រុសទាំងពីរនាក់នោះដើមឡើយជាតួអង្គល្អតែបែរជាខ្លាចជាចណ្ដាលឲ្យគេជន់ទៅវិញឥឡូវនេះបានតោងជើងក្នុងបង្អែកធំហើយដល់ពេលត្រូវកែតម្រូវរឿងរ៉ាវទាំងអស់នេះហើយឈូឈូកូនមកឲ្យម៉ាក់មើលបន្តិចមើលមិនក៏ស្គមម្លេះឬមួយនៅភូមិគ្រឹះគេធ្វើបាបកូនអ្នកស្រីលីវជាស្រីសំណប់ចិត្តរបស់ប៉ាដែលជាមនុស្សអាក្រក់គាត់បានតាក់ទងគ្នាជាមួយប៉ាតាំងពីមុនចូលផ្ទះមកម្លេះហើយលួចចិញ្ចឹមទុកនៅក្រៅផ្ទះរហូតដល់ពេលដែលគាត់នឹងម៉ាក់មានផ្ទៃពោះទាំងពីរនាក់ទើបគាត់រៀបគម្រោងបដូរខ្លួនកូននឹងយុនឈូឈូរួចទើបបានចូលមកក្នុងផ្ទះអ្វីណាវ៉ាងឆុងសានតាក់ទងជាមួយអ្នកស្រីលីវតាំងពីមុនចូលផ្ទះមកម្លេះឈូឈូជាកូនស្រីរបស់នាងម៉ាក់សំឡេងក្នុងចិត្តរបស់សៀវសៀវរឿងទាំងនេះនាងដឹងបានមិនទៅម៉ាក់ឲ្យម៉ាក់មិនអីទេមែនទេអត់អីទេទឹកតែនេះក្តៅបន្តិចបងស្រីសំបីតែពេញតែមួយក៏កាន់មិននឹងផងចុះនឹងធ្វើជាមេផ្ទះរបស់ភូមិគ្រឹះត្រកូលកងបានយ៉ាងម៉េចទៅម៉ាក់ជាមនុស្សចិត្តល្អនិយាយស្ដីស្រួលតែមនុស្សខ្លះប្រហែលជាភ្លេចខ្លួនហើយថាខ្លួនជាអ្នកណាបានជាហ៊ាននិយាយជាមួយមេផ្ទះបែបនេះបើភូមិគ្រឹះត្រកូលកងមិនចេះអប់រំឲ្យបានល្អទេខ្លាចតែត្រូវតែរៀបចំឲ្យបានល្អបើមិនអញ្ចឹងទេខ្លាចតែគេបដូរចរិតអស់ហើយឯងអ្នកមីងឲ្យបងស្រីគាត់ធ្លាប់តែនៅស្រុកស្រែចម្ការអ្នកមីងកុំប្រកាន់គាត់អីអង្គុយចុះសិនទៅតែធ្វើម៉េចទើបអាចឲ្យអ្នកម្ដាយភ្ញាក់ឡើងវិញបានទៅ
បានការហើយឪពុកចិត្តអាក្រក់ម្នាក់នេះជួបផ្ទះគេជាកូនប្រសាកូនទាំង3សុទ្ធតែតាមត្រកូលម្ដាយគាត់និងអ្នកមីងលីវលួចមានកូនប្រុសម្នាក់នៅខាងក្រៅចាំតែរកឱកាសសម្រាប់ពួកយើងដើម្បីសូម្បីតែខ្លះក៏មិនស៊ីកូនខ្លួនឯងដែរតែលោកម្ចាស់វ៉ាងចុងសានបែរជាចង់សម្រាប់កូនបង្កើតខ្លួនឯងដើម្បីតំណែងទៅវិញនេះប្រកាសជាស៊ីវស៊ីវនិយាយកុហកហើយតែពេលនេះលោកម្ចាស់នៅតែស្រឡាញ់កូនស្រីម្នាក់នេះឆ្លៀតឱកាសនេះសុំលុយគាត់ទៅអ្នកម៉ាក់កូននៅផ្ទះលោកមេហ្វូពិតជាជួបការលំបាកខ្លាំងណាស់សូមអ្នកម៉ាក់អាណិតកូនផងជួយដល់ប្រាក់5000ដំឡឹងឲ្យកូនយកទៅដោះស្រាយបន្ទាន់ផងសម្ដែងទៀតទៅសម្ដែងឲ្យសំទៅបង្កើតរឿងថាខ្លួនឯងរងទុក្ខដើម្បីយកលុយទៅចិញ្ចឹមម្ដាយបង្កើតនឹងកូនក្រៅខួបរបស់ឯងមែនទេសុបិនទៅចុះគុំសង្ឃឹមថាអ្នកម៉ាក់នឹងខ្លាចជាជនរងគ្រោះឲ្យឯងបោកឲ្យសោះអូនស្រីក៏រងទុក្ខដែរខ្ញុំស្មានតែលោកមេហ្វូកាត់ផ្ដាច់តែការផ្គត់ផ្គង់របស់ខ្ញុំម្នាក់ឯងទេទាំងអស់នេះសុទ្ធតែជាកំហុសរបស់ខ្ញុំគ្រឿងរៀបការរបស់ខ្ញុំបាត់ពីផ្ទះលោកមេហ្វូដោយមិនដឹងមូលហេតុបែរជាធ្វើឲ្យអូនស្រីត្រូវរងទុក្ខទៅវិញឯងនិយាយថាអ្វីគ្រឿងរៀបការបាត់បង់ជារឿងយ៉ាងម៉េចទៅវិញអ្នកម៉ាក់គ្រឿងរៀបការរបស់កូនបាត់ពីផ្ទះលោកមេហ្វូដោយមិនដឹងមូលហេតុហើយលោកមេហ្វូក៏កាត់ផ្ដាច់ការចំណាយរបស់កូនទៀតមិននឹកស្មានថាវាធ្វើឲ្យអូនស្រីត្រូវរងទុក្ខដែរសូមអ្នកម៉ាក់ជួយនិយាយអង្វរលោកម្ចាស់ស៊ឺជឿឲ្យផងគ្រឿងរៀបការរបស់អូនស្រីមិនបានបាត់បង់ទេតើឲ្យអូនស្រីត្រូវមកទទួលរងទុក្ខបែបនេះបានយ៉ាងម៉េចទៅខ្ញុំគ្រាន់តែចង់បានលុយតែហេតុអ្វីបានជារឿងរ៉ាវคล้ายទៅជាបែបនេះទៅវិញមិនអាចឲ្យអ្នកម៉ាក់ទៅនិយាយរឿងគ្រឿងរៀបការជាមួយលោកម្ចាស់បានទេបើគាត់ដឹងថាខ្ញុំរងទុក្ខនៅផ្ទះលោកមេហ្វូហើយថែមទាំងរឿងគ្រឿងរៀបការទៀតបើវាលេចទៅដល់ត្រចៀកលោកមេហ្វូនោះខ្ញុំពិតជាចាប់មិនខានម៉ាក់ឲ្យកូនពិតជាអយុត្តិធម៌ណាស់របស់របររៀបការរបស់បងស្រីប្រហែលជាមានការធ្វេសប្រហែសពេលរាប់តែលោកមេផ្ទះបានចាត់ការស៊ើបអង្កេតហើយនឹងរកយុត្តិធម៌ជូនបងស្រីមិនខានដែលកូនសុំប្រាក់5000ដំឡឹងគឺកូនចង់ទុកឲ្យបងស្រីប្រើប្រាស់ពេលចាំបាច់ខ្លាចម៉ាក់បារម្ភទើបកូនកុហកថាខ្លួនឯងរងទុក្ខស៊ីវស៊ីវដណ្ដើមតំណែងរបស់ឈូស្អប់នាងមិនទាន់ផងចុះហេតុអ្វីត្រូវសុំប្រាក់5000ដំឡឹងឲ្យនាងលើកលែងតែអ្វីដែលស៊ីវនិយាយជាការពិតប្រាក់នោះយកទៅសងបំណុលក្រៅរបស់នាងលីវបានហើយក្រោកឡើងចុះឃើញពីចិត្តល្អរបស់ឯងក្នុងការដែលឯងសុំឲ្យស៊ីវម៉ាក់នឹងឲ្យនាងនៅតែជាឈូដែលចិត្តល្អបងស្រីឲ្យឈូគ្រាន់តែជាព្រះនាងរងក្នុងវាំងប៉ុណ្ណោះជីវិតមិនសូវធូរធារដូចព្រះនាងធំទេផ្ទះយើងក៏មិនខ្វះប្រាក់5000ដំឡឹងនេះដែរម៉ាក់កុំធ្វើអីលំអៀងពេកឈូឲ្យឯងមិនមែនជាកូនបង្កើតរបស់នាងលីវទេបើមិនមែនទេហេតុអ្វីត្រូវការពារនាងខ្លាំងម្ល៉េះបងស្រីគុំនិយាយផ្ដេសផ្ដាស់អីម៉ាក់ឲ្យទោះកូនមិនមែនជាកូនបង្កើតរបស់ម៉ាក់ក៏ដោយតែប៉ុន្មានឆ្នាំនេះកូនមានចិត្តស្មោះត្រង់ចំពោះម៉ាក់ស្ថានសុខដឹងឮទាំងអស់បងស្រីទោះបីស៊ីវជាកូនបង្កើតរបស់បងក៏ដោយតែបើនិយាយពីការយកចិត្តទុកដាក់ចំពោះបងតើមានអ្នកណាគិតគូរបានដូចឈូទៅតើក្អែកចង្រៃមកពីណានឹងមកស្រែកលោឡាអីនៅទីនេះបើស្រឡាញ់ថ្នាក់នឹងខ្លួនឯងក៏មិនមែនអត់លុយដែរហេតុអ្វីមិនយកលុយមកជួយគេទៅយ៉ាងហោចណាស់ខ្ញុំក៏ជាស្រីកំណានក្នុងផ្ទះនេះដែរឯងនិយាយបែបនេះគ្មានសិលធម៌សោះអ្នកស្រីលីវខ្ញុំកំពុងអប់រំកូនស្រីខ្ញុំតើដល់វេនអ្នកឯងជាស្រីកំណានមកជ្រៀតជ្រែកតាំងពីពេលណានេះឬអ្វីដែលអ្នកហៅថាជាច្បាប់ទម្លាប់បើអ្នកការពារនាងខ្លាំងម្ល៉េះឬមួយនាងជាកូនបង្កើតរបស់អ្នកមែនទើបតែត្រឡប់មកផ្ទះវិញក៏យំរៀបរាប់បែបនេះតើគិតថាខ្ញុំធ្វើបាបឯងមែននាងលីវនាងក្នុងពេលដែលឈូហៅនាងថានាងនោះនាងខ្វះអ្វីគឺត្រូវកាត់ចេញពីប្រាក់ខែប្រចាំខែរបស់នាងមកបំពេញឲ្យនាងទៅចុះទៅទាំងអស់គ្នាទៅស៊ីវកូនឲ្យបើកូនរងទុក្ខនៅផ្ទះលោកមេតបត្រូវប្រាប់ម៉ាក់ណាបើដឹងថាកូននឹងយកព្រះរាជសារមកប្រើគ្រាន់តែចង់ឈ្នះឈូម៉ាក់គួរតែខាត់កូនតាំងពីដំបូងមិនគួរតាមចិត្តកូនបែបនេះទេអាប៉ាដែលមិនបានការនឹងនាងលីវនាងព្រោះតែចង់ឲ្យកូនក្រៅខួងបានទទួលមរតកទើបធ្វើឲ្យម៉ាក់ខ្ញុំស្លាប់ដោយគ្មានអ្នកណាដឹងត្រូវតែរកវិធីលក់សៀវភៅគំនូរឲ្យបានឆាប់ដើម្បីបកអាក្រាតរឿងអាស្រូវរបស់ពួកគេក្មេងម្នាក់នេះឬមួយនាងទទួលបានឱកាសអ្វីនៅផ្ទះលោកមេតបខ្ញុំត្រូវតែមើលសៀវភៅគំនូររបស់នាងឲ្យបានតើមានរឿងអ្វីខ្លះដែលខ្ញុំមិនដឹងអ្នកនិពន្ធល្បីសុទ្ធតែចាប់ផ្ដើមពីអ្នកសរសេរតូចតាចទាំងនោះឯងអ្នកសាកមើលសៀវភៅដែលខ្ញុំសរសេរនេះទៅក្នុងនោះសុទ្ធតែជារឿងសម្ងាត់របស់គ្រួសារអភិជនធានាថាផ្ទុកខ្លាំងទៅចេញទៅឲ្យឆាប់បើមិនទៅទេខ្ញុំនឹងហៅគេមកចាប់ហើយសួរគេប៉ុន្មានកន្លែងហើយសុទ្ធតែមានអាកប្បកិរិយាបែបនេះបើគ្មានក្នុងបង្អែកឬផ្លូវវាងទេគឺពិបាកធ្វើការណាស់មើលទៅត្រូវតែទៅរកអ្នកមានអំណាចជួយហើយពូកែណាស់លោកមន្ត្រីក្រសួងការពារជាតិព្រះមេដាបង្កើតរឿងថ្ងៃនេះបានល្អណាស់ណានកុងយេកាន់តំណែងជាមន្ត្រីក្រសួងការពារជាតិមន្ត្រីក្នុងរាជវាំងដល់ទៅ 70% គាំទ្រគាត់ខ្ញុំមិនបានរវីរវល់រឿងរាជការកន្លះឆ្នាំសោះទីបំផុតរាជវាំងខ្លាយជាកម្មសិទ្ធិរបស់ព្រះមេដានឹងត្រកូលណានកុងទៅហើយពួកគេពិតជាគិតថាខ្ញុំឈឺហើយមិនអាចកាន់ដាវបានទៀតមែនទេចុះឥឡូវយើងត្រូវធ្វើម៉េចទៅនាងកុងជីងថ្ងៃនេះហ៊ានដល់ថ្នាក់ប្រាឃាតក៏មកសម្លាប់បំបិតមាត់ត្រកូលយន្តបែបនេះមើលទៅលោកម្ចាស់វ័យក្មេងម្នាក់នេះមិនមែនធម្មតាទេគាត់ប្រកាសជាមានអ្វីដែលធ្វើឲ្យគេភ័យខ្លាចមិនខានទៅរកគេឲ្យឃើញដឹងរឿងក្នុងភូមិគ្រឹះលោកហូហ្វូច្រើនម្ល៉េះហើយថែមទាំងសម្លេងក្នុងចិត្តរបស់គេអត់បានទេឥឡូវនេះមិនទាន់អាចឲ្យគេឃើញសៀវភៅគំនូររបស់ខ្ញុំបានទេមិនអាចធ្វើឲ្យខូចការរបស់ខ្ញុំឯងនេះហ៊ានដាក់បណ្ដាសាខ្ញុំបងប្រុសទី2បងគូក្បាលមានបញ្ហាអីអំបញ្ញមិញនេះខ្ញុំមិនបានស្រែកអ្វីដែលនៅក្នុងចិត្តចេញមកក្រៅទេមែនទេឯងមកទីនេះធ្វើអីក្នុងដៃកាន់របស់អីគេហ្នឹងយកមកឲ្យខ្ញុំមកតើអ្នកណាដែលលេងឆ្កែឆ្កួតមួយនេះមកមុនគេហ្នឹងមួយថ្ងៃជួយខ្ញុំប៉ុន្មានដងហើយនិស័យគូព្រេងក៏មកដល់មុខហើយបើមិនតង់គេឲ្យជាប់ទេចាំអីទៀតមកដល់ទីនេះតែម្ដងបើមិនចាប់យកប្រុសសង្ហាម្នាក់ទេតើមិនមែនមកខាត់ពេលទេឈរឲ្យនឹងទៅសូមថ្វាយបង្គំលោកម្ចាស់សេដ្ឋកិច្ចឃើញលោកម្ចាស់ហើយពិតជាសំស្លាប់មែនហេតុអ្វីមិនទាន់ថ្វាយបង្គំលោកម្ចាស់ទៀតអរគុណលោកម្ចាស់ដែលបានជួយសង្គ្រោះលោកប្រុសទី2រកឃើញលោកហើយគាត់ពោលថ្នាំទៀតលោកម្ចាស់ឲ្យលោកឆ្លើយតបភ្លាមពោលថ្នាំគាត់ចង់បានលុយពីមនុស្សម្នាក់នេះមែនទេសូមលោកម្ចាស់អភ័យទោសផ្ទះខ្ញុំមានការបន្ទាន់សូមអនុញ្ញាតឲ្យខ្ញុំទៅមុនយុនស៊ីងសៀវឯងចាំមើលចុះពូមិនមែនដូចដែលឯងនិយាយទេខ្ញុំនឹងសម្លាប់ឯងចោលយ៉ាងណាក៏នាងជាប្អូនស្រីឯងដែរមិនទៅមើលនាងបន្តិចទេ
ប្អូនស្រីមានរឿងអីក៏មានបងប្រុសទី2នាងចាំមើលថែដែរខ្ញុំមិនទៅទេបើខ្ញុំទៅមែនតាពូយុននឹងបបលុយអាចឆ្កែធាននោះដោយរបៀបណាត់មើលទៅបំពេញចិត្តរួចហើយខ្ញុំកំពុងតែពិនិត្យមើលដំបងម្ចាស់បងអ្វីដែលទ្រង់ឲ្យខ្ញុំសរសេរគឺរួចរាល់ហើយម្ចាស់បងក្នុងនេះបានកត់ត្រាពីមន្ត្រីដែលតាក់ទងជិតស្និទ្ធជាមួយលោកអានឌីងហូហើយក៏មានចំណូលចិត្តពិសេសរបស់ពួកគេដែរយើងមានរឿងមួយមិនយល់ឬគេនិយាយថាកូនស្រីត្រកូលយុនមិនព្រមរៀបការជាមួយអ្នកណាឡើយក្រៅពីកូនប្រុសត្រកូលណានកងក្នុងពេលដែលបានចូលក្នុងត្រកូលហូហើយហេតុអ្វីបានជាចង់ឲ្យពួកគេស្លាប់ទៅវិញហើយរឿងសម្ងាត់ទាំងនេះអ្នកដឹងបានយ៉ាងម៉េចដឹងមុនហើយថាទ្រង់នឹងសួរដូច្នេះសំណាងហើយដែលខ្ញុំបានត្រៀមខ្លួនទុកមុនម្ចាស់បងជឿលើរឿងយល់សប្តិឃើញទេយប់រៀបការនោះខ្ញុំបានទទួលការណែនាំពីទេវតាក្នុងសុបិនទើបដឹងថាត្រកូលហូបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរខ្ញុំមិនចង់ស្លាប់តាមពួកគេទេពូកែរកលេសយល់សប្តិមែនណាកុហកខ្មោចយឺបានយើងនឹងសម្ដែងជាមួយអ្នកបើដូច្នេះមែនក៏លែងលះគ្នាទៅចាំបាច់ត្រូវធ្វើរឿងស្មុគស្មាញម្លេះកាលពីដើមគឺខ្ញុំដែលកាន់ព្រះរាជសារបង្ខំឲ្យត្រកូលហូរៀបការជាមួយខ្ញុំបើខ្ញុំជាអ្នកសុំលែងលះដោយខ្លួនឯងខ្លាចតែព្រះមហាក្សត្រនឹងដាក់ទោសខ្ញុំទេវតាក្នុងសុបិនរបស់អ្នកពិតជាដឹងរឿងច្រើនមែនសូម្បីតែទីកន្លែងលាក់សៀវភៅកណនីនៅហាងផ្កាក៏ដឹងច្បាស់ដែរម្ចាស់បងគេជាទេវតាតើគ្រាន់តែរាប់ម្រាមដៃក៏ដឹងអស់ហើយហ៊ានបោកប្រាស់ម្ចាស់បែបនេះនាងពិតជាក្លាហានមែនអញ្ចឹងខ្ញុំចង់សួរអ្នកបន្តិចតើទេវតាក្នុងសុបិនរបស់អ្នកបានប្រាប់អ្នកទេថាខ្ញុំត្រូវឲ្យអ្នកធ្វើអ្វីបន្តទៀតទេវតាក្នុងសុបិនប្រាប់ថាខ្ញុំនិងលោកម្ចាស់មាននិស្ស័យនឹងគ្នាជ្រាលជ្រៅណាស់អញ្ចឹងលោកម្ចាស់ចង់ឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរល្អណាស់ចង់តោងខ្ញុំមែនទេបើមិនមែនព្រោះតែចង់ដឹងរឿងពីមាត់នាងទេខ្ញុំពិតជាកាត់ពីនាងចោលមិនខានទេស្រីគ្មានគេខ្មាស់ឲ្យតើអ្នកដឹងទេថាព្រះរាជបុត្រនៃត្រកូលណានកងត្រូវបានតែងតាំងជាមន្ត្រីក្រសួងការពុករលួយហើយនៅតែអាចឡើងតំណែងបានទៀតក្រុមរបស់ព្រះមេដាពិតជាមានអំណាចខ្លាំងណាស់នេះគឺជាឱកាសមាសហើយគ្រឿងបណ្ណាការដែលទទួលបានគឺជាកម្មបិតដ៏មុតស្រួចព្រះអង្គម្ចាស់ខ្ញុំមានគម្រោងល្អមួយដែលអាចជួយព្រះអង្គដោះស្រាយជាមួយអូសាក់និយាយមកមើលអានឌីងហូបានយកគ្រឿងបណ្ណាការត្បូងរបស់ខ្ញុំទៅសូកប៉ាន់មន្ត្រីភស្តុតាងគឺស្ថិតនៅក្នុងដៃខ្ញុំប្រសិនបើអាចទម្លាយរឿងនេះនៅចំពោះមុខព្រះមហាក្សត្រហើយព្រះអង្គតាមដានតាមតម្រុយនេះតើមិនអាចដោះស្រាយជាមួយពួកគេម្នាក់ម្ដងបានទេនាងពិតជាមានគំនិតបែបនេះមែនឬតើនាងអាចជាក្មេងស្រីល្ងងខ្លៅម្នាក់នោះបានយ៉ាងដូចម្ដេចពិតជាគម្រោងដ៏ល្អមែនបើអញ្ចឹងតើព្រះអង្គម្ចាស់អាចជួយខ្ញុំមួយរឿងបានទេខ្ញុំចង់សរសេររឿងដែលទូសម្ដែងនិយាយទៅជាសៀវភៅគំនូរដើម្បីលក់ប៉ុន្តែហាងសៀវភៅនឹងបែរជាមិនព្រមទទួលទៅវិញលើកមុនជួយអ្នកស្ទើរតែធ្វើឲ្យខ្ញុំខូចកេរ្តិ៍ឈ្មោះហើយអំបញ្ញមិញនេះក៏ស្ទើរតែទម្លាក់កំហុសមកលើខ្ញុំទៀតបើជួយអ្នកម្ដងទៀតតើអ្នកណាដឹងថាអ្នកនឹងគិតរកល្បិចអ្វីមកគំរាមខ្ញុំទៀតចាំបាច់ដល់ថ្នាក់នឹងទេខ្ញុំទាំងជួយរកតម្រុយទាំងផ្ដល់យុទ្ធសាស្ត្រឲ្យតែគាត់បែរជាចាំតែរឿងដែលខ្ញុំគំរាមគាត់ទៅវិញបើចាំបែបនេះបន្ថែមមួយគម្រោងទៀតក៏មិនអីដែរមែនទេព្រះអង្គម្ចាស់សៀវភៅគំនូររបស់ខ្ញុំនេះមានប្រយោជន៍ខ្លាំងណាស់ព្រះអង្គសាកគិតមើលបើវាល្បីសុសសាយក្នុងចំណោមប្រជាជនតើពួកអ្នកមានអំណាចទាំងនោះនៅអង្គុយស្ងៀមបានទេបើព្រះអង្គមិនជួយខ្ញុំតើមិនមែនជាការបិទផ្លូវខ្លួនឯងទេវិញ្ញូនគឺខ្ញុំអាចជួយសម្រួលឲ្យអ្នកចូលទៅបានតែបើរឿងរបស់អ្នកមិនសូវសំខាន់ហើយធ្វើឲ្យខ្ញុំបាត់មុខមាត់ទេនោះផលវិបាកនេះអ្នកត្រូវគិតឲ្យច្បាស់ណាស់ពិតមែនឬព្រះអង្គម្ចាស់កុំបារម្ភរឿងរបស់ខ្ញុំនឹងធ្វើឲ្យក្រាតពេញក្រុងខ្ជូតូមិនខានមិនឲ្យព្រះអង្គខូចមុខមាត់ឡើយព្រះអង្គម្ចាស់អញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញរងចាំដំណឹងល្អពីព្រះអង្គណាមែនហើយសូមព្រះអង្គជួយតាមដានពួកអ្នកបម្រើដែលមើលការខុសត្រូវរឿងម្ហូបអាហារក្នុងវាំងផងចម្លែកណាស់មនុស្សរបស់ព្រះមេតាចូលមកក្នុងវាំងយូរហើយតែវានៅឆ្ងាយពីពេលដែលនាងត្រូវថ្នាំពុលហេតុអ្វីបានជានាងផ្លាស់ប្ដូរអស់កន្លះឆ្នាំទៅវិញខ្ញុំនឹងរកឲ្យឃើញពីអាចកំបាំងរបស់អ្នកឲ្យបានឆាប់នេះទៅជួបព្រះមហាក្សត្រថ្ងៃចូលរោងការបែរជាឲ្យគ្រួសារទាំងមូលរងចាំអ្នកម្នាក់ឯងតើនៅមានច្បាប់ទម្លាប់អ្វីទៀតទេនេះហើយជាឪពុកចិត្តអប្រិយប៉ុន្មានឆ្នាំមកនេះគាត់លួចផ្ទេរទ្រព្យសម្បត្តិតខ្លួនរបស់ត្រកូលទៅឲ្យអ្នកស្រីលីមិនតិចទេតែអ្នកម្ដាយបែរជាមិនដឹងខ្លួនសោះនាងក្មេងនេះឯងកំពុងនិយាយស្អីត្រឡប់មកវិញភ្លាមធ្វើឲ្យម្ដាយខឹងមកលិតទៅលិតឲ្យច្រើនទៀតទៅចាំដល់ពេលដែលឯងអស់ផ្លូវដើរខ្ញុំនឹងយកសិភើគូទេសអ្នកលិតនេះវាក្បាលឯងមួយដំបងឲ្យឯងភ្ញាក់ខ្លួនឡើងជូបានមករកខ្ញុំដើម្បីយកលុយពិតមែនតែចិត្តគំនិតរបស់នាងទាំងនោះជាការពិតមែនឬរឿងលុយកាក់តិចតួចសោះធ្វើជាបាត់បង់ស្មារតីដល់ថ្នាក់នេះហើយឯងទៀតមាត់ដិតដាំខ្លាំងណាស់ដល់ពេលនេះហើយនៅតែគ្មានសិលធម៌ទៀតបិទមាត់ទៅនាងនៅផ្ទះលោកមេតបគឺរដើនគ្មានសិលធម៌ណាមុខមាត់គ្រួសារទាំងពីរត្រូវនាងធ្វើឲ្យបាត់បង់អស់ហើយខ្ញុំរដើនមិនអាចប្រៀបនឹងអ្នកទាំងពីរបានទេម្នាក់ពឹងលើទ្រព្យដណ្ដឹងរបស់ខ្ញុំដើម្បីឡើងតំណែងម្នាក់ទៀតពឹងលើមុខមាត់បងប្រុសខ្ពង់ខ្ពស់មែនណារឿងលុយកាក់តិចតួចមែនទេចុះទ្រព្យដណ្ដឹងរបស់ស៊ីវបាត់ទៅណាអស់ហើយហើយអ្វីក៏លើកពីរឿងទ្រព្យដណ្ដឹងមកនិយាយទៀតហើយថ្ងៃនេះជាថ្ងៃមង្គលនៃការត្រឡប់ទៅផ្ទះឪពុកម្ដាយកុំព្រោះតែខ្ញុំធ្វើឲ្យខូចបរិយាកាសអីរាល់កំហុសទាំងអស់សុទ្ធតែជាកំហុសរបស់ខ្ញុំរឿងនេះទៅបន្ទោសជូបានយ៉ាងម៉េចនាងគ្រាន់តែជាមនុស្សចិត្តល្អពេកចេះអត់អន់ពេកទើបធ្វើឲ្យក្មេងស្រីព្រៃផ្សៃដែលគ្មានសិលធម៌ម្នាក់នោះបានចង្អុលមុខនាងហើយដណ្ដើមតំណែងជាភរិយារបស់ព្រះអង្គម្ចាស់ពីនាងទៅបិទមាត់ទៅឯងត្រឡប់មកវិញភ្លាមធ្វើឲ្យផ្ទះទាំងមូលវឹកវរអស់ហើយបាយទឹកមិនបាច់ហូបទេទៅលុបជង្គង់នៅសាដូនតានោះទៅវាងឆុងសានបើឯងហ៊ានប៉ះនាងបន្តិចសាក់មើលទ្រព្យដណ្ដឹងរបស់ស៊ីវសូមឲ្យព្រះអង្គម្ចាស់ជួយពន្យល់ផងហើយអ្វីក៏លើកពីរឿងទ្រព្យដណ្ដឹងមកនិយាយពេលនេះមិនអាចឲ្យពួកគេរករឿងមិនឈប់បែបនេះទេត្រូវលួងលោមឲ្យពួកគេទៅសិនចាំរកឱកាសក្រោយកំចាត់យន្តស៊ីវចោលរឿងនេះនឹងចប់ហើយខ្ញុំទៅហើយម៉ែក្មេកឲ្យឪពុកកំពុងតែស៊ើបអង្កេតរឿងនេះហើយមិនយូរទេនឹងដឹងលទ្ធផលហើយកាលពីយប់មិញនៅបង្ខំឲ្យខ្ញុំទទួលស្គាល់ថាខ្ញុំជាអ្នកធ្វើបាបថ្ងៃនេះបែរជាបញ្ជូនឃាតករមកសម្លាប់ខ្ញុំឥឡូវនេះបែរជាបដូរមកថាស៊ើបអង្កេតទៅវិញបានឥឡូវនេះខ្ញុំមិនទាន់បកអាក្រាតអ្នកទាំងពីរទេរឿងល្អនៅខាងមុខទៀតបើដូច្នេះមែន2 3ថ្ងៃទៀតជាថ្ងៃកំណើតខ្ញុំស៊ីវនឹងស្នាក់នៅផ្ទះមកឲ្យកូនក៏ចង់នៅជួយដែរអញត្រឡប់ទៅភូមិគ្រឹះជាមួយសង្ហទៅកូនមានរងរបួសត្រង់ណាដែរឬអត់ល្អណាស់មិនបាច់នៅភូមិគ្រឹះនឹងអត់ឃ្លានទៀតទេញ៉ាំឲ្យឆ្អែតសិនចាំប្រើកម្លាំងហើយអាចរៀបចំរឿងរ៉ាវឲ្យរួចរាល់ទៀតបើទុកឲ្យកូនមិនស្ដាប់បង្កប់ម្នាក់នេះនៅបន្តទៀតមិនដឹងជាបង្កបញ្ហាអ្វីខ្លះទេត្រូវតែដេញវាចេញទៅបើមិនអញ្ចឹងទេគឺសុទ្ធតែមកពីលោកនឹងហើយដែលតាមចិត្តវាពេកថ្ងៃនេះបើមិនឲ្យមេរៀនវាខ្លះទេមុខមាត់ត្រកូលយើងនឹងត្រូវបាត់បង់អស់ហើយអ្នកណាទៅចាប់វាទៅដាក់ក្នុងបន្ទប់ដូនតាបើមិនចង់ឲ្យកូនញ៉ាំក៏គុំញ៉ាំទាំងអស់គ្នាទៅនិយាយហើយក៏វាកំតិចទូឲ្យខ្ទេចលោកប៉ាជីដូនជីដែលលោកមិនយល់ព្រមផង
កូនស្រីមិនស្ដាប់បង្គាប់ឆាប់វាទៅចងក្នុងបន្ទប់ដូនតាឲ្យលឿនឡើងលោកមិនខ្លាចបន្ទប់ដូនតាដួលរំដែរដល់ពេលនោះជីដូនជីតាក៏មិនលើកលែងឲ្យលោកដែរអ្នកណាទៅយកវាទៅបន្ទប់ដូនតាថ្ងៃនេះទុកឲ្យលោកមួយដងសិនចុះរឿងដែលភូមិគ្រឹះរបស់អានឌីងហូត្រូវបានគេចោទប្រកាន់នោះគឺមានល្បិចកលខ្លាំងណាស់ដូច្នេះសូមឲ្យអានឌីងហូនាំសឹងនិងភរិយាចូលគាល់ក្នុងព្រះបរមរាជវាំងហើយត្រូវយកត្រាដែលរក្សាទុកនោះទៅជាមួយដោយមិនឲ្យខូចខាតអ្វីឡើយនិងស៊ើបអង្កេតដោយផ្ទាល់ភូមិគ្រឹះហៅឲ្យថ្ងៃល្អរបស់ពួកអ្នកដល់ទីបញ្ចប់ហើយទូលព្រះបង្គំជាខ្ញុំនាំយកព្រះរាជអំណោយសម្រាប់ព្រះអង្គម្ចាស់និងព្រះនាងតាមព្រះរាជបញ្ជាមកដល់ហើយព្រះអង្គហេបហាក់ដូចជាមិនខ្វះមួយណាទេចាំមើលបើខឹបហើយតើអ្នកនៅចង់សម្ដែងរឿងអ្វីទៀតចាប់ផ្ដើមចុះបាំងខណ្ឌត្បូងមរកមួយផ្ទាំងឈុតគ្រឿងអលង្ការមាសសុទ្ធមួយឈុតនិងម្ជុលសក់មាសរៀងហងមួយគូចាំកន្លងផុតរឿងនេះទៅចាំខ្ញុំយករបស់ទាំងនេះត្រឡប់មកវិញយ៉ាងណាក៏ជារបស់ខ្ញុំដែរថូផ្កាមាសមួយគូតែក្នុងថូគឺទេស្អាតក្នុងថូនោះគឺគ្មានអ្វីតាំងពីដើមមកម្លេះព្រះករុណាថ្លៃពិសេសក្នុងថូផ្កានោះដើមឡើយមានទឹកអបការដែលព្រះមេដាអតីតព្រះមហាក្សត្រប្រទានឲ្យផ្ទាល់ជាអសភព្យាបាលរបួសដ៏មានតម្លៃមហាសាលគុំមកនិយាយផ្ដេសផ្ដាស់ក្នុងថូនោះមានទឹកអបតាំងពីពេលណាទៅក្នុងបញ្ជីរាយនាមអំណោយមានសរសេរច្បាស់ថាថូផ្កាមួយគូមានដាក់ទឹកអបការក្រសួងពិធីការក៏មានកត់ត្រាទុកដែរព្រះករុណាទូព្រះបង្គំនិយាយពិតមែនព្រះករុណានេះគឺជាច្បាប់ចម្លងនៃបញ្ជីអំណោយដែលក្រសួងពិធីការរក្សាទុកអ្វីដែលព្រះនាងមានបន្ទូលគឺពិតមែនលោកម្ចាស់អានទីងតើលោកមានអ្វីបកស្រាយព្រះករុណាទូព្រះបង្គំពេលទូព្រះបង្គំទទួលអំណោយក្នុងថូគឺទេមែនប្រកាសជានាងយន្តជាអ្នកប្រើទឹកអប់នោះអស់ខ្លួនឯងហើយពេលនេះបែរជាមកចាប់ប្រកាន់វិញសូមព្រះករុណាពិនិត្យឲ្យច្បាស់បន្ទាប់ពីទូព្រះបង្គំរៀបការចូលក្នុងភូមិគ្រឹះមកទូព្រះបង្គំមិនអាចចូលទៅជិតឃ្លាំងបានផងតើធ្វើដូចម្តេចនឹងសូមព្រះអង្គពិនិត្យមើលចុះព្រះនាងធ្លាប់មានបន្ទូលក្នុងដំណាក់ថារបស់ទាំងនេះមិនសូវមានប្រយោជន៍ដូចជាការរកស៊ីទេខ្ញុំអាចសម្រេចចិត្តយកវាទៅប្រើប្រាស់បានបន្ទាប់ពីទូទាត់ប្រាក់សូមព្រះអង្គនាងយន្តមានចិត្តច្រណែនឈ្នានីសខ្លាំងណាស់យករៀបការនាងបង្កចំនួនពេញផ្ទះពេលត្រូវគេស្ដីបន្ទោសក៏ការចិត្តគុំគួនទើបនាងគិតគម្រោងការនេះមកមួបង្កាច់ផ្ទះខ្ញុំសូមព្រះអង្គជួយរកយុទ្ធធម៌ផងតើលោកម្ចាស់ភ្លេចហើយឬថាយករៀបការនោះខ្ញុំក៏នៅទីនោះដែរសូមព្រះអង្គគំចាស់អភ័យទោសប៉ុន្តែរឿងទឹកសន្សើមនេះខ្ញុំពិតជាមិនដឹងពីមូលហេតុពិតប្រាកដមែនសូមព្រះអង្គមេត្តាពិនិត្យមើលឲ្យច្បាស់ផងនិយាយបានល្អណាស់រឿងក្នុងផ្ទះសោះបែរជាយកមកបង្កចំនួនដល់ក្នុងរាជវាំងព្រះនាងពិតជាធ្វើរឿងធំមែនអ្នកឯងនឹងហើយមែនទេដែលសូមរាជជំការបង្ខំឲ្យរៀបការជាមួយយន្តស៊ីវនោះព្រះមេតាតើមានរឿងអ្វីមែនទេថ្ងៃនេះផ្ទះរបស់ហ្វូហូតូចចង្អៀតពេកឬក៏ចង់ធ្វើរកពីដាក់កូនព្រះមេតាមិនមែនកូនចង់បង្កចំនួនទេតែរបស់ដែលព្រះអង្គប្រទានឲ្យបានបាត់ពីក្នុងផ្ទះនេះជារឿងប៉ះពាល់ដល់កិត្តិយសរាជវង្សកូនមិនហ៊ានមិនស៊ើបអង្កេតឡើយមាត់ដិតដាំខ្លាំងណាស់ណាអញ្ចឹងខ្ញុំសួរអ្នកវិញចុះបើអ្នកអះអាងថានាងលូបាត់នៅផ្ទះនេះចុះភូស្តាងនៅណាអ្នកដឹងទេថាការចោទប្រកាន់អ្នកធំមានទោសយ៉ាងណាតាមច្បាប់ការចោទប្រកាន់អ្នកធំត្រូវវាយ50ដំបងប៉ុន្តែបើព្រះនាងអាចបញ្ជាក់បានថាផ្ទះនេះពិតជាលួចរបស់នោះមែនអ្នកដែលពាក់ព័ន្ធទាំងអស់នឹងត្រូវទទួលទោសដូចគ្នាខ្ញុំមានវិធីបញ្ជាក់ថាប៉ៃហ្វានាងលូត្រូវបានគេប្រើអស់នៅពេលណានាងពិតជាមានវិធីមែនឬទៅរកអាល្ងងចុងម៉ៅនោះទៅវាថាឆ្នាំនេះព្យាបាលជាក្បាលវាបានក៏យកទៅប្រើអស់រលីងហើយថែមទាំងលាងដុសស្អាតទៀតគេថាស្រីម្នាក់នេះល្ងងតែឃើញថ្ងៃនេះមិនធម្មតាឡើយខ្ញុំចង់ឃើញណាស់ថាអ្នកមានវិធីអ្វីប៉ៃហ្វានាងលូវាខាប់ណាស់បើគេប្រើមុនចូលផ្ទះនេះមាត់ដប់នឹងមានស្នាមពណ៌ត្នោតចាស់ស្អិតជាប់ដែលមិនអាចលាងចេញបានឡើយសូមព្រះអង្គទតមើលចុះមាត់ដប់នេះស្អាតណាស់វាបញ្ជាក់ថាឆ្នាំនេះត្រូវបានគេប្រើក្រោយពេលចូលមកក្នុងផ្ទះនេះកុហកទាំងស្រុងគឺអ្នកឯងទេដែលប្រើវាក្រោយមកចាំជូតសម្អាតឲ្យស្អាតក៏ដូចគ្នាដែរមែនទេចុះអ្នកឯងនេះកំពុងតែចាត់ទុកពួកយើងទាំងអស់គ្នាជាមនុស្សល្ងងមែនអ្នកណាខ្លះនៅទីនេះអូវាចេញទៅតាមច្បាប់ត្រូវវា50ដំបងព្រះមេដាឲ្យសម្ដីរបស់ទូបង្គំនៅមិនទាន់និយាយចប់ទេបើទូបង្គំនិយាយចប់ហើយនៅតែមិនអាចរកភាពស្អាតស្អំឲ្យខ្លួននៅចំពោះមុខអញនៅហ៊ានបន្តក្អេងក្អាងទៀតឬពួកឯងអូវាចេញទៅព្រះមេដាទោះជាយ៉ាងណាក៏ត្រូវតែដាក់ទោសដែរចុះហេតុអ្វីមិនរងចាំឲ្យនាងនិយាយឲ្យចប់សិនទៅឯកសារដើមនៅទីនេះហើយការផ្សារភ្ជាប់នៅល្អឥតខ្ចោះមិនអាចប្រើល្បិចកអ្វីបានទៀតទេកម្លាំងអញចិត្តអស់ហើយត្រូវតែដោះស្រាយឲ្យរហ័សល្បិចកហេតុអ្វីបានជានាងនិយាយពាក្យចម្លែកបែបនេះព្រះមេតាព្រះអង្គទឹកថ្នាំដែលព្រះរាជទានក្នុងវាំងគឺជារបស់ពិតដើម្បីការពារកុំឲ្យមានការផ្លាស់ប្ដូរនៅពាក់កណ្ដាលផ្លូវទើបមានការបិទត្រាដោយក្រមួនពិសេសនេះជាច្បាប់ដូនតាហើយនៅលើឯកសារដែលមិនមានរក្សាទុកក៏មានកត់ត្រាថាមានធូបការស្រោបមាសមួយគូនិងទឹកអប់ការដែលបិទត្រាយ៉ាងល្អផងដែរណានកុងឈីងឯងបើកភ្នែកឆ្កែរបស់ឯងមើលឲ្យច្បាស់ទៅសូមសួរថាព្រះមេតាត្រាដែលបិទនៅលើមាត់ធូដែលតំណាងឲ្យអំណាចនិងការពារកុំឲ្យអ្នកដទៃលួចមើលនោះឥឡូវនេះវាទៅណាហើយល្អណាស់អានទីងហៅថ្ងៃនេះឯងធ្វើបែបនេះតើឯងពិតជាគិតថាឯងនៅក្មេងហើយអាចបោកបានមែនទេសូមព្រះអង្គពិនិត្យមើលចុះនេះគឺជាភស្តុតាងដែលបង្ហាញថាពួកអ្នកក្នុងវាំងបានបង្ខំឲ្យខ្ញុំសារភាពពួកគេបានចាក់ម្រាមដៃខ្ញុំដើម្បីបង្ខំឲ្យផ្តិតមេដៃសូមព្រះអង្គផ្ដល់យុត្តិធម៌ឲ្យខ្ញុំផងតើគិតថាខ្ញុំងាយនឹងចុះចាញ់បែបនេះមែនទេឯងរងចាំតែពេលនេះឯងយន្តស៊ឺការខ្លាញ់បន្លំនេះគឺដោយសារតែឯងថែរក្សាមិនបានល្អខ្លួនឯងសោះឥឡូវនេះបែរជាអ្នកមិនខ្វល់ពីពិធីជប់លៀងរបស់ត្រកូលហូតើអ្នកមានបំណងអ្វីលោកម្ចាស់ហូខ្ញុំយន្តស៊ឺប្រកាន់ខ្ជាប់នៅគោលការណ៍បើមិនដាក់ទោសឲ្យធ្ងន់ធ្ងរទេតែច្បាប់ទម្លាប់ត្រកូលហូរបស់យើងមិនខ្លាចជារឿងកំ pl ាញ់លិខិតសារភាពកំហុសនេះទោះអ្នកចង់ឬមិនចង់ក៏ត្រូវតែចុះហត្ថលេខាឲ្យបាននៅថ្ងៃនេះបងស្រីបងទទួលស្គាល់ការពិតទៅចុះក្នុងភូមិព្រៃលោកមេឃុំគេលែងទុកគ្រួសារយើងក្នុងភ្នែកហើយមែនទេហេនាងយន្តនេះពិតជាអស្ចារ្យមែនសូម្បីតែស្ដេចក៏មិនអាចលូកដៃចូលរឿងក្នុងផ្ទះរបស់ខ្ញុំបានដែរលោកមេឃុំចាំបាច់ត្រូវប្រើកម្លាំងបាយធ្វើអ្វីខ្ញុំគ្រាន់តែអ្នកណាខ្លះអូនាងចេញទៅក្រៅរួចវា50ដំបងព្រះចៅអធិរាជតាទ្រង់អាចព្រមប្រើទោសទន្លើមន្ត្រីជាន់ខ្ពស់គ្រាន់តែរឿងវិវាទក្នុងផ្ទះបន្តិចបន្តួចនេះឬព្រះមេដាតែច្បាប់នៃអង្គរយើងគ្រាន់តែសម្រាប់ដាក់ទោសប្រជាជនធម្មតាមែនទេហ៊ានតាំងជាមួយព្រះមេដាទៀតពិតជាត្រូវចិត្តខ្ញុំមែនព្រះរាជបុត្រប្រព្រឹត្តខុសច្បាប់ក៏មានទោសដូចប្រជាជនធម្មតាដែរក្រោមច្បាប់គឺមនុស្សគ្រប់គ្នាស្មើភាពគ្នាអូវាចេញទៅមានព្រះរាជសារនៅទីនេះថ្ងៃនេះត្រូវតែដោះស្រាយជាមួយនាងចាស់នេះឲ្យបានឲ្យនាងរៀងចាដែលហ៊ានតាំងជាមួយខ្ញុំរាល់ថ្ងៃ
ស្ដេចតូចអង្គនេះក៏មានលក្ខណៈជាស្ដេចដ៏ល្អដែរខ្ញុំពិតជាខមមិនដែលស្ទើរតែបណ្ដោយឲ្យក្រុមចៅលួចជាតិទាំងនេះបានជោគជ័យសំណាងហើយដែលកែប្រែទាន់សម្ដីរបស់គេថ្ងៃនេះហេតុអ្វីស្ដាប់ទៅចម្លែកម្លេះព្រះអង្គប្រហែលជាត្រូវគេមួយបង្កាច់ហើយប៉ុន្តែការបាត់បង់វត្ថុដ៏មានតម្លៃនេះជារឿងធំខ្ញុំយល់ថាគួរតែឲ្យតុលាការក្រុងនិងតុលាការកំពូលសហការគ្នាដើម្បីស៊ើបអង្កេតឲ្យច្បាស់ថាវាទៅដល់ណានិងមានរឿងអ្វីកើតឡើងទើបអាចរកយុត្តិធម៌ឲ្យអរគុណលោកមេឃុំដែលបានជួយរឿងគ្រួសាររបស់ស៊ុនណៃឈិនមួយនេះខ្ញុំពិតជាមិនហ៊ានរំខានដល់សាលាជើងចៅនិងតុលាការដាលីឡើយសូមព្រះមេដាពិចារណាឲ្យច្បាស់មុននេះព្រះអង្គគុំចាស់និងប្អូនស្រីបានចោទប្រកាន់ថាលោកឆេនប្រើប្រាស់ទឹកអប់បៃហ្វាបើមិនមែនលោកឆេនរកវិធីបញ្ជាក់ភាពស្អាតស្អំទេម្លេះសំពេលនេះត្រូវគេចោទប្រកាន់រហូតដល់ស្លាប់បាត់ទៅហើយសូមព្រះមេដាផ្ដល់ពួកគេនិយាយស្ដីណាស់មែនទេអាមនុស្សក្បត់តែចាំមើលចុះកុំឲ្យតែធ្លាក់មកក្នុងដៃខ្ញុំឲ្យសោះលោកអេនជីងហៅណេងកងថេងមិនបានគ្រប់គ្រងគ្រួសារឲ្យបានល្អក្នុងរយៈពេល3ឆ្នាំមកនេះព្រះរាជបុត្រណេងកងយីបានចោទប្រកាន់ភរិយាដើមរបស់ខ្លួនដោយមិនពិតហើយបានបោកបញ្ឆោតព្រះមហាក្សត្រដូច្នេះត្រូវដកតំណែងជាមន្ត្រីក្រសួងសង្គ្រាមហើយទម្លាក់ឋានៈមកត្រឹមជាមន្ត្រីថ្នាក់ក្រោមចំណែកឯព្រះនាងយ៉ាងឆាឈីវមានចិត្តមិនស្មោះត្រង់បានចោទប្រកាន់អ្នកដទៃដោយមិនពិតដូច្នេះត្រូវឃុំខ្លួនក្នុងលោកម្ចាស់ឲ្យខ្ញុំពិតជាស្រវឹងខ្លាំងណាស់ដើរលេងរួចហើយចង់ត្រឡប់ទៅវិមានកងឬវិមានហៅគឺអាស្រ័យលើអ្នកជ្រើសរើសទេត្រឡប់ទៅវិមានហៅវិញប្រហែលជាសំបីតែទឹកត្រជាក់ក៏គ្មានផឹកដែរចំណែកវិមានកងវិញរងចាំហូបលើកមកដល់ខ្ញុំប្រហែលជាឃ្លានសន្លប់បាត់ទៅហើយលោកម្ចាស់មេត្តាជួយខ្ញុំផងឲ្យខ្ញុំបានញ៉ាំអីបន្តិចសិនទៅខ្ញុំយកត្រឡប់ទៅវិមានវងវិញខ្ញុំអាចឲ្យថ្លៃហត់ផលបានខ្ញុំនឹងប្រកូលទ្រព្យសម្បត្តិរៀបការទាំងអស់ឲ្យលោកដើម្បីតែចង់តោងចប់នឹងខ្ញុំនាងពិតជាធ្វើគ្រប់យ៉ាងមែនខ្ញុំខ្វះរបស់របរតិចតួចរបស់នាងឬលោកម្ចាស់វិមានហៅគឺជាសម្បុកចោបើខ្ញុំមិនទុកទ្រព្យសម្បត្តិរៀបការនៅទីនេះទេខ្ញុំពិតជាគ្មានកន្លែងទុកទៀតហើយនៅក្នុងកិច្ចសហការរបស់យើងមិនមានចែងថាខ្ញុំត្រូវរក្សាទុកទ្រព្យសម្បត្តិរៀបការរបស់នាងនោះទេយ៉ាងណាក៏ញ៉ាំឆ្អែតហើយសាកល្បងប្រើជំនួយពិសេសមើលយោព្រមគ្មានប្រតិកម្មសោះខូចហើយមែនទេសាកំដងនៅតែប្រើជំនួយពិសេសទៀតចង់យកមកប្រើលើខ្ញុំមែនទេយ៉ាន់ឈៀវខ្ញុំឃើញថានាងពិតជាចង់ស្លាប់មែនហើយប្រើលើគាត់មិនបានសោះហើយភ្លេចវីចុះពេលនេះត្រូវដេកនៅទីនេះសិនហើយមានតែត្រូវទ្រាំប៉ុណ្ណោះសំណាងហើយដែលវាមិនមានប្រសិទ្ធភាពលើខ្ញុំបើមិនដូច្នោះទេសម្រាប់ចោលទៅស្ដាយដែរតែបើមិនសម្រាប់ចោលក៏នាំរឿងក្តៅក្រហាយមកទៀតលោកម្ចាស់គិតមើលទៅបើបាត់បង់តំណែងនេះទៀតត្រកូលហូបប្រកាសជាមកគ្រប់រឿងខ្ញុំមិនខានហើយអ្នកដែលពិបាកក៏គឺលោកដែរស៊ូទុកវានៅទីនេះសិនទៅចាំខ្ញុំលេងលេះជាមួយណានកងយេរួចចាំយកវាទៅវិញអ្វីដែលអ្នកនិយាយក៏មានហេតុផលខ្លះដែរនឹងហើយលើកវាមកទីនេះមកអូយលើកនេះពិតជាមិននឹកស្មានដល់មែនចាត់ទុកថាជាកាដូថ្លែងអំណរគុណចុះនាងម្នាក់នេះច្បាស់ជាធ្វើដោយចិត្តណាស់ហើយយកអានឹងមកធ្វើជាកាដូថ្លែងអំណរគុណនាងពិតជាហ៊ាននិយាយមែនគ្រឿងបន្លាស់ទាំងអស់ត្រូវបានរាប់រួចរាល់ហើយត្រួតពិនិត្យត្រឹមត្រូវគ្មានខុសទេព្រះនាងសឹងយើងត្រឡប់ទៅព្រះរាជវាំងវិញឥឡូវនេះដើម្បីទៅរាយការណ៍ជូនព្រះមហាក្សត្រលំបាកលោកកងហើយស៊ីវទីជួយជូនដំណើរលោកកងផងបានហើយបើដឹងថាថ្ងៃនេះមកដល់លឿនបែបនេះពេលខ្ញុំសរសេររឿងកាលពីមុនខ្ញុំគួរតែកំណត់ឲ្យទូឯកមានក្បួនដង្ហែអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ120ជួរទេត្រូវតែ180ជួរទៅផ្សំគុណភាពបែបនេះខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃមួយជីវិតក៏រកមិនបានមួយហឹបនេះដែរទីបំផុតខ្ញុំមានលុយហើយនាងត្រកូលយុនខ្ញុំពិតជាមើលស្រាលនាងមែនហ៊ានលេងល្បិចដាក់ខ្ញុំបែបនេះមែនទេល្អណាស់នាងត្រកូលយុននាងគិតថាមានគេជួយជ្រោមជ្រែងនាងម្ដងហើយនាងអាចធ្វើអ្វីតាមចិត្តនៅក្នុងវាំងនេះបានមែនទេអ្នកស្រីនិយាយធ្ងន់ពេកហើយខ្ញុំគ្រាន់តែយករបស់ដែលជារបស់ខ្ញុំមកវិញប៉ុណ្ណោះតែហៅថាធ្វើអ្វីតាមចិត្តយ៉ាងម៉េចទៅបងស្រីពិតជាចេះគិតគូរមែនណាកាលពីប៉ុន្មានថ្ងៃមុននិយាយថានឹងយកទៅជូនអ្នកម្ដាយទាំងអស់ជាកាដូជូបមុខថ្ងៃនេះបែរជាធ្វើបែបនេះទៀតគឺចង់ធ្វើបាបគ្នាមែនទេយុនសៀវសៀវនៅក្នុងភូមិគ្រឹះរបស់ខ្ញុំអ្វីដែលជារបស់នាងហើយអ្វីដែលមិនមែនជារបស់នាងមិនដល់វេននាងមកកំណត់នោះទេនៅមិនទាន់ដឹងខុសត្រូវទៀតបើអញ្ចឹងត្រូវឲ្យពួកនាងខាត់បងខ្លះហើយលោកជំទាវព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យឲ្យខ្ញុំយកទ្រព្យដណ្ដឹងទាំងអស់ត្រឡប់មកវិញហើយលោកជំទាវគួរតែនៅឲ្យឆ្ងាយពីរបស់ទាំងនេះល្អជាងបើប៉ះបែកទៅខ្លាចថាទោះបីជាលោកមេហូក៏ការពារលោកជំទាវមិនបានដែរហ៊ានបណ្ដាសាខ្ញុំផងថ្ងៃនេះខ្ញុំនឹងហែកមាត់នាងឲ្យបានលីងអឺរ៉ូដួលបុកតុកក្រឡាប់ត្បូងមរកតរបស់ខ្ញុំអ្នកម្ដាយចំពុកជើងដួលសង្កត់លើលីងអឺអូយធប់ការត្បូងមរកតរបស់ខ្ញុំចប់ហើយបើមានរឿងដល់ថ្នាក់នេះត្រូវគេបន្ទោសមកលោកជំទាវប្អូនស្រីពួកអ្នកទទួលគឺអ្នកមែនទេដែលធ្វើរឿងនេះលោកស្រីខ្ញុំនៅឆ្ងាយពីតុប៉ុណ្ណឹងតុក៏លោកស្រីជាអ្នករុញដួលធប់ការក៏លោកស្រីជាអ្នកបំបែកកិននេះមិនអាចមកទម្លាក់លើខ្ញុំបានទេណាមកឲ្យបើព្រះចៅអធិរាជបន្ទោសមកតើត្រូវធ្វើម៉េចទៅគ្រាន់តែធំមួយបែកនឹងក្នុងភូមិគ្រឹះយើងមានច្រើនតើសងគាត់ទៅគឺចប់ហើយលោកស្រីសូមប្រយ័ត្នសម្ដីផងធូនេះទោះមិនមែនជារបស់ព្រះរាជទានក៏ដោយតែព្រះចៅអធិរាជទើបតែមានព្រះរាជជំការឲ្យប្រមូលត្រឡប់វិញលោកស្រីបែរជាធ្វើបែកទៅវិញនេះជាការមើលងាយព្រះរាជរតីបាត់ល្មើសនេះមិនមែនតូចទេណាបងស្រីយើងសុទ្ធតែជាគ្រួសារតែមួយបងមិនចង់ឲ្យពួកយើងស្លាប់ទាំងអស់គ្នាទេមែនទេម៉ាក់បាននិយាយហើយថានឹងយករបស់ក្នុងភូមិគ្រឹះឲ្យឯងរបស់ក្នុងភូមិគ្រឹះល្អតា10ដងមកបើមិនអាចយកមកបានទេយើងទៅជួបព្រះចៅអធិរាជទាំងអស់គ្នាឯងម៉ាក់ឲ្យគាត់ទៅសិនទៅឲ្យតែគាត់នៅទីនេះរបស់ទាំងនេះមិនយូរមិនឆាប់ក៏ជារបស់យើងដែរអ្នកមេដោះលីទៅរើសរបស់ខ្លះពីឃ្លាំងមកឲ្យអ្នកស្រីយុនចាំទុកណាភូមិគ្រឹះនេះមិនមែនជាកន្លែងដែលឯងចង់ធ្វើអ្វីក៏បាននោះទេពួកយើងទៅស៊ីវទីរបស់ទាំងនេះទាំងនោះហើយនឹងរបស់ទាំងនេះទៀតវិខ្ចប់ឲ្យអស់នេះជាទ្រព្យសម្បត្តិរៀបការរបស់ខ្ញុំដឹកចេញទៅអ្នកនាងយុនពួកគេកំពុងរវល់ដោះស្រាយជាមួយមនុស្សពីតុលាការកំពូលនិងការិយាល័យរដ្ឋធានីគ្មានអ្នកណាមកចាប់អារម្មណ៍ទីនេះទេរទេះសេះរងចាំនៅមាត់ទ្វារចំហៀងហើយបើចង់ដឹកចេញនេះល្អដឹកចេញទៅរៀបចំថ្លៃបណ្ណាការឲ្យរួចរាល់សិនចាំរឿងលេងលេះយើងគិតគ្នាបន្តទៀតត្រូវតែបង្ខំពួកគេបន្តិចទើបអាចចាក់ចេញទៅដោយសំហេតុសំផលបានថ្ងៃខួបកំណើតរបស់នាងមេបាខាងក្រោយនោះយុនឈូឈូមុខជាបង្កចំនួនមិនខានហើយអ្នកកាងធំមកជាមួយរួចទៅបង្កចំនួនទាំងអស់លោកម្ចាស់ខ្ញុំបានយកទ្រព្យសម្បត្តិរៀបការមកវិញអស់ហើយតើខ្ញុំអាចសុំបាយហូបនៅវាំងបានទេអ្នកខំធ្វើដំណើរមកដល់ទីនេះគ្រាន់តែដើម្បីនិយាយរឿងនេះមែនទេថ្ងៃក្រោយគឺជាថ្ងៃកំណើតរបស់ម្ដាយខ្ញុំចង់អញ្ជើញលោកម្ចាស់ទៅចូលរួមនៅឯភូមិគ្រឹះរបស់ខ្ញុំបន្តិចតើអ្នកកំពុងគិតគូរអ្វីទៀតហើយ
លោកម្ចាស់ការត្រៀមខ្លួនទុកជាមុនមិនខាត់ទេលោកគិតមើលណានកងយាយនិងយុនឈូឈូសុទ្ធតែត្រូវគេវាយតាពួកគេមិនស្អប់ខ្ញុំទេបើពួកគេបង្កបញ្ហានៅក្នុងពិធីជប់លៀងថ្ងៃកំណើតខ្ញុំក៏ត្រូវតែបត់វិញដែរដូច្នេះហើយទើបខ្ញុំអញ្ជើញលោកម្ចាស់ទៅមើលរឿងនេះដើម្បីជួយគាំទ្រខ្ញុំផងទៅមើលរឿងមែនទេគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំចង់ដឹងណាស់ថាស្ត្រីម្នាក់នេះកំពុងលេងល្បិចអ្វីទៀតឃើញថានាងបានជួយរាជការកម្ចាត់មន្ត្រីពុករលួយបានច្រើនខ្ញុំយល់ព្រមហើយសៀវត្រឡប់មកវិញហើយមកឲ្យម៉ាក់មើលបន្តិចមករឿងទ្រព្យសម្បត្តិរៀបការនោះធ្វើឲ្យកូនត្រូវលំបាកហើយបងស្រីខ្ញុំពិតជាមិនដឹងថាផ្ទះរបស់លោកហូនឹងធ្វើរឿងបែបនេះទេធ្វើឲ្យបងស្រីត្រូវជឿចាប់ខ្ញុំសុំឲ្យបងស្រីដាក់ទោសខ្ញុំចុះមិនដឹងក៏ហើយទៅចុះតែអញបែរជាទៅនិយាយបង្កាច់បង្ខូចបងស្រីអញនៅចំពោះមុខព្រះមហាក្សត្រតើអញមានបំណងអ្វីម៉ាក់កុំខឹងអីមិនមែនយកមកវិញអស់ហើយទេមែនហើយមិនមែនយកមកវិញអស់ហើយទេម្យ៉ាងទៀតរឿងនេះតាក់ទងអ្វីនឹងឈូឈូមិនមែននាងជាអ្នកយកទៅឯណាម៉ាក់បើខ្ញុំដឹងមុនខ្ញុំប្រកាសជីឈោខាងបងស្រីហើយម៉ាក់ថ្ងៃស្អែកជាថ្ងៃកំណើតរបស់ម៉ាក់ឈឿនហេតុអ្វីមិនពាក់ឈុតគ្រឿងអលង្ការត្បូងនោះទៅវាពិតជាថ្លៃថ្នូរណាស់ឲ្យភ្ញៀវបានឃើញហើយមានលៀបសំណាងដែរយូម៉ាម៉ាទៅយកឈុតគ្រឿងអលង្ការរបស់ខ្ញុំមកលោកស្រីឈុតគ្រឿងអលង្ការនោះកាលពីមុនចូលឆ្នាំកញ្ញាទី2បានខ្ចីទៅពាក់តែរហូតមកដល់ឥឡូវនេះនៅមិនទាន់សងវិញទេអ្នកនាំមនុស្ស2នាក់ទៅឥឡូវនេះតាមកញ្ញាទី2ទៅក្នុងទីធ្លារបស់នាងរួចយកឈុតគ្រឿងអលង្ការរបស់ខ្ញុំត្រឡប់មកវិញមកខ្ញុំត្រូវការប្រើវាឈូឈូកាលពីមុនចូលឆ្នាំដែលកូនខ្ចីទៅពាក់នោះប្រហែលជាកូនមើលរហូតធុញហើយមែនទេដល់ពេលត្រូវសងម្ចាស់ដើមវិញហើយកូនទៅរកវាដោយខ្លួនឯងម៉ាក់គ្រឿងអលង្ការនោះខ្ញុំចាំមើលថាពួកឯងនឹងយកវាមកវិញដោយរបៀបណាអាពួកក្មេងនេះមិនអាចគ្រប់គ្រងពួកឯងបានទេទៅមើលល្ខោនវិញម៉ាក់កូនទៅបន្តិចហើយកូននឹងមកវិញកញ្ញាទី2សូមយកគ្រឿងអលង្ការរបស់លោកស្រីមកវិញមកគុំធ្វើឲ្យខ្ញុំពិបាកអីម៉ូម៉ូគ្រឿងអលង្ការនោះខ្ញុំម៉ូម៉ូគុំលេងសាច់អីគ្រឿងអលង្ការនោះកាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានធ្វើវាប៉ះទង្គិចបន្តិចបន្តួចខ្ញុំខ្លាចលោកស្រីស្ដីបន្ទោសក៏លួចយកទៅជួសជុលនៅហាងបាវចិននេះជាបានធានាអ្នកមើលចុះលីវីនាងបាននិយាយបែបនេះមែនបើខ្ញុំចាត់ឲ្យគេទៅហាងបាវចិនឥឡូវនេះហើយយកគ្រឿងអលង្ការមកវិញមិនបានមុខមាត់លោកស្រីខ្ញុំពិបាកនឹងឆ្លើយតបណាស់ពិតមែនហើយឲ្យខ្ញុំ10ដងក៏មិនហ៊ានកុហកលោកស្រីដែរគិតតាមថ្ងៃខែគួរតែជួសជុលចិត្តរួចហើយចាំបន្តិចខ្ញុំនឹងទៅយកដោយខ្លួនឯងធានាថានឹងយកទៅជូនលោកស្រីវិញដោយសុវត្ថិភាពឲ្យបានដូចមាត់និយាយចុះនេះជារបស់ដែលលោកស្រីត្រូវយកទៅពេលទៅសួរសុខទុក្ខគ្រួសារបើមានកំហុសអ្វីឯងប្រយ័ត្នខ្លួនឲ្យល្អមកដល់ពេលនេះមានតែយកហាងដែលលោកឪពុកលួចឲ្យខ្ញុំទៅដាក់បញ្ចាំដើម្បីរកលុយទៅលួសគ្រឿងអលង្ការនោះមកវិញយុនស៊ីវចាំរឿងនេះចប់សិនចាំខ្ញុំគិតគូរជាមួយឯងអ្នកម៉ាក់កុំបារម្ភខ្ញុំនឹងព្រះអង្គម្ចាស់បានរៀបចំផែនការរួចហើយស្អែកនេះពេលយុនស៊ីវទៅសួរសុខទុក្ខគ្រួសារខ្ញុំនឹងធ្វើឲ្យនាងអាម៉ាស់មុខនៅចំពោះមុខអ្នកទាំងអស់គ្នាពេលនោះនាងនឹងចប់ហើយខ្ញុំដឹងថាអ្នកមានគំនិតមិនល្អចង់លេងល្បិចដាក់ខ្ញុំអញ្ចឹងក៏បានចាំមើលថាតើអ្នកណាខ្លាំងជាងអ្នកណាអញកំពុងធ្វើអីលួចលាក់ទៀតហើយចង់បង្កបញ្ហាឲ្យគេមែនទេបងប្រុសយុនឈិនចិត្តគំនិតហ្នឹងបានហើយមកទៀតហើយអ្នកដែលលំអៀងទៅខាងយុនឈូហ្នឹងបងប្រុសនិយាយបែបនេះបានយ៉ាងម៉េចខ្ញុំចូលនៅត្រង់នេះសោះតើខ្ញុំអាចទៅរារាំងគាត់បានដោយរបៀបណាខ្ញុំក៏អាចជាចិត្តគំនិតរបស់នាងបានដែរអ្វីដែលអ្នកម្ដាយនិងប្អូនប្រុសទី2និយាយគឺសុទ្ធតែជាការពិតអញ្ចឹងរឿងដែលនាងសរសេរក្នុងសៀវភៅនោះក៏ជាការពិតដែរមែនទេនៅឲ្យឆ្ងាយពីឈូទៅទើបមិនមានរឿងអាក្រក់ដល់បងរឿងថ្លៃបណ្ដាការរបស់បងមានមន្ត្រីជាច្រើនពាក់ព័ន្ធក្នុងនឹងណាក្នុងត្រកូលហៅហ្វូគឺស្មុគស្មាញណាស់ហើយណានកុំឈៀងក៏មិនមែនជាមនុស្សល្អដែរនៅឲ្យស្ងៀមស្ងាត់ក្នុងត្រកូលហៅហ្វូទៅនាងកំពុងតែបារម្ភពីខ្ញុំគិតទៅបងប្រុសជាកូនច្បងហើយក៏ជាមន្ត្រីជាន់ខ្ពស់នៅក្រុងទៀតកូនប្រុសដែលកាត់ពីស្រីខាងក្រៅចង់ដណ្ដើមតំណែងដូច្នេះត្រូវតែដោះស្រាយគាត់ចោលជាមុនចុងក្រោយគាត់ត្រូវគេរៀបចំផែនការឲ្យស្លាប់ក្នុងគុកនិយាយទៅនេះគឺជាសាច់រឿងដែលខ្ញុំបានរៀបអញ្ចឹងតាមចិត្តគំនិតរបស់នាងខ្ញុំនឹងត្រូវស្លាប់ក្នុងគុកមែនទេបន្ទាប់ពីថ្ងៃកំណើតអ្នកម្ដាយស្អែកនេះចប់ខ្ញុំត្រូវតែស៊ើបអង្កេតរឿងលីវអ៊ីនាងនិងឈូឲ្យបានច្បាស់លាស់លោកស្រីយុនថ្ងៃនេះពិតជាមានរស្មីថ្លៃថ្នូរចាំងភ្នែកណាស់គ្រឿងអលង្ការមួយឈុតនេះពិតជាប្រណិតក្រៃលែងសំបីតែព្រះស្នំក្នុងវាំងទុតឃើញហើយក៏គង់តែលួចចំណែនមិនខានឡើយលោកស្រីលីនសរសើរហួសហេតុពេកហើយនេះមកពីសៀវកូនស្រីខ្ញុំមានចិត្តទេត្បិតតែនាងថាពាក់ឈុតនេះទៅមើលទៅមានស្រស់ស្រាយទើបបង្ខំឲ្យខ្ញុំបដូរពាក់វានឹងណាលោកស្រីពិតជាមានបុណ្យវាសនាល្អណាស់ដែលមានកូនស្រីច្បងដឹងគុណនិងយកចិត្តទុកដាក់ដល់ថ្នាក់នេះពិតជាកម្រមានមែនអរគុណលោកស្រីលីដែលបានសរសើរតោះអញ្ជើញអ្នកទាំងអស់គ្នាពិសាតែទៅមើលអ្នកម្ដាយនេះជាការដូរថ្ងៃខួបកំណើតដែលកូនស្រីម្នាក់នេះបានរៀបចំឡើងជាពិសេសសម្រាប់អ្នកម្ដាយណាបងស្រីមកពីខ្ញុំមិនប្រយ័ត្នសោះបងមិនអីទេមែនទេចាំខ្ញុំជូនបងទៅបន្ទប់ចំហៀងដើម្បីផ្លាស់សម្លៀកបំពាក់ណាយុនសៀវក្នុងពិធីមង្គលការធំឯងសំណាងល្អមិនស្លាប់តែថ្ងៃនេះឯងរត់មិនរួចទៀតឡើយកុំបារម្ភអីម៉ែរៀបចំរួចរាល់អស់ហើយនាងស្រីចង្រៃម្នាក់នេះថ្ងៃនេះទោះដុសស្លាប់ក៏ហោះមិនរួចដែរចាប់ពីពេលនេះទៅគ្មាននរណាមកដណ្ដើមតំណែងជាព្រះជាយាយរបស់ស៊ឺជឺជាមួយកូនទៀតឡើយអ្នកម្ដាយថ្ងៃក្រោយថ្ងៃខួបកំណើតរបស់នាងយុនក៏ជាថ្ងៃស្លាប់របស់នាងដែរនេះជាថ្ងៃល្អដែលកូនបានជ្រើសរើសជាពិសេសណាស់ទីបំផុតមិនធ្វើឲ្យខ្ញុំទន្ទឹងរង់ចាំមើលល្ខោនមួយប្លង់នេះទេឡើយក្នុងពេលដែលមកដល់ហើយនាងខ្ញុំនឹងលេងជាមួយពួកឯងឲ្យសប្បាយម្ដងនាងតូចចង់លេងបែបណាដែរផឹកអានឹងទៅធានាថាឯងនឹងស្រណុកស្រួលដូចឡើងឋានសួគ៌អញ្ចឹងរបស់ល្អតានេះគ្រឿងផ្សំរៀបចំបានសពគ្រប់ល្អណាស់ជួយសម្រាលការងារខ្ញុំលោកស្រីខ្ញុំមិនហ៊ាននិយាយផ្ដេសផ្ដាស់ទេប៉ុន្តែអំបញ្ញមិញនេះខ្ញុំឃើញប្រុសម្នាក់មិនស្គាល់មុខលួចចូលក្នុងបន្ទប់មែនខ្ញុំខ្លាចមានចោរលួចចូលមកធ្វើបាបទើបហ៊ានមកជំរាបលោកស្រីនេះកណ្ដាលថ្ងៃត្រង់បែបនេះតើអញចង់និយាយពីអ្វីលោកស្រីបងស្រីអំបញ្ញមិញនេះទូចង់មកបដូរខោអាវនៅបន្ទប់ភ្ញៀវនេះខ្ញុំក៏មានអារម្មណ៍ថាប្លែកដែរតើអ្នកនៅក្នុងបន្ទប់នេះពិតជាបងស្រីមែនឬកូនស្រីមិនដឹងខុសហ៊ានធ្វើរឿងអាស្រូវនៅថ្ងៃកំណើតម្ដាយខ្លួនឯងបែបនេះពិតជាធ្វើឲ្យខូចមុខមាត់ត្រកូលយើងអស់ហើយឈូឯងប្រកាសមែនទេថាអ្នកខាងក្នុងនោះគឺសៀវគិតឲ្យច្បាស់សិនចាំឆ្លើយបងប្រុសឈូមិនបានកុហកទេណាបើជាការពីមុនបងប្រកាសជាឈូប៉ុន្តែពេលនេះកញ្ញារងនិយាយថាគាត់ចូលចិត្តបន្តោងត្បូងនោះកូនប្រុសទី2មិននិយាយអ្វីច្រើនក៏ឲ្យគាត់ទៅប៉ុន្តែគាត់មិនដឹងទេថាបន្តោងត្បូងនោះឥឡូវនៅដាក់បញ្ចាំនៅហាងក្នុងក្រុងខាងត្បូងឯណោះកញ្ញារងនិយាយថាគាត់ត្រូវគេធ្វើបាបហើយត្រូវគេប្លន់យកប្រាក់កូនប្រុសទី2ចេញមកជួយគាត់រួចក៏ឲ្យប្រាក់គាត់1000ដំឡឹងទៀតប៉ុន្តែគាត់មិនដឹងទេថាពួកអ្នកទាំងនោះសុទ្ធតែជាអ្នកដែលគេជួលមកសម្ដែងទេលោកប្រុសឲ្យសុំមេត្តាផងគឺកញ្ញាម្នាក់នោះទេដែលឲ្យពួកយើងធ្វើបែបនេះគាត់ឲ្យប្រាក់ពួកយើង20ដំឡឹងដើម្បីឲ្យពួកយើងធ្វើជាប្លន់គាត់ឈូរឿងនេះមិនមែនជារឿងលេងសើចទេណាអញគួរតែគិតឲ្យច្បាស់បងប្រុសទី2សំបីតែបងក៏មិនជឿខ្ញុំដែរឬខ្ញុំផ្ទាល់
មើលទៅបងស្រីម្នាក់នោះចូលទៅហើយយុនស៊ីវស៊ីវនាងជាស្រីអសិលធម៌ថ្ងៃនេះទោះអ្នកណាមកអង្វរក៏មិនបានការដែរខ្ញុំត្រូវតែលែងលះនាងឲ្យបានការហើយយុនស៊ីវស៊ីវទីបំផុតនាងក៏ធ្លាក់ក្នុងដៃខ្ញុំហើយលោកឪពុកលោកម្ចាស់អ្នកទាំងអស់គ្នាបានឃើញហើយមែនទេបងស្រីហ៊ានធ្វើរឿងអាម៉ាស់បែបនេះនៅថ្ងៃខួបកំណើតរបស់ម្ដាយនេះមិនយុនស៊ីវស៊ីវលើកនេះមើលថាឯងនឹងដោះសារយ៉ាងម៉េចទៀតលោកម្ចាស់សូមលោកជួយធ្វើជាសាក្សីផងនាងធ្វើរឿងអាម៉ាស់បែបនេះតាមច្បាប់គឺត្រូវលែងលះចោលហើយដាក់ទោសតាមច្បាប់នៃនគរយើងទៅអរគុណលោកម្ចាស់យុនស៊ីវស៊ីវនេះជាលិខិតលែងលះរបស់ឯងអ្នកណាទៅអូសនាងចេញមកលិខិតលែងលះរៀបចំទុកមុនហើយមើលទៅគេនឹងអ្នកខាងក្នុងកំពុងលេងល្បិចអ្នកដែលនៅខាងក្នុងនោះតើពិតជាស៊ីវស៊ីវមែនឬពិតមកខ្ញុំទៅឆ្លៀតឱកាសនេះកំចាត់នាងស្រីដែលចូលចិត្តសម្ដែងនេះចោលទៅយុនស៊ីវស៊ីវនាងកូនស្រីអត់ចេះខ្មាស់អៀនចេញមកក្រៅភ្លាមលោកឪពុកកូនស្រីមកដល់ហើយតើអ្នកទាំងអស់គ្នាកំពុងមើលរឿងអ្វីទៅស៊ីវស៊ីវសូមគោរពលោកម្ចាស់យុនស៊ីវស៊ីវហេតុអ្វីឯងនៅទីនេះចុះអ្នកដែលនៅខាងក្នុងខ្ញុំបដូរខោអាវរួចក៏ចេញមកអ្នកខាងក្នុងជានរណាក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរអូលិខិតលែងលះក៏សរសេររួចស្រេចលោកម្ចាស់ប្អូនស្រីកុំប្រាប់ថាអ្នកទាំងពីរចង់លេងល្បិចដាក់ខ្ញុំណាបើខ្ញុំមិនបានចេញមកអ្នកដែលនៅខាងក្នុងនោះប្រហែលជាខ្ញុំហើយអ្វីមិនមែនជានាងទេចុះជានរណាទៅហ៊ានលេងល្បិចដាក់ស៊ីវស៊ីវផងសំណាងហើយដែលស៊ីវស៊ីវមិនអីប្រមូលសាកសឹកនឹងហ៊ានណាស់ហ៊ានមកធ្វើរឿងស្មោកគ្រោកនៅក្នុងផ្ទះរបស់ខ្ញុំទៀតអ្នកណាខ្លះអូអាប្រុសស្រីនេះចេញមកខ្ញុំចង់ដឹងណាស់ថាតើវាជានរណាដែលហ៊ានធ្វើរឿងអសិលធម៌បែបនេះនៅក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំអ្នកម៉ាក់បើបងស្រីមិនអីទេច្បាស់ជាពួកអ្នកបម្រើក្នុងផ្ទះនេះហើយដែលគ្មានកិច្ចខ្មាស់រឿងស្មោកគ្រោកបែបនេះកុំឲ្យប្រឡាក់ភ្នែកអ្នកម៉ាក់និងលោកជំទាវទាំងឡាយអីសូមអ្នកម៉ាក់ទៅរងចាំនៅសាលខាងមុខទៅរឿងនេះទុកឲ្យកូនចាត់ការចោះអាមនោះអប្រៃគឺអ្នកប្រកាសជាអ្នកហើយដែលរៀបចំអន្ទាក់នេះមនុស្សដែលចូលក្នុងបន្ទប់នេះគឺអ្នកច្បាស់ណាស់តើអ្នកប្រើមិនអាគមអ្វីមកធ្វើបាបអ្នកមីងប្អូនស្រីឲ្យហេតុអ្វីក៏ចង់ចាំអន់ម្លេះមិនមែនអ្នកទេដែលអូខ្ញុំមកទីនេះឥឡូវគិតទៅទើបដឹងថាអ្នកទូចខ្លាំងម្លេះគឺព្រោះតែចង់សម្រួលឲ្យអ្នកមីងលួចលាក់ជាមួយប្រុសហើយមែនទេអាសោចជប់មកទៅល្អណាស់ហ៊ានប្រើល្បិចចោលខ្វក់បែបនេះមកលើកូនស្រីខ្ញុំនាងលីវខ្ញុំនឹងឲ្យជីវិតថោកទាបរបស់នាងសងនឹងការជិះចាប់ដែលស៊ីវស៊ីវបានទទួលវ៉ាងចុងសានមើលអ្នកមីងជាទីស្រឡាញ់របស់អ្នកចោះធ្វើរឿងអាស្រូវបែបនេះនាងបានជន់ឈ្លីមុខមាត់ត្រកូលយើងនឹងកិត្តិយសរបស់ខ្ញុំឲ្យខ្ទេចខ្ទីអស់ហើយអ្នកណាចាប់ប្រុសស្រីគ្មានគេខ្មាស់នេះចំអោបនឹងថ្មទម្លាក់ទឹកទៅលោកជំទាវរឿងអាស្រូវក្នុងផ្ទះមិនគួរផ្សព្វផ្សាយទេនាងលីវវីដំបង30ដងហើយដេញចេញពីផ្ទះចំណែកអាអ្នកបម្រើអាក្រក់ដែលមិនខ្លាចស្លាប់នេះយកទៅបោះចោលនៅកន្លែងបញ្ចុះសពទៅដេញចេញពីផ្ទះយកទៅបោះចោលនៅផ្លូវគួយហ្វាជីក្រុងមែនទេស៊ីវស៊ីវបានសរសេររឿងរ៉ាវជាច្រើនក៏ដើម្បីឲ្យខ្ញុំមើលឃើញពីមុខមាត់ពិតរបស់ពួកអ្នកថ្ងៃនេះត្រូវតែគិតគូររឿងនេះឲ្យដាច់ស្រេចលួចលាក់ជាមួយប្រុសហើយគឺជាទោសប្រហារជីវិតអ្នកគិតថាគ្រាន់តែដេញចេញពីផ្ទះគឺចប់ហើយមែនទេផ្ទះនៅជីក្រុងនោះអ្នកពិតជាគិតថាខ្ញុំខ្វាក់មែនទេផ្ទះអ្វីទៅខ្ញុំមិនដឹងរឿងនេះទេលៀងឈីងបានរកឃើញកូនក្រៅក្នុងហើយកូនប្រុសដែលកើតពីស្រីហើយនោះគឺជាការសម្ងាត់របស់ឪពុកអាក្រក់ម្នាក់នេះបងប្រុសធំបងប្រុសទី2មានរឿងភ្លាមឋានៈក៏ធ្លាក់ទៅលើគេបាត់អ្នកម៉ាក់គុំចិត្តទុនឲ្យសោះណាហេតុអ្វីបានជានាងដឹងរឿងគ្រប់យ៉ាងខ្ញុំពិនិត្យមើលហើយនាងនឹងហើយជាស្រីល្ងងដែលជួយសង្គ្រោះខ្ញុំរឿងទេវតាចូលយកសັບគឺគ្រាន់តែជាការបោកបញ្ឆោតទេបើមិនមែនព្រោះតែនាងធ្លាប់ហើយភ្លេចវាទៅចុះយ៉ាងណាក៏ដោយមានខ្ញុំនៅទីនេះគ្មានអ្នកណាអាចប៉ះពាល់នាងបានទេស្ដេចធ្វើខុសច្បាប់គឺមានទោសស្មើនឹងប្រជារាស្ត្រសូមព្រះអង្គជួយរកយុត្តិធម៌ផងខ្ញុំនៅទីនេះសោះតើលោកអុកញ៉ាចង់មើលងាយច្បាប់ឬលោកប៉ាបើសិនជាអ្នកនៅក្នុងនោះគឺកូនតើលោកប៉ានឹងជួយអង្វរឲ្យកូនទេប្អូនស្រីប្អូនហៅអ្នកទាំងអស់មកហើយចាប់ប្រកាន់ថាជាបងប្អូនចង់ឲ្យបងស្លាប់មែនទេបងកុហកគឺបងដែលកំពុងលេងល្បិចអញ្ចឹងឲ្យអ្នកបម្រើអាក្រក់នេះនិយាយខ្លួនឯងទៅថាអ្នកណាជាអ្នកលេងល្បិចបងប្រុសធំបងជាមន្ត្រីតុលាការក្រុងរឿងក្តីនេះបងសួរគឺសំបំផុតហើយទេមិនអាចឲ្យវាសារភាពរឿងខ្ញុំនិងលោកម្ចាស់តូចបានទេធ្វើមិនទៅយ៉ាងណាក៏មិនអាចរួចខ្លួនដែរមិនអាចធ្វើឲ្យប៉ះពាល់ដល់ជូទៀតទេមើលថែប្អូនប្រុសឲ្យល្អណាមិនបាច់សួរទៀតទេគ្មានអ្នកណាលេងល្បិចទេដាក់ទោសតាមច្បាប់ចុះខ្ញុំព្រមទទួលមកនេះប្រកាសយុនស៊ីវស៊ីវឯងអាមនុស្សថោកទាបគំនុំនេះខ្ញុំនឹងឲ្យឯងវាងយ៉ានតើអ្នកក៏ចង់លេងល្បិចដែរឬដោះស្រាយជាមួយនាងលីវអ៊ីបានហើយតើពេញចិត្តនៅមិនហៅថាពេញចិត្តទេយុនឈូឈូនិងលីវអ៊ីចង់ដាក់អន្ទាក់ខ្ញុំគ្រាន់តែប្រើល្បិចបន្តិចបន្តួចឲ្យពួកគេធ្លាក់ក្នុងរណ្ដៅខ្លួនឯងប៉ុណ្ណោះប៉ុន្តែយុនឈូឈូប្រកាសជាស្អប់ខ្ញុំខ្លាំងណាស់នាងនឹងរកឱកាសសងសឹកវិញជាមិនខានអូចុះអ្នកចង់ដោះស្រាយជាមួយនាងយ៉ាងម៉េចចាំបាច់អីខ្ញុំត្រូវចេញមុខនាងដើរទៅរកផ្លូវស្លាប់ដោយខ្លួនឯងតើពាក់ព័ន្ធអីនឹងខ្ញុំគ្រាន់តែទីអ្នកដែលមិនគួរស្លាប់ត្រឡប់មកវិញគឺបានហើយវាងយ៉ានខ្ញុំគ្មានគំនិតអ្វីផ្សេងទេខ្ញុំគ្រាន់តែចង់គេចពីនាងឲ្យឆ្ងាយហើយលែងលះឲ្យបានឆាប់ជាការពិតណាស់បើនាងនៅតែចង់រកបញ្ហាឲ្យខ្ញុំក៏មិនមែនជាមនុស្សដែលងាយឲ្យគេធ្វើបាបដែរយុនស៊ីវស៊ីវរត់ទៅបានដោយរបៀបណាមិនមែនឲ្យអ្នកចាំមើលនាងទេអ្នកនាងសូមអភ័យទោសនាងអ៊ីបានឲ្យខ្ញុំទៅហៅលោកជំទាវមកខ្ញុំក៏ចាក់ចេញទៅឯរឿងបន្ទាប់ពីនោះខ្ញុំក៏មិនដឹងដែរប្អូនប្រុសយុនស៊ីវស៊ីវទុកមិនបានទេនាងអ៊ីបានបាត់បង់ជីវិតទៅហើយអ្នកមិនអាចសំបីតែប្អូនប្រុសក៏ការពារមិនបាននោះទេលោកជំទាវបានដឹងរឿងផ្ទះខាងក្រៅហើយបងប្រុសធំនិងបងប្រុសទី2ថ្ងៃនេះសុទ្ធតែជួយនិយាយឲ្យនាងស្រីថោកទាបនោះបើអ្នកមិនដាច់ចិត្តទេពួកយើងចាប់អស់ហើយរឿងយុនស៊ីវស៊ីវអ្នកកុំខ្វល់អីនាងជាស្ត្រីក្នុងត្រកូលហូបែបនេះតើអាចមានថ្ងៃល្អបានដែរឬត្រកូលហូនឹងដោះស្រាយដោយខ្លួនឯងកាលពីយប់មិញបានឬនាងអ៊ីនិយាយថាមានក្មួយឆ្នៃម្នាក់បានប្រព្រឹត្តខុសរឿងក្តីនេះស្ថិតនៅក្នុងដៃបងប្រុសអ្នកនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយបងប្រុសអ្នកគ្រាន់តែយកភស្តុតាងคล้ายៗនេះទៅឲ្យគាត់ទៅខ្ញុំរកអ្នកស្លាប់ជំនួសរួចហើយដល់ពេលគេស្លាប់បងប្រុសអ្នកធ្វើខុសរឿងក្តីនេះគឺចប់ហើយបានបើពួកគេជួយនាងយុនស៊ីវស៊ីវកុំបន្ទោសខ្ញុំដែលចិត្តដាច់ឲ្យសោះ
ខ្ញុំគ្រប់គ្រងព្រះមេដាធិរីគឺដើម្បីអំណាចនៃការជួយជ្រោមជ្រែងស្ដេចថ្មីតែត្រកូលយន្តបែរជាមកដឹងរឿងផ្ទះក្រៅនៅពេលនេះខ្ញុំមិនអាចរងចាំទៀតទេកូនប្រុសអបដញ្ញោត្រកូលយន្តទាំងពីរនាក់នោះបើចង់បន្ទោសក៏បន្ទោសដែលពួកគេមិនបានតាមត្រកូលខ្ញុំទៅបងប្រុសទាំងពីររបស់អ្នកដួលរលំត្រកូលយន្តក៏ចាប់ដែរដល់ពេលនោះខ្ញុំនឹងនាំប្អូនប្រុសអ្នកចូលមកលោកប៉ាកុំបារម្ភអីរឿងបងប្រុសទាំងពីរទុកឲ្យខ្ញុំចុះកូននឹងត្រឡប់ទៅភូមិគ្រីសិនលោកប៉ារងចាំដំណឹងល្អពីកូនចុះយន្តស៊ីវរងចាំខ្ញុំដោះស្រាយអ្នកដែលរារាំងផ្លូវទាំងពីរអ្នកនោះរួចសិនចាំខ្ញុំរកអ្នកគំនុំរបស់ម្ដាយចុងលាវខ្ញុំនឹងសងសឹកដោយខ្លួនកញ្ញាមើលទៅខាងនោះទៅមានគេលក់កុំភ្លើងទៅយើងទៅមើលទាំងអស់គ្នាកុំមើលអីអាញាធរក្រុងកំពុងតាមចាប់ជនល្មើសអញរត់ទៀតទៅមើលនាំខ្លួនវាទៅបងប្រុសម្នាក់នេះក្បាច់គុណមិនធម្មតាទេណាស៊ីវមកធ្វើអីនៅទីនេះយកប្រលប់ហើយមកដើរលេងអីនៅតាមផ្លូវឆាប់ត្រឡប់ទៅវិញទៅឥឡូវអញជាមនុស្សរបស់ភូមិគ្រីហូហើយកុំភ្លេចអ្វីដែលខ្ញុំបានប្រាប់អញពីមុនខ្ញុំគ្រាន់តែចេញមកទិញកុំភ្លើងទេភូមិគ្រីហូមិនខ្វល់ពីខ្ញុំទេណាបងប្រុសតាអ្នកនេះប្រព្រឹត្តខុសអីបានជាគេចាប់ខ្លួនឬមិនគួរដឹងគុំសួរអីឆាប់ត្រឡប់ទៅវិញទៅអូចុះបងក៏ត្រូវប្រយ័ត្នខ្លួនដែរណាទីបំផុតចាប់បានហើយអាម្នាក់នោះដៃប្រឡាក់ជាមនុស្សណាអញកុំនិយាយផ្ដេសផ្ដាស់អីប្រហែលជាគ្រាន់តែជាមនុស្សធម្មតាក៏ថាបានមើលលិខិតតាមចាប់នៅលើជញ្ជាំងនោះចុះអាញាធរក្រុងជាអ្នកចេញមិនមែនជារឿងខ្លាំងៗទេសម្រាប់មនុស្សស្លូតត្រង់ដោយគ្មានហេតុផលនេះវាជាអន្ទាក់ដែលឪពុកចិត្តអាក្រក់និងយន់ឈូឈូរួមគំនិតគ្នាដើម្បីដាក់កំហុសបងប្រុសខ្ញុំសោះកញ្ញាយើងឆាប់ត្រឡប់ទៅវិញទៅឯងត្រឡប់ទៅមុនទៅបើមានគេរកខ្ញុំគ្រាន់តែរកលេសអ្វីមួយដោះសារទៅខ្ញុំមានរឿងបន្ទាន់ត្រូវធ្វើវ៉ាន់អឺព្រះអង្គម្ចាស់និងព្រះនាងរងទ្រង់ទូចង់ជួបអ្នកនាងណាស់ខ្ញុំម្ចាស់ខ្លាចថាខាត់មិនជាប់ទេពួកគេគ្មានពេលមកជួបខ្ញុំទេកុំបារម្ភអីពេលនេះគេប្រហែលជាចូលដល់សាលាជឹងចៅរួចហើយបងប្រុសចរិតបែបហ្នឹងគាត់ច្បាស់ជាមិនអត់ទេនេះវាស្អាតខ្លាំងពេកហើយអ្នកណាទៅទ្រាំបានទៅចេះគូទ្វារអត់បានអ្នកមកធ្វើការងារសំខាន់ព្រះអង្គម្ចាស់រឿងវាបន្ទាន់ណាស់ខ្ញុំមិនទាន់បានគូទ្វារទេខ្ញុំត្រូវទៅពន្ធនាគារក្រុងព្រះអង្គជួយនាំខ្ញុំទៅបានទេទៅពន្ធនាគារអ្នកទៅធ្វើខុសអីមកមិនមែនខ្ញុំធ្វើខុសទេគឺបងប្រុសខ្ញុំយន់ឈឹងស៊ូយប់នេះគាត់ចាប់បានអ្នកទោសរត់គេខ្លួនខ្ញុំត្រូវទៅជួយគាត់អត់ទេខ្ញុំត្រូវទៅដោះលែងគាត់ក៏មិនមែនដែរសរុបមកគឺព្រះអង្គនាំខ្ញុំទៅពន្ធនាគារទៅមានគេចង់ដាក់កំហុសលើគាត់ជាមន្ត្រីថ្នាក់ខ្ពស់នៅក្រុងតាអ្នកណាហ៊ានប៉ះពាល់គាត់រឿងនេះត្រូវពន្យល់គាត់យ៉ាងម៉េចទៅមិនអាចនិយាយត្រង់ថាយន់ឈូឈូនឹងឪពុកចិត្តអាក្រក់នោះរកអ្នកស្លាប់ជំនួសដើម្បីដោះលែងជាតិក៏ពិតប្រាកដបានទេគាត់ច្បាស់ជាមិនជឿឡើយគឺទេវតាប្រាប់ក្នុងសុបិនព្រះអង្គនាំខ្ញុំទៅគ្រាន់តែប្រើទុនកម្មបន្តិចបន្តួចលើអ្នកទោសនោះគាត់ច្បាស់ជាសារភាពអស់មិនខានទៅព្រមហើយល្អណាស់មើលទៅគាត់ក៏មានចិត្តលើខ្ញុំខ្លះដែរជីទុនល្មើម្លេះហើយជប់គិតទៅកញ្ញាយន់យ៉ាងម៉េចទៅហើយនាងជាមួយចៅហ្វាយអូយស៊ូស៊ីឃ្លានហើយទៅរកអីញ៉ាំសិននាងម្នាក់នេះទាំងដែលប្រញាប់ស្លាប់ទៅហើយនៅអាចចិត្តអន្តែតអណ្ដូងបានទៀតតែពិតជាមើលពីលើសិនទៅទុកគេនៅក្បែរខ្លួនចាំមើលទៅមុខទៀតប្រហែលជាមានរឿងសប្បាយឲ្យមើលមិនខានបើមិនទៅឥឡូវនេះទេគេប្រហែលជាស្លាប់បាត់ហើយទៅឥឡូវនេះឯងកុំឲ្យខាត់ពេលកុំឲ្យខូចការឲ្យសោះទូលបង្គំសូមថ្វាយបង្គំម្ចាស់បងយកប្រលប់ហើយដែលម្ចាស់បងអញ្ជើញមកដល់ទីនេះតែមានការអ្វីគេសារភាពឲ្យម្ចាស់បងគេសារភាពអស់ហើយគេទទួលស្គាល់ថាដោយសារតែបែងចែកផលប្រយោជន៍មិនស្មើគ្នាទើបគេសម្រេចដាក់សំណាងហើយដែលមកទាន់បើចាំឲ្យអ្នកស្លាប់ជំនួសនោះស្លាប់ទៅបងធំក៏ចប់ដូចគ្នាអ្នកស្លាប់ជំនួសមិនអាចទៅរួចទេសក្ខីកម្មរបស់គេគ្មានចន្លោះប្រហោងសំបីតែបន្តិចម្ចាស់បងតាត្រូវសាកសួរម្ដងទៀតទេម្ចាស់បងធំអ្នកសង្ស័យខ្លះមិនបានប្រព្រឹត្តបទល្មើសទេគ្រាន់តែទទួលលុយគេទើបមកទទួលទោសជំនួសមិនសាកឲ្យខ្ញុំសាកសួរមើលទេសៅកុំធ្វើរឿងផ្ដេសផ្ដាស់អីមិនអីទេឲ្យតែចាប់កណ្ដុរបានអ្នកណាសាកសួរក៏ដូចគ្នាដែរយថាវត្ថុនេះគ្រាន់តែបិទលើស្បែកវានឹងបន្លឺសំឡេងឆេះសន្ធោសន្ធៅរសជាតិនោះគឺរឹតតែធ្វើឲ្យស្រស់ស្រាយជាងអ្វីទាំងអស់អញចង់សារភាពដោយខ្លួនឯងឬចង់ឲ្យខ្ញុំជួយកម្ដៅខ្លួនឲ្យសិននាងស្រីតូចនេះមកពីណាបើមិនមែនព្រោះតែខ្ញុំជាប់រឿងឃាតកម្មទេខ្ញុំប្រកាសជាយកនាងធ្វើជាប្រពន្ធហើយឲ្យនាងបម្រើខ្ញុំរាល់ថ្ងៃមិនខានអូមាត់មិនធម្មតាទេណាខ្ញុំថាគុកនេះមានឧបករណ៍ទារុណកម្មដល់ទៅ72មុខបើត្រូវសារកម្ដងមួយទោះជាមនុស្សដែកក៏ទ្រាំមិនបានដែរអាដែកដុតនេះគ្រាន់តែជាការចាប់ផ្ដើមទេនៅមានឧបករណ៍គៀបជើងនិងកៅអីខ្លះទៀតតែអញចង់សាកមួយណាដែរសាកលបងមើលបន្តិចទៅប្អូនស្រីតាំងពីពេលណាទៅបានជាក្លាហានម្លេះគ្រប់មុខទាំងអស់នឹងគ្រាន់តែស្ដាប់នាងនិយាយក៏ខ្ញុំព្រឺសម្បត្តិអស់ហើយកញ្ញាយ៉ាន់អ្នកពូកែដល់ថ្នាក់នេះបើមិនប្រាប់គេមុនគេប្រកាសជាភ័យស្លាប់ហើយកុំមកបន្លាចខ្ញុំអីខ្ញុំមិនបានបន្លាចបងប្រុសទេបងធ្លាប់ពីវិធីបិទក្រដាសសាំលើមុខទេយកក្រដាសសម្បកមកបិទលើមុខរួចបាញ់ស្រាមួយមាត់ក្រដាសវានឹងតឹងជាប់រួចបិទមួយសន្លឹកទៀតហើយបាញ់ស្រាមួយមាត់ទៀតបិទបន្តគ្នាទៅយូរទៅគេនឹងដកដង្ហើមមិនរួចហើយដល់វេនផ្កាយខេឆដបផ្កាយឆេងខេហើយខ្ញុំពិតជាចង់ដឹងណាស់ថាតើគេអាចទ្រាំបានដល់ប៉ុន្មានដងយប់នេះខ្ញុំមិនប្រញាប់ទេគ្រាន់តែចង់មើលឲ្យឃើញផ្ទាល់ភ្នែកបានហើយខ្ញុំធ្វើគឺខ្ញុំជាអ្នកធ្វើទាំងអស់គឺខ្ញុំជាអ្នកធ្វើទាំងអស់នៅមិនព្រមនិយាយការពិតទៀតខ្ញុំអ្នកថាលីសេជាអ្នកសម្លាប់មែនទេតើនរណាជាអ្នកឲ្យលុយអ្នកលោកម្ចាស់យោហ្គងឬក៏ស្រីកំណានលាវគឺ
គឺអ្នកគ្រប់គ្រងផ្ទះរបស់លោកម្ចាស់យូហ្គងអ្នកគ្រប់គ្រងវងគាត់គឺជាមនុស្សដែលលោកឪពុកនាំមកដូច្នេះហើយបានជាលោកឪពុកជាអ្នកបញ្ជាឲ្យគាត់ធ្វើបែបនេះមិនចម្លែកទេដែលពេលមានរឿងគាត់មករកខ្ញុំតាមពិតទៅគឺលោកឪពុកនិងគាត់បានគប់គិតគ្នាដើម្បីចង់សម្លាប់ខ្ញុំក្នុងនៅពេលដែលរឿងក្តីនេះច្បាស់លាស់ហើយចូលទៅចាប់ខ្លួនពួកគេមកអ្នកដែលពាក់ព័ន្ធទាំងអស់កុំឲ្យរួចខ្លួនឲ្យសោះចំណែកឯម្នាក់នេះរងចាំបិទសំណុំរឿងសិនចាំកាត់អណ្ដាតវាចោលបានអ្នកណាទៅចាប់ខ្លួនអ្នកគ្រប់គ្រងវងនិងលីសៃមកនាងម្នាក់នេះគ្រាន់តែនិយាយពីរបីម៉ាត់ក៏ធ្វើឲ្យអាហ៊ានម្នាក់នោះភ័យខ្លាចរហូតស្ទើរតែបាត់ព្រលឹងទៅហើយឈ្មោះដែលគេនិយាយនោះអ្នកដែលមិនដឹងប្រហែលជាស្មានថាគេធ្លាប់ប្រើវាហើយមើលទៅថ្ងៃក្រោយទៅវត្តហូកនាំគេទៅជាមួយក៏មិនអាក្រក់ដែរថ្ងៃក្រោយព្រះមហាក្សត្រនឹងយាងទៅវត្តហូកដើម្បីបួងសួងសុំសេចក្តីសុខអ្នកត្រូវតែតាមទៅជាមួយចាសបានតាលោកឪពុកថ្ងៃនេះវិមានគោកងត្រូវព្រះអង្គដាក់ទណ្ឌកម្មទៅហើយនាងក្មេងស្រីយុនសៀវសៀវនោះខ្លាចក្រែងតែធ្វើឲ្យខូចការធំរបស់យើងទេដឹងយើងត្រូវតែរកវិធីកម្ចាត់នាងចោលឲ្យបានថ្ងៃស្អែកព្រះអង្គនឹងយាងទៅបន់ស្រន់នៅវត្តហូកហើយថែមទាំងបានចង្អុលចំឈ្មោះឲ្យយុនសៀវសៀវទៅតាមដង្ហែទៀតផងនេះហើយជាឱកាសល្អបំផុតសម្រាប់យើងចុះដៃរឿងនេះត្រូវតែធ្វើឲ្យបានស្អាតស្អំនិងម៉ត់ចត់បំផុតដោយមិនបន្សល់ទុកដានអ្វីឡើយឲ្យតែនាងស្លាប់ទៅទ្រព្យសម្បត្តិទាំងឡាយដែលមានឈ្មោះនាងនឹងធ្លាក់មកលើវិមានហៅរបស់យើងដោយស្របច្បាប់ហើយកូនយល់ហើយលោកឪពុកមេស្រីថោកទាបហ៊ានមកបំផ្លាញការល្អរបស់អញធ្វើឲ្យយុនចិនត្រូវរត់គេចខ្លួនមិនល្មមទេសូម្បីតែលោកឪពុកក៏ត្រូវព្រះអង្គដាក់ទណ្ឌកម្មឲ្យទៅបន់ស្រន់នៅវត្តហូកដែរបើអញ្ចឹងអញនឹងធ្វើឲ្យអញបាត់បង់មារយាទនៅចំពោះព្រះភ័ក្ត្រឲ្យព្រះអង្គដាក់ទណ្ឌកម្មអញវិញម្ដងប្អូនស្រីថាបងស្រីត្រូវទៅបន់ស្រន់នៅវត្តហូកពិធីបុណ្យបន់ស្រន់មានក្បួនខ្នាតច្រើនណាស់បងស្រីរស់នៅតែក្នុងព្រៃជ្រៅតាំងពីតូចប្រហែលជាមិនសូវដឹងរឿងច្រើនទេដឹងក្រែងលោបាត់បង់មារយាទនៅចំពោះព្រះភ័ក្ត្រធ្វើឲ្យព្រះអង្គខាងក្រោយទើបប្អូនស្រីមានចិត្តល្អមកជួយបង្រៀនបងស្រីនឹងណាចង់មកស្វែងរកសេចក្តីស្លាប់ទៀតហើយមែនទេបើអញ្ចឹងអញនឹងលេងជាមួយអញបន្តិចទៅចុះល្អតាបើអញ្ចឹងប្អូនស្រីជួយធ្វើជាគំរូបង្ហាញម្ដងមើលឲ្យខ្ញុំមើលជាដំបូងការបន់ស្រន់ត្រូវលុតជង្គង់ក្រាបថ្វាយបង្គំជាធំថ្ងាសត្រូវប៉ះនឹងក្នុងដៃហើយពេលក្រោកឈរឡើងត្រូវធ្វើមួយសន្សឹមជប់សិនប្អូនស្រីគ្រាន់តែនិយាយគឺមិនកើតទេខ្ញុំចាំមិនអស់ទេតតែប្អូនស្រីធ្វើបង្ហាញម្ដងទើបបានណាបងស្រីចាំទុកឲ្យច្បាស់ចុះដែលប្អូនស្រីទើបតែលុតជង្គង់ចំពោះមុខបងស្រីអំបញ្ញមិញនេះតើបងស្រីមើលច្បាស់ហើយឬនៅចាំបន្តិចទៀតជួយបង្រៀនខ្ញុំផងខ្ញុំជាអ្នកបម្រើចាំទុកហើយចាស់អាពូបម្រើថោកទាបឃើញយើងលុតជង្គង់ហើយនៅមិនព្រមកិច្ចឲ្យឆ្ងាយទៀតអញជាស្អីទៅទើបសមនឹងឲ្យយើងលុតជង្គង់សំភារអញនោះបងស្រីលេងខ្ញុំទៅយុនសៀវសៀវអញចាំមើលចុះខ្ញុំនឹងរកវិធីដោះស្រាយជាមួយអញឲ្យបានលោកឪពុកកូនគិតថាបងស្រីទៅបួងសួងខ្លាចគាត់ធ្វើខុសក្បួនខ្នាតក៏មានចិត្តល្អទៅណែនាំគាត់បន្តិចបន្តួចមិននឹកស្មានថាគាត់ជាកូនថាគ្រាន់តែជាស្នំហើយថែមទាំងវីកូនទៀតនាងស្រីថោកទាបនោះលើកនេះខ្ញុំនឹងឲ្យនាងស្លាប់នៅវត្តហូគូឲ្យបានបន្ទាប់មកឯងនឹងខ្លាចជាស្នំឯករបស់ខ្ញុំសូមឲ្យស្រុកទេសមានសន្តិភាពប្រជារាស្ត្ររស់នៅដោយសុខសាន្តហើយសូមឲ្យលោកពូមានសុខភាពល្អពិតព្រះពុទ្ធដ៏ខ្ពង់ខ្ពស់កូនស្រីឈ្មោះយុនសៀវសៀវមិនមែនជាមនុស្សក្នុងលោកនេះទេគ្រាន់តែវង្វេងវង្វាន់មកចាប់ជាតិក្នុងសៀវភៅនេះកូនគ្រាន់តែចង់រក្សាជីវិតឲ្យបានល្អសូមឲ្យអ្នកល្អមានលទ្ធផលល្អហើយអ្នកអាក្រក់ទទួលបានផលកម្មរបស់ខ្លួនបើបានដូចបំណងកូននឹងមកសងគុណវិញស្ដេចម្នាក់នៅក្នុងសៀវភៅគាត់មកចាប់ជាតិបែបនេះទើបបានជាដឹងគ្រប់យ៉ាងទោះបីជាដឹងពីលទ្ធផលរបស់មនុស្សគ្រប់គ្នាក៏ដោយក៏គាត់នៅតែព្យាយាមកែប្រែវាបើអញ្ចឹងខ្ញុំនឹងទៅជាមួយគាត់ដើម្បីសរសេរសៀវភៅនេះឡើងវិញកញ្ញាយុនអ្នកពិតជាដឹងច្រើនណាស់គួរឲ្យចាប់អារម្មណ៍ជាងគ្រូបង្ហាត់បង្រៀនទៅទៀតបើព្រះអង្គចូលចិត្តស្ដាប់ខ្ញុំនឹងសរសេរអត្ថបទខ្លះឲ្យព្រះអង្គទាំងរឿងកំ pl ែងលេងសើចខ្ញុំអាចធ្វើបានទាំងអស់តែមិនអាចដោះស្រាយជាមួយស្ដេចតូចម្នាក់បានទេព្រះអង្គពិតជាសប្បាយរីករាយជាលើកដំបូងហើយលោកពូខ្ញុំកម្របានចេញមកក្រៅណាស់ថ្ងៃនេះយើងត្រឡប់ទៅវិញយឺតបន្តិចចុះឃាតករមានឃាតករការពារព្រះមហាក្សត្រមិននឹកស្មានថាមានការលួចធ្វើឃាតនៅវត្តហូកទេតាមមកពីខ្ញុំផ្លាស់ប្ដូរដំណើររឿងមែនទេតោងខ្ញុំឲ្យជាប់គំរត់ផ្ដេសផ្ដាស់ប្រយ័ត្នខាងក្រោយលោកម្ចាស់ហ៊ានធ្វើឲ្យលោកម្ចាស់របួសចង់ស្លាប់មែនទេជួបគ្នានៅកន្លែងដាក់គោលដៅ V-Box ត្រូវវិញឈិនយូទៅស៊ើបមើលប្រវត្តិពួកឃាតករទាំងនេះឲ្យច្បាស់ម្ចាស់បងកុំកម្រើកអីឲ្យខ្ញុំមើលរបួសបន្តិចគ្រាន់តែរបួសតិចតួចទេមិនអីទេមិនបានទេបើព្រួញនោះមានជាតិពុលត្រូវតែប្រញាប់លាងរបួសភ្លាមបានតាមចិត្តនាងចុះនៅមិនទាន់ចប់ទៀតមែនទេថ្ងៃនេះអ្នកណាដែលមកទីនេះគុំសង្ឃឹមថានឹងបានត្រឡប់ទៅវិញឲ្យសោះពេលនេះដល់វេនពួកអញហើយដឹងអីចឹងញ៉ាំឲ្យច្រើនជាងនេះបន្តិចប្រើតែ2ដងសោះអស់កម្លាំងបាត់ទៅហើយនាងមិនអីទេមែនទេម្ចាស់បងខ្ញុំមិនអីទេចុះរបួសរបស់ម្ចាស់បងវិញជូស៊ឺអញមកមើលនេះពួកនេះមកពី2ក្រុមគឺជាឃាតករដែលណានកងជិងចិញ្ចឹមទុកហូហ្វូចង់សម្លាប់ខ្ញុំពួកនេះច្បាស់ជាមកដើម្បីសម្លាប់ខ្ញុំហើយចុះក្រុមមួយទៀតវិញនេះជាផ្លាកសញ្ញារបស់សាលាស្រមោលគោលដៅរបស់ពួកគេមិនមែនជាខ្ញុំទេតែជាព្រះមហាក្សត្រទៅវិញសាលាស្រមោលនឹងគឺជាក្រុមឃាតករដែលធ្លាប់ត្រូវព្រះអង្គម្ចាស់រាជានុសិទ្ធឡោមព័ទ្ធកំទេចស្ទើរតែទាំងស្រុងតែក្រោយមកដោយសារមានការជួយពីព្រះមេដាទើបវាអាចងើបឡើងវិញបានព្រះមេដាធ្វើបែបនេះដើម្បីក្រាបផ្លូវឲ្យកូនប្រុសបង្កើតរបស់ព្រះអង្គគឺព្រះអង្គម្ចាស់រងអ្នកណាដែលមិនព្រមស្ដាប់បង្គាប់សុទ្ធតែត្រូវសាលាអូគឺស្នាដៃរបស់ព្រះមេដាអញ្ចឹងហេបើព្រះអង្គទ្រាំលេងបានហើយចឹងក៏ឲ្យព្រះអង្គសាកល្បងកម្មបិតរបស់ខ្ញុំទៅស៊ឺហ្សឺហ្វៃលីវប៊ូស៊ឺហ្សឺហ្វៃព្រះមេដាអញ្ជើញអ្នកទៅជួបព្រះមេដាជាមួយខ្ញុំទៅ
អាមេធ្មប់ចាស់នឹងរកខ្ញុំច្បាស់ជាចង់ដាក់កំហុសសម្រាប់ខ្ញុំហើយដល់ពេលត្រូវលេងលេហើយឈឿនហ្វូទៅជួបព្រះមេដាលើនេះឯងឈឿនហ្វូទៅប្រាប់ស្រីបំរើមួយម៉ាត់ទៅកុំឲ្យគាត់រងចាំយូរស៊ឺហ្វៃអ្នកទៅរកលោកស្រីនៅវិមានរត់សិនទៅប្រាប់គាត់ថាខ្ញុំត្រូវបានព្រះមេដាហៅទៅហើយឲ្យគាត់ជួយរៀបចំការលេងលេឲ្យខ្ញុំរួចទៅប្រាប់លោកស្រីនៅវិមានហៅថាខ្ញុំត្រូវបានព្រះមេដាខាត់ខ្លួនទុកអ្នកនាងតាអ្នកនាងនឹងមានរឿងអ្វីឬអត់កុំបារម្ភអីស្ថានភាពពេលនេះគឺជាឱកាសល្អខ្ញុំមិនអីទេទីបំផុតធ្លាក់ក្នុងដៃខ្ញុំហើយលើកនេះនៅវត្តហូកមិនអាចកម្ចាត់អធិរាជបានការដោះស្រាយជាមួយឯងក៏ចាត់ទុកថាជាការល្អដែរណានកុងឈីងនឹងដឹងគុណខ្ញុំដែលជួយកម្ចាត់មហន្តរាយនេះយួនស៊ឺតែឯងដឹងខ្លួនថាមានទុកទេសូមព្រះមេដាពិនិត្យឲ្យច្បាស់ផងពិនិត្យឲ្យច្បាស់មែនអធិរាជភ័យខ្លាចព្រះអង្គម្ចាស់រាជានុសិទ្ធមានជាប់ពាក់ព័ន្ធនឹងឯងពួកគេគឺជាគ្រឹះនៃអាណាចក្រតាយ៉ងបើឯងជាស្រីនាំមហន្តរាយធ្វើឲ្យពួកគេមានរឿងឯងមានក្បាលប៉ុន្មានឲ្យគេកាត់អ្នកណាចាប់វាឲ្យខ្ញុំព្រះមេដាសូមពិនិត្យឲ្យច្បាស់ឈឿនហ្វូបានទទួលបញ្ជាឲ្យទៅបួងសួងជាមួយព្រះមហាក្សត្រចំណែកឃាតកគឺមានការរៀបចំមកយ៉ាងច្បាស់ព្រះអង្គម្ចាស់បានរកឃើញផ្លាកសញ្ញានៅលើខ្លួនឃាតកហើយបើតាមដានបន្តទៅទៀតច្បាស់ជាដឹងការពិតមិនខានហ៊ានណាមានក្បាលប៉ុន្មានបានជាហ៊ានព្រះមេដាឆ្លើយតបមកទូលបង្គំមិនហ៊ានជួបទេព្រះមេដាទ្រង់ជ្រាបច្បាស់ក្នុងព្រះទ័យហើយព្រះមហាក្សត្រនិងព្រះអង្គម្ចាស់នឹងស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ដើម្បីរកយុត្តិធម៌ឲ្យទូលបង្គំពួកគេនិយាយមាត់ដិតមាត់ដាំណាស់នាងក្បត់នេះនៅចំពោះមុខយើងហើយនៅហ៊ានប្រកែកទៀតយកវាទៅវាឲ្យស្លាប់ភ្លាមម៉ាក់មិនក៏មិនទាន់មកដល់ពេលនេះបើ5រៀមដៃមាសបើចាំបាច់ត្រូវប្រើពេលក្រោយតើត្រូវធ្វើម៉េចទៅសូមទូលព្រះមេដាភរិយារបស់លោកអុកញ៉ាយ៉ាន់និងភរិយារបស់លោក Marquez កំពុងរងចាំនៅខាងក្រៅមិនក៏មកចំពេលនេះមិនអាចធ្វើអ្វីបានទៀតទេអនុញ្ញាតឲ្យចូលនាងយន្តស៊ីវស៊ីវបើមិនដេញនាងចេញពីភូមិគ្រីហូទេភូមិគ្រីហូនឹងត្រូវនាងធ្វើឲ្យវិនិច្ឆ័យមិនខានព្រះមេដាឲ្យកូនស្រីទោះបីជាមានកំហុសយ៉ាងណាក៏ដោយក៏មិនដល់ថ្នាក់ត្រូវស្លាប់ដែរសូមព្រះមេដាជួយពិនិត្យមើលផងព្រះមេដាឲ្យរឿងនេះសុទ្ធតែបង្កឡើងដោយនាងយន្តនាងហ៊ានធ្វើរឿងអាក្រក់បែបនេះសូមព្រះមេដាដាក់ទោសនាងឲ្យធ្ងន់ទៅក្នុងនៅពេលដែលលោកស្រីហូចង់ដាក់ទោសខ្លាំងបែបនេះអញ្ចឹងយើងនឹងប្រកល់កម្មបិតនេះឲ្យនាងទៅលោកស្រីហូតើអ្នកមានវិធីដោះស្រាយយ៉ាងណាដែរសូមព្រះមេដាពិនិត្យមើលយន្តស៊ីវស៊ីវក្រោយពេលរៀបការចូលមកភូមិគ្រីហូនាងបានផ្លាស់ប្ដូរចរិតទាំងស្រុងថ្ងៃនេះថែមទាំងធ្វើឲ្យព្រះមហាក្សត្រនិងព្រះអង្គម្ចាស់រងគ្រោះថ្នាក់ទៀតផងខ្ញុំសង្ស័យថានាងត្រូវខ្មោចលងចូលសន្ធិដ្ឋសូមព្រះមេដាអនុញ្ញាតឲ្យនាងលែងលេះជាមួយកូនប្រុសខ្ញុំហើយកម្ចាត់វត្ថុអបិយនេះចោលដើម្បីកម្ចាត់គ្រោះថ្នាក់ចេញពីនគរយើងមិននឹកស្មានថានាងនិយាយមុនសោះទោះបីជាត្រូវគេចោទថាជាខ្មោចលងក៏ដោយក៏សន្សំសំចៃធម្មពលបានមួយដងដែរមិនខាតទេលោកស្រីហូអ្នកធ្វើបែបនេះហួសហេតុពេកហើយសូមព្រះមេដាពិនិត្យមើលការរៀបការនេះទោះបីជាស៊ីវស៊ីវជាអ្នកសុំក៏ដោយប៉ុន្តែពេលនេះមើលទៅវាមិនមែនជាគូព្រេងល្អទេមិនចាំបាច់ត្រូវលែងលេះគ្នាហើយចោទនាងថាជាខ្មោចលងបែបនេះទេការធ្វើបែបនេះពិតជាបាត់បង់កិត្តិយសណាស់ព្រះមហាក្សត្រពីមុនបានរៀបចំអាពាហ៍ពិពាហ៍ឲ្យយួនស៊ឺឈូឈូតែក្រោយមកទើបដឹងថាឈូឈូមិនមែនជាកូនបង្កើតទេគឺអ្នកឈ្មោះម្នាក់នោះហើយដែលបដូរខ្លួនកូនស្រីបង្កើតរបស់ត្រកូលឆេនគឺស៊ីវស៊ីវជាមួយនាងទើបការរៀបការនេះបានធ្លាក់មកលើជីវមិននឹកស្មានថាមានរឿងបែបនេះសោះតាមពិតទៅឈូឈូនិងព្រះអង្គម្ចាស់គឺជាមិត្តនឹងគ្នាតាំងពីមិនធ្វើឲ្យនរណាម្នាក់អាអន់ចិត្តគឺជារឿងល្អយន្តស៊ីវស៊ីវតើអ្នកព្រមលែងលេះដែរឬទេសូមព្រះមេដាទ្រង់ជ្រាបខ្ញុំម្ចាស់និងលោកម្ចាស់មិនចុះសម្រុងនឹងគ្នាទេគ្មានទាំងពេលវេលាសម្រាប់គ្នាក៏គ្មានក្តីស្រឡាញ់ដែរខ្ញុំម្ចាស់សូមអង្វរព្រះមេដាជួយសម្រេចឲ្យផងប្រកាសរាជជំការឲ្យលោកអានឌីងហូនិងលោកម្ចាស់ណានកុងយ៉ានចូលវាំងពួកអ្នកតាមខ្ញុំទៅជួបព្រះមហាក្សត្រសូមថ្វាយបង្គំព្រះមហាក្សត្រព្រះមេដានិងព្រះអង្គម្ចាស់ថ្មីនេះលោកស្រីហូលោកស្រីកុងនិងនាងយន្តផ្ទាល់សុទ្ធតែទូចចង់លែងលេះគ្នារឿងនេះពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ដែលព្រះមហាក្សត្រមុនបានរៀបចំខ្ញុំមិនហ៊ានសម្រេចចិត្តដោយខ្លួនឯងទេសូមព្រះមហាក្សត្រទ្រង់សម្រេចព្រះមេដាព្រះមហាក្សត្រព្រះអង្គម្ចាស់នាងយន្តនេះចរិតផ្លាស់ប្ដូរខ្លាំងណាស់ចិត្តអាក្រក់ហើយច្រណែនឈ្នានេះថែមទាំងនាំរឿងអាក្រក់មកវត្តហូគូទៀតមិនស័ក្តិសមជាកូនប្រសារត្រកូលហូរបស់ខ្ញុំទេសូមព្រះមហាក្សត្រនិងព្រះអង្គម្ចាស់ពិចារណាផងព្រះមហាក្សត្រនាងយន្តនេះគ្មានសិលធម៌ទេយប់រៀបការនាងបានដាក់កំហុសលើប្អូនស្រីខ្ញុំបង្កចំនួនមិនឈប់ឈរខ្ញុំពិតជាមិនអាចបន្តជាប្តីប្រពន្ធជាមួយនាងបានទៀតទេខ្ញុំទើបតែលៀងរបួសរួចឬថាព្រះមេដាហៅនាងទៅខ្ញុំកំពុងតែទៅជួយនាងមិននឹកស្មានថានាងអាចបង្វែរស្ថានភាពបានដល់ថ្នាក់នេះសមជាមនុស្សឆ្លាតមែនព្រះមហាក្សត្រលោកម្ចាស់និងប្អូនស្រីខ្ញុំស្រឡាញ់គ្នាខ្លាំងណាស់ខ្ញុំគួរតែសម្រេចឲ្យពួកគេសូមព្រះមហាក្សត្រអនុញ្ញាតឲ្យលែងលេះគុំសម្លាប់ខ្ញុំឬបញ្ជូនមនុស្សមកធ្វើឃាតខ្ញុំអីទុកឲ្យពួកឯងរីករាយសិនចុះចាំដល់ពេលលែងលេះគ្នាបានសម្រេចចាំគិតគូររឿងពួកឯងតាមក្រោយពួកយើងមើលមុខគ្នាមិនចុះគឺលែងលេះគ្នាទៅត្រកូលហូហ៊ានមួបង្កាច់ជាសាធារណៈបែបនេះចង់ឲ្យគេស្លាប់មែនទេឬមួយក៏ឃាតករដែលគេជួបថ្ងៃនេះសូមទូលព្រះអង្គរឿងនេះធ្វើឲ្យទូបង្គំភ្ញាក់ផ្អើលខ្លាំងណាស់ប្រកាសជាមានអ្នកណាម្នាក់នៅខាងក្រៅបង្កចំនួនជាមួយស្ត្រីដែលមិនគួរបង្កទើបនាំទុកមកដល់ក្នុងផ្ទះយើងបែបនេះរឿងធ្វើអត្តឃាតនៅថ្ងៃនេះសូមឲ្យព្រះអង្គម្ចាស់រាជានុសិទ្ធិជាអ្នកទទួលខុសត្រូវទាំងស្រុងត្រូវតែស៊ើបអង្កេតឲ្យដល់ឫសគល់ទោះបីជាពាក់ព័ន្ធនឹងអ្នកណាក៏ដោយក៏មិនត្រូវលើកលែងឲ្យដាច់ខាតសូមព្រះអង្គមេត្តាពិនិត្យមើលផងខ្ញុំម្ចាស់រស់នៅក្នុងផ្ទះជានិច្ចតើទៅមានសត្រូវណាទៅរឿងរ៉ាវថ្ងៃនេះខ្ញុំម្ចាស់មិនហ៊ាននិយាយផ្ដេសផ្ដាស់ទេគ្រាន់តែសូមឲ្យមានភាពយុត្តិធម៌សូមព្រះអង្គមេត្តាជួយផងយុត្តិធម៌មិនពិបាកទេខ្ញុំនឹងបង្ហាញស្នាដៃឲ្យឃើញនៅចំពោះមុខអ្នកទាំងអស់គ្នាចាំដល់ពេលរៀបការជាមួយព្រះអង្គម្ចាស់ទៅក៏គ្មានអ្នកណានិយាយដើមព្រះអង្គដែរគិតបានល្អល្អណាស់បើអ្នកណាក្លាហានមាត់ច្រើនខ្ញុំនឹងធ្វើឲ្យអ្នកនោះនិយាយលែងចេញជារៀងរហូតសូមព្រះមេដានិងព្រះអង្គកូនស្រីខ្ញុំរៀបការចូលក្នុងផ្ទះនេះយូរហើយនៅតែមានចរិតក្មេងខ្ចីពួកគេធ្វើបាបកូនស្រីខ្ញុំយ៉ាងនេះសូម្បីតែរឿងរួមដំណេកក៏មិនទាន់មានផងចុះទម្រាំរឿងប្តីប្រពន្ធទៀតសូមព្រះមេដានិងព្រះអង្គជួយរកយុត្តិធម៌ឲ្យផងក្នុងនៅពេលដែលចំណងប្តីប្រពន្ធអស់ត្រឹមនេះហើយការបង្ខំទុកក៏គ្មានប្រយោជន៍ដែរខ្ញុំសូមប្រកាសថាអនុញ្ញាតឲ្យស៊ីវស៊ីវនិងណានកុងយ៉ានលែងលះគ្នាចាប់ពីថ្ងៃនេះទៅត្រូវប្រកល់ទ្រព្យសម្បត្តិដើមឲ្យវិញទាំងអស់មិនឲ្យមានការខ្វះខាតសូមអរព្រះគុណព្រះអង្គអ្នកនាងពួកគេធ្វើបែបនេះហួសហេតុពេកហើយស្ងាត់មាត់ទៅនាងល្ងងមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទេអ្នកនាងត្រូវតែចុះបញ្ជាឲ្យច្បាស់លាស់តាំងពីដំបូងបើមិនអញ្ចឹងទេបាត់បង់មួយពីមុខយើងពិតជាដោះស្រាយមិនចេញឡើយលាថាត្រកូលហូចង់កឹបកេងទ្រព្យដណ្ដឹងទាំងនេះតែត្រូវព្រះនាងយន្តបកអាក្រាតនៅចំពោះមុខរាជវាំងទើបពួកគេព្រមប្រគល់មកវិញសុំមុខហើយ
ធ្វើរឿងអសិលធម៌បែបនេះថែមទាំងមើងងាយប្រពន្ធដើមទៀតឥឡូវនេះសម្មុខហើយត្រូវតែយករបស់ទាំងអស់នោះទៅវិញឲ្យស្អាតបងស្រីឲ្យគ្រឿងរៀបការមិនគ្រប់ទេវាបាត់អស់ច្រើនណាស់លើកមុនពេលយកគ្រឿងរៀបការមកវិញខ្ញុំបានទុកវានៅក្នុងភូមិគ្រឹះរបស់ព្រះអង្គម្ចាស់រាជានុសិទ្ធដើម្បីបន្លំភ្នែកពួកគេថ្ងៃនេះខ្ញុំយន្តស៊ីវបានលេងលេះជាមួយលោកម្ចាស់មិនណានកុងហើយចាប់ពីពេលនេះទៅផ្លូវអ្នកណាអ្នកនឹងមិនពាក់ព័ន្ធគ្នាទៀតទេបងស្រីចាំបាច់ត្រូវតែតឹងតែងខ្លាំងម្ល៉េះបើធ្វើឲ្យខូចគេឈ្មោះត្រកូលហូតើបងបានប្រយោជន៍អ្វីហើយខ្ញុំវិញតើមានផលអាក្រក់អ្វីទៅអាមនុស្សល្ងងនៅគិតរឿងគេឈ្មោះត្រកូលហូទៀតជីវិតខ្លួនឯងចិត្តមិនរួចហើយឯងជាពូរបស់គេប្រាប់មកឯងលាក់ជាយេទៅណាហើយមនុស្សនៅភូមិគ្រឹះក្រៅក្រុងឯងយកទៅណាអស់ហើយវាងឆុងសានមិនមែនឯងទេដែលថាជាយេជាកូនមិនស្របច្បាប់របស់នាងលីវជាមួយអ្នកអតីនោះចុះហេតុអ្វីឯងត្រូវភ័យស្លន់សូម្បីតែក្មេងម្នាក់ក៏ឯងមិនអាចទុកឲ្យរស់បានដែរក្នុងនាមជាឪពុកបង្កើតតើឯងបានធ្វើអ្វីខ្លះចំពោះសៀវហើយចំពោះកូនច្បងកូនទី2ចុះហេតុអ្វីបានជាកូនមិនស្របច្បាប់ម្នាក់នេះឯងបែរជាយកចិត្តទុកដាក់ខ្លាំងម្ល៉េះមនុស្សនៅភូមិគ្រឹះក្រៅក្រុងនោះខ្ញុំបានលក់ឲ្យអ្នកជួញដូរមនុស្សអស់ហើយបើចង់រកក៏ទៅរកពួកគេទៅឯងធ្វើស្អីហ្នឹងទាំងអស់នេះគឺមកពីឯងកូនស្រីអត់តញោធ្វើឲ្យផ្ទះសម្បែងវិនិច្ឆ័យអន្តរាយអស់ហើយឯងវាជាទូឯកឧត្តមសំណាងអាក្រក់បើដឹងមុនយប់ដែលឯងកើតមកគួរតែច្របាច់កែងឲ្យស្លាប់តាំងពីពេលនោះមកចាំដល់ពេលខ្ញុំរកជាយាយឃើញសិនចាំគិតគូជាមួយពួកឯងទាំងអស់បងប្រុសបងជួយមើលថែអ្នកម្ដាយសិនទៅខ្ញុំទៅបន្តិចហើយនឹងត្រឡប់មកវិញមកខ្ញុំត្រូវគេវារហូតហាមអស់ហើយហ៊ានណាស់ដែលហ៊ានវាអ្នកឯងចាំបន្តិចទៀតខ្ញុំនឹងឲ្យអ្នកខាងក្រៅមកបង្រៀនមេរៀនឲ្យវាសៀវមកអង្គុយទីនេះមកទីបំផុតយើងបានរួចផុតពីភូមិគ្រឹះហូហើយបន្ទាប់ពីនេះទៅអាចនៅផ្ទះដោយសុខស្រួលបានហើយអ្នកម៉ាក់គុំខឹងអីខ្ញុំទើបតែសង្សឹកឲ្យអ្នកម៉ាក់រួចហើយហ៊ានណាស់ដែលហ៊ានប៉ះពាល់អ្នកម៉ាក់ថែមទាំងចង់ឲ្យកូនរបស់ស្រីខាងក្រៅនោះមកទទួលតំណែងទៀតពិតជាស្រមៃចង់បានរបស់ដែលមិនមែនជារបស់ខ្លួនមែនខ្ញុំបានលក់កូនរបស់ស្រីខាងក្រៅនោះឲ្យទៅអ្នកជួញដូរមនុស្សរួចហើយឲ្យវាទៅរកឲ្យចុះអ្នកម៉ាក់លើកក្រោយយើងត្រូវប្រយ័ត្នឲ្យមែនទែនលោកប៉ានឹងមិនព្រមបញ្ចប់ត្រឹមនេះទេខ្ញុំគិតរួចហើយខ្ញុំនឹងលេងលេះគាត់បានខ្លាចជាលោកម្ចាស់ក៏ព្រោះតែចូលផ្ទះខ្ញុំបើលេងលេះគ្នាហើយគាត់មិនមែនជាអ្វីទាំងអស់រឿងនេះប្អូនប្រុសអ្នកឯងធ្វើបានទាំងអស់ខ្ញុំគ្រប់គ្រងអ្នកម៉ាក់រឿងលេងលេះអ្នកម៉ាក់កូនគ្មានមកតែអ្វីទេតុលាការនៅមានការងារត្រូវធ្វើកូនទៅមុនហើយអ្នកម៉ាក់ព្រះអង្គម្ចាស់បានជួយកូនរហូតរងរបួសកូនទៅមើលគាត់លោកឪពុកតើលោកឪពុកមានរឿងអ្វីទៅឬមួយលោកឪពុកទៅតែវីអ្នកម្ដាយទៅបានជាទេវតាដាក់ទោសបែបនេះកូនស្រីអត់តញោអញហ៊ានបណ្ដាសាកូនគ្មានពេលទំនេរធ្វើរឿងបែបនោះទេគ្រាន់តែគិតថារបួសនេះកើតឡើងចំពេលតែម្ដងអញស្មានថាអញមានក្នុងបង្អែកជាស្ដេចឆៅចឹងហើយអាចមកអួតអាងនៅចំពោះមុខឪពុកបានមែនទេលោកឪពុកនិយាយលេងហើយកូនអួតអាងឬមិនអួតអាងវាមិនពាក់ព័ន្ធនឹងអ្នកណាទេសំខាន់គឺលោកឪពុកមិនសមនឹងទទួលបានការគោរពពីកូននាងស្រីថោកទាបចាំមើលចុះបើឪពុកទទួលបានជោគជ័យក្នុងការដណ្ដើមអំណាចឪពុកនឹងដោះស្រាយជាមួយឯងមុនគេរបស់យ៉ាន់ឈៀវត្រូវបានគេដឹកត្រឡប់ទៅភូមិគ្រឹះរបស់លោកអុកញ៉ាវិញអស់ហើយកូនចៅឃើញថាយ៉ាន់ឆេងឈូជាអ្នកដឹកនាំគេធ្វើក្នុងពេលដែលនាងផ្ដាច់ខ្លួនចេញពីភូមិគ្រឹះរបស់លោកអុកញ៉ាហើយវាដល់ពេលដែលត្រូវដោះស្រាយជាមួយពួកចាស់ទាំងនោះហើយឈូសេតាយើងត្រូវធ្វើដូចម្ដេចអំណាចយោធានៃអង្គរដេវងរបស់យើងមិនមែនស្ថិតក្នុងដៃតែមួយទេទោះបីជាព្រះមហាក្សត្រនិងខ្ញុំមានខ្លះក៏ដោយប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ទេបើអាចគ្រប់គ្រងកងទ័ព Shenbi បានវិញនោះអញ្ចឹងត្រូវតែជាកងទ័ព Shenbi នឹងឯងព្រះអង្គម្ចាស់កំពុងពិភាក្សាពីរឿងអ្វីដែរឲ្យខ្ញុំចូលរួមម្នាក់ផងខ្ញុំកំពុងគិតចង់គ្រប់គ្រងកងទ័ព Shenbi តើអ្នកមានយុទ្ធសាស្ត្រអ្វីដែរឬទេកងទ័ព Shenbi មែនវាជាសំណាងល្អរបស់ព្រះនាងដែលត្រូវបង្ខំឲ្យរៀបការចូលក្នុងវាំងរបស់ព្រះអង្គម្ចាស់ Shenbi ចុះប្តីនាងវិញសុខភាពខ្សោយណាស់ទើបតែចូលរោងការមិនបានប៉ុន្មានផងក៏ស្លាប់បាត់ទៅថែមទាំងព្រះមាតាថែមទាំងបង្ខំឲ្យនាងនៅមេម៉ាយទៀតមានលោកនៅទីនេះតើខ្ញុំត្រូវខ្លាចអ្វីម្យ៉ាងទៀតខ្ញុំអាចជួយឲ្យនាងបានជួបស្នេហ៍ចាស់នាងវិញនាងប្រហែលជាអរគុណខ្ញុំមិនទាន់ផងព្រះអង្គម្ចាស់ទុកចិត្តខ្ញុំទៅទោះបីជាធ្លាប់អានសាច់រឿងក្នុងសៀវភៅក៏ដោយបើគ្មានយុទ្ធសាស្ត្រនិងភាពក្លាហានទេក៏មិនអាចធ្វើការធំបានដែរប៉ុន្តែខ្ញុំបានសាកល្បងហើយយុទ្ធសាស្ត្ររបស់នាងពិតជាមិននឹកស្មានឈ្មោះមានស្មាសនឹងស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់លើកនេះជារបស់ផ្ទះណាដែរអ្នកនាងរឿងនេះគឺជារឿងព្រះនាងច្បងបើគេយកទៅប្រៀបធៀបនឹងរឿងពិតលោកម្ចាស់វាងលោកគិតច្រើនពេកហើយរឿងរ៉ាវពីអតីតកាលគ្រាន់តែជារឿងប្រឌិតសុទ្ធសាធលោកមើលចុះព្រះនាងជីងហៅនេះដើម្បីជាតិបានរៀបការទៅឆ្ងាយប៉ុន្តែរាជវង្សយើងមិនមានព្រះនាងណាទៅរៀបការបែបនេះទេទោះអ្នកអានគិតទៅដល់ណាក៏មិនពាក់ព័ន្ធនឹងយើងដែរអស្ចារ្យណាស់ទាំងរឿងពិតទាំងរឿងប្រឌិតលីឡំគ្នារឿងព្រះនាងជីងហៅនេះនឹងទូការគ្រប់គ្រងមិនខានត្រូវហើយលោកម្ចាស់វាអ្នកនាងកុំបារម្ភរឿងសម្ងាត់បែបនេះមិនដល់3ថ្ងៃផងនឹងល្បីពេញផ្លូវពេញផ្សារក្នុងរាជធានីមិនខានយ៉ាវគួងទើបតែត្រឡប់មកវិញបានប៉ុន្មានថ្ងៃតើអ្នកណាធ្វើឲ្យអញខឹងទៀតហើយទើបតែមកសុំឲ្យព្រះមាតាពិនិត្យមើលសៀវភៅរ៉ាយដ៏ចម្លែកនេះតើវាសំនឹងយកមកដាក់នៅចំពោះមុខព្រះមាតាដែរឬបើអញទំនេរពេកទៅចម្លងគម្ពីរព្រះពុទ្ធទៅល្អជាងព្រះនាងជីងហៅឆ្នាំនោះស្មានតែបានរៀបការជាមួយបណ្ឌិតកំឡោះដែលមានទេពកោសល្យខ្ពស់តែមិនដឹងថាព្រះមាតារបស់នាងបានយកអាពាហ៍ពិពាហ៍របស់នាងទៅដូរយកតបសេះ200,000នាក់ឲ្យប្អូនប្រុសនាងទៅហើយព្រះមាតាគិតថានេះតើកន្លែងនេះសរសេរយ៉ាងម៉េចដែរអ្នកមានន័យថាម៉េចសៀវភៅនេះសរសេរបានត្រឹមត្រូវឥតខ្ចោះតែម្ដងដូចជាសម្បត្តិសម្ងាត់ដែលស្ដេចចឹងបៃសរសេរជូនព្រះមាតាកាលពីមុនអញ្ចឹងគ្រប់ពាក្យគ្រប់ម៉ាត់គឺពិតប្រាកដមែនឯងបានវាមកពីណាហ៊ានលួចបើកមើលរបស់យើងទៀតអ្នកយកសុភមង្គលរបស់ខ្ញុំទៅដូរនឹងតបសេះមកអាសោចខ្ញុំជាមាតារបស់ឯងណាអញហ៊ានស្ដីបន្ទោសខ្ញុំឬកូនមិនហ៊ានទេកូនគ្រាន់តែមកជម្រាបមាតាឲ្យដឹងថាកូនត្រឡប់មកវាំងវិញហើយកូននឹងមិនត្រឡប់ទៅវិញទៀតទេល្អណាស់នាងសៀវយ៉ាវគឺអញពិតជាហ៊ានមែនណាហ៊ានយកឆាយក្នុងវាំងមកនិយាយបែបនេះអញពិតជាចង់ស្លាប់មែនព្រះមហេសីសូមកុំខឹងអីនាងម្នាក់នេះស្គាល់រឿងសម្ងាត់ក្នុងវាំងច្បាស់ម្ល៉េះមិនមែនជាមនុស្សធម្មតាទេខ្ញុំម្ចាស់សង្ស័យថានេះជាល្បិចរបស់សៀចឹងវាងដែលចង់ដោះស្រាយជាមួយព្រះមហេសីទើបចេះតែផ្សព្វផ្សាយរឿងនេះចេញទៅ
ប្រើខ្សែបណ្ដាញសម្ងាត់ផ្ញើសារទៅប្រាប់រងវាងថាដល់ពេលត្រូវត្រឡប់មកក្រុងវិញហើយបើសិនស៊ីវសៀនចង់កាត់ផ្ដាច់ការគ្រប់គ្រងរបស់កងទ័ពចឹងទៅនោះខ្ញុំនឹងបញ្ជូនគេទៅមុនគេតែម្ដងចំណែកឯយ៉ាវគួងវិញបន្ទាប់ពីពិធីបុណ្យសែនព្រះខែចប់ត្រូវបញ្ជូនគេទៅព្រំដែនវិញការងារធំត្រូវតែមានការបូជាខ្លះហើយម្ចាស់ខ្ញុំម្ចាស់ឃើញព្រះនាងយ៉ាវគួងកាន់សៀវភៅគំនូទៅជួបព្រះមហេសីពេលចេញមកវិញភ្នែកគាត់ឡើងក្រហមដូចជាទៅតែយំរួចហើយមានកំហឹងទៀតបញ្ជីចុះយកសៀវភៅគំនូនេះទៅដុតបន្ថែមទៀតត្រូវឲ្យមនុស្សគ្រប់គ្នាដឹងរឿងនេះឲ្យអស់ចុះបើព្រះមហេសីតាមរកសៀវគឺវិញធ្វើម៉េចទៅពេលនេះមិនអាចឲ្យបែកឃ្លីអត្តសញ្ញាណបានទេខ្ញុំត្រូវតែទៅប្រាប់លោកម្ចាស់វាងឲ្យប្រយ័ត្នខ្លួនបន្តិចលោកម្ចាស់ខ្ញុំទៅវ័យយួនគឺសិនហើយឱកាសល្អបែបនេះខ្ញុំមិនអាចខកខានបានទេខ្យល់ព្យុះនៅពេលកាំងមួយឆ្នាំបក់កាត់ជញ្ជាំងខ្ពស់នៃវិមានចិនពេលវាងអ្នកក្រៅគ្រាន់តែដឹងថាព្រះនាងមានកិត្តិយសខ្ពង់ខ្ពស់ឥតដែនកំណត់តើអ្នកណាទៅដឹងព្រះនាងយប់តែងតែអង្គុយសម្លឹងមើលវត្ថុឈើចាស់ដែលស្ងួតហួតហែងយូរមកហើយនេះពិតជាគួរឲ្យអាណិតណាស់ហើយអ្វីបានជាព្រះមេដាធិរាជការនោះមានចិត្តខុសខើម្លេះព្រះនាងនឹករលឹកដល់ក្មេងប្រុសក្រោមដើមផ្កាផ្លែប៉ែសនោះ10ឆ្នាំមកហើយមនុស្សផ្លាស់ប្ដូរតែចិត្តនៅដដែលគួរឲ្យសោកសៅនិងគួរហ៊ានណាស់ហ៊ានដល់ថ្នាក់យកព្រះនាងមកនិយាយលេងសើចហើយថែមទាំងហ៊ានរិះគន់ព្រះមេដាទៀតពួកឯងចង់ស្លាប់មែនទេនាងល្ងងនេះមកធ្វើអីស្អែកមានពិធីបុណ្យសែនព្រះខែក្នុងវាំងអាចយកនាងមកប្រាការបានយកសាច់រឿងនេះទៅប្រាប់ព្រះមេដានិងព្រះនាងទៅយន់ស៊ីវឲ្យទីបំផុតខ្ញុំក៏ចាប់បាននាងហើយលោកប៉ាអ្នកម៉ាក់ហើយនឹងខ្ញុំរឿងអាស្រូវក្នុងសៀវភៅគំនូទាំងនោះគឺនាងជាអ្នកធ្វើមែនទេថ្ងៃនេះរឿងដែលហ៊ានរិះគន់ព្រះនាងនិងព្រះមេដាមិនថាបែបណាក៏ត្រូវតែទម្លាក់កំហុសលើនាងដែរនាងរងចាំស្លាប់ទៅបងស្រីសាច់រឿងដែលខ្លួនឯងសរសេរចាំបាច់ត្រូវមកស្ដាប់រាល់ថ្ងៃដែរឬបងហ៊ានរិះគន់ព្រះនាងនិងព្រះមេដាបែបនេះតើបងមានបំណងអ្វីឲ្យប្រាកដប្អូនស្រីអ្វីអាចញ៉ាំផ្ដេសផ្ដាស់បានតែរឿងនិយាយមិនអាចនិយាយផ្ដេសផ្ដាស់បានទេប្អូនថាខ្ញុំជាអ្នកសរសេរសៀវភៅនេះតើមានភស្តុតាងទេភស្តុតាងឬខ្ញុំមានភស្តុតាងគ្រប់គ្រាន់នឹងមែនឬបើអញ្ចឹងយកមកបង្ហាញមុខអ្នកទាំងអស់គ្នាមកអ្នកបម្រើក្នុងផ្ទះឃើញផ្ទាល់ភ្នែកថាបងសរសេរអ្វីរាល់ថ្ងៃសរសេររួចក៏លួចយកទៅបាត់បើបងថាបងសរសេរសៀវភៅនេះនិយាយពីព្រះមេដានិងព្រះនាងហើយមានសាក្សីទៀតតើបងហ៊ានយកភស្តុតាងនេះទៅប្តឹងខ្ញុំនៅថ្ងៃស្អែកក្នុងពិធីបុណ្យសែនព្រះខែមកព្រះមេដានិងព្រះនាងទេនឹងហើយហ៊ាននិយាយក៏ត្រូវហ៊ានធ្វើដែរនិយាយអួតអាំងអ្នកណាក៏ចេះដែរពួកឯងនាងមកស្ដាប់រឿងរាល់ថ្ងៃនៅហ៊ានថាមិនមែននាងសរសេរទៀតពួកយើងក៏មកស្ដាប់រឿងរាល់ថ្ងៃដែរតើមានន័យថាខ្ញុំជាអ្នកសរសេរដែរឬអ្វីដែលយើងសរសេរវាមិនបានការទេស្អែកនេះចាំមើលទាំងអស់គ្នាទៅខ្ញុំនឹងនាំទាំងសាក្សីនិងភស្តុតាងទៅប្តឹងនាងនៅចំពោះមុខព្រះមេតាយុនស៊ូស្អែកនេះត្រូវសម្ដែងឲ្យល្អណាស់ប៉ុន្តែរឿងបែបនេះទោះបីជាទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ស្ថិតនៅក្នុងភូមិគ្រឹះរបស់ខ្ញុំក៏ដោយក៏មិនចាំបាច់ស៊ីអស់ទាំងស្រុងបែបនេះដែរមែនទេទើបតែដាក់ធានារ៉ាប់រងឲ្យថៅកែវាងហើយប្រើប្រាស់ជំនួយពិសេសបានតែម្ដងគត់ស្រាប់តែឃ្លៀងខ្លាំងបែបនេះនិយាយទៅជំនួយពិសេសនេះកាន់តែមិនសូវមានប្រសិទ្ធភាពទៅហើយអូយុនឈូនិយាយថាថ្ងៃស្អែកនាងនឹងប្តឹងខ្ញុំនៅចំពោះមុខព្រះមេតានិងព្រះនាងខ្ញុំនឹងចាត់មនុស្សឲ្យទៅកាត់ក្បាលវាចោលដើម្បីឲ្យអ្នកបានធូរចិត្តសម្រាប់នាងចោលក៏គ្មានន័យអ្វីដែរទុកឲ្យនាងរស់នៅលេងទៅសប្បាយជាមួយនឹងខួរក្បាលរបស់នាងបែបនេះមិនប្រាកដថានាងនិយាយបែបនេះមានន័យថាអ្នកបានដាក់អន្ទាក់ឲ្យនាងទៀតហើយមែនទេគឺខ្ញុំទេដែលចង់ឲ្យនាងទៅប្តឹងខ្ញុំដោយចិត្តណាថ្ងៃស្អែកអ្នកជួយសម្ដែងជាមួយខ្ញុំបន្តិចបានទេនិយាយមកមើលព្រះមេដាអាចគ្រប់គ្រងកងទ័ពបានគឺដោយសារព្រះនាងកាន់កាប់សន្យាការពីព្រំដែនព្រះអង្គសាក់គិតមើលបើព្រះនាងទៅតែត្រឡប់មកដល់រាជធានីវិញហើយក៏ផ្ញើលិខិតលែងលះទៅនោះមិនមែនមានន័យថាព្រះមេដាជាអ្នកបំពានសន្យាមកទេពេលចុះបន្ទាប់មកទៀតយ៉ាងម៉េចដែរដល់ពេលនោះព្រះអង្គគ្រាន់តែយកលេខថាដើម្បីរក្សាសន្តិសុខជាតិនិងរៀបចំកងទ័ពព្រំដែនឡើងវិញនោះព្រះអង្គនឹងអាចគ្រប់គ្រងកងទ័ពភាគខាងជើងបានដោយស្របច្បាប់តែម្ដងកំតិចគេឈ្មោះពួកគេមុនរួចដណ្ដើមយកអំណាចគម្រោងនេះល្អណាស់ឲ្យមនុស្សរបស់យើងទៅបានខ្ញុំនឹងធ្វើតាមបញ្ជារឿងនេះត្រូវតែធ្វើឲ្យបានឲ្យជូហ្វឺនិងកញ្ញាយុននៅជាមួយគ្នាពួកគេទាំងពីរឆ្លាតវៃខ្លាំងណាស់នេះប្រហែលជាចង់បង្វិលស្ថានភាពឲ្យក្រឡាប់ចាស់ហើយដូច្នេះហើយលោកម្ចាស់ថ្ងៃស្អែកលោកនាំលោកគ្រូស៊ូដែលជាអ្នកមានគុណរបស់ព្រះនាងទៅផងឬថាគាត់នៅលីវរហូតមកដល់ពេលនេះអ្នកចង់គូបកងព្រះនាងជាមួយលោកគ្រូស៊ូពិតជាមានចិត្តស្មោះណាស់បរិសុទ្ធបែបនេះក្នុងលោកមានបានប៉ុន្មានអ្នកទៅគាត់សុភាពរៀបសារមានចំណេះដឹងខ្ពង់ខ្ពស់ហើយមានចិត្តស្មោះត្រង់ទៀតអ្នកហាក់ដូចជាស្គាល់គាត់ច្បាស់ណាស់លោកម្ចាស់លោកខឹងឬគុំប្រច័ណ្ឌអីខ្ញុំគ្រាន់តែគេនិយាយគ្នាទេខ្ញុំមិនស្គាល់គាត់ផងខ្ញុំធានាថាចិត្តខ្ញុំនៅជាមួយលោកម្ចាស់ជានិច្ចចេះតែនិយាយផ្អែមល្ហែមណាស់ថ្ងៃស្អែកត្រូវធ្វើឲ្យបានល្អថ្ងៃនេះជាពិធីជប់លៀងបុណ្យសែនព្រះខែអ្នកទាំងអស់គ្នាមិនបាច់ក្រែងចិត្តទេមកខ្ញុំសូមជូនពរគ្រប់គ្នាមើលក្រសែភ្នែកពួកគេចុះផ្អែមល្ហែមដាក់គ្នាមិនធម្មតាទេឃើញទេថាពួកគេនៅតែមានចិត្តឲ្យគ្នាប្អូនស្រីឲ្យឆាប់ទៅប្តឹងគេទៅកាន់តែរឿងធំកាន់តែល្អខ្ញុំនឹងបានសម្ដែងរឿងបន្តទៀតបានយ៉ាងរលូនព្រះមេតាម្ចាស់ខ្ញុំម្ចាស់មានរឿងចង់ទូលថ្វាយព្រះនាងមានរឿងអ្វីចង់និយាយមែនទេខ្ញុំម្ចាស់ចង់ប្តឹងពីនាងយុនស៊ីវនាងបានសរសេររឿងប្រឌិតក្លែងខ្លួនជាព្រះនាងហើយមួយបង្កាច់ព្រះមេដាសូមព្រះមេដាដាក់ទោសនាងឲ្យធ្ងន់ធ្ងរផងអូស៊ីវយ៉ាវគឺជានាងយុនស៊ីវនឹងមែនទេល្អណាស់ពិតជាស៊ីវសៀននៅពីក្រោយខ្នងមែនឱកាសល្អហើយត្រូវតែដោះស្រាយរឿងនេះឲ្យចប់ធ្វើឲ្យនាងសារភាពដោយខ្លួនឯងថាជារឿងប្រឌិតដើម្បីឲ្យស្ថានភាពនៅយ៉ាវខ្វាងមានស្ថិរភាពតើអ្នកមានភស្តុតាងទេមានក្មេងបម្រើក្នុងផ្ទះខ្ញុំឃើញផ្ទាល់ភ្នែកហើយឃើញនាងលួចយកវាចេញទៅទៀតនាំក្មេងបម្រើនោះមកសូមព្រះមេដានិងព្រះមហាក្សត្រពិនិត្យមើលផងខ្ញុំម្ចាស់ឃើញផ្ទាល់ភ្នែកថានាងកញ្ញាសរសេររបស់នេះនៅក្នុងបន្ទប់អ្នកណាចាប់នាងយុនស៊ីវយកទៅវាឲ្យស្លាប់ភ្លាម
ព្រះមេតាម្ចាស់យុនឈូឈូប្តឹងខ្ញុំម្ចាស់ថាបានសរសេររឿងប្រឌិតមួយបង្កាច់ព្រះនាងនិងព្រះមេតាអ្នកទាំងអស់គ្នាមើលចុះក្នុងសៀវភៅនេះសរសេរច្បាស់ណាស់រឿងរ៉ាវសម័យមុនគឺជារឿងប្រឌិតសុទ្ធសាធរឿងនេះនិយាយពីព្រះនាងជឹងហ្វាដែលលះបង់ដើម្បីជាតិហើយត្រូវទៅរៀបការភ្ជាប់សម្ព័ន្ធមេត្រីអញ្ចឹងខ្ញុំសុំសួរមួយចុះតើព្រះនាងអង្គណាទៅដែលធ្លាប់ទៅរៀបការភ្ជាប់សម្ព័ន្ធមេត្រីនោះយុនស៊ីវស៊ីវឯងកុំមកដោះសារអីខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ឥឡូវនេះដើម្បីឲ្យពួកគេជួយវិនិច្ឆ័យនៅក្រោមដើមផ្កាផ្លែពេយ៉ាវគូមផ្អែកលើទ្រូងរបស់លោកគ្រូស៊ូក្នុងវាំងអស់10ឆ្នាំខ្ចក់សាច់នៅពេលកាំងមិនអាចធ្វើឲ្យក្មេងប្រុសក្នុងអនុស្សាវរីយ៍ចាស់ទៅបានទេនាងឈរនៅក្រោមដើមផ្កាផ្លែពេសន្យាថានឹងចាស់ទៅជាមួយគ្នាថ្ងៃដែលនាងត្រូវទៅរៀបការឆ្ងាយនាងឈរនៅលើមាត់ទ្វារក្រុងសម្លឹងមើលក្បួនរថយន្តអាពាហ៍ពិពាហ៍ពណ៌ក្រហមនោះកាន់តែឆ្ងាយទៅចាប់ពីពេលនោះមកគ្រប់គ្រាន់ហើយព្រះមេតាកូនគិតថាសៀវភៅនេះសរសេរមិនមានអ្វីខុសទេផ្ទុយទៅវិញមានមនុស្សខ្លះចេះតែយកមកភ្ជាប់នឹងខ្លួនឯងទើបគួរឲ្យអស់សំណើចយ៉ាវគួងឯងនិយាយបែបនេះមានន័យថាម៉េចសៀវភៅនេះនិយាយពីរឿងសម័យមុនមិនពាក់ព័ន្ធនឹងសម័យនេះទេហេតុអ្វីព្រះមេតាត្រូវតែទទួលយកវាតើព្រះមេតាគិតថាខ្លួនឯងជាអ្នកដែលបំបែកគូស្នេហ៍ក្នុងសៀវភៅនោះមែនទេយុនឈូឈូធ្វើបានល្អណាស់នេះហើយជាអ្វីដែលយើងចង់បានមាត់អាក្រក់ណាស់យើងជាព្រះមេតារបស់ឯងហ៊ាននិយាយជាមួយយើងបែបនេះមែនទេកាលពីមុនព្រះមេតាក៏យកកូនទៅធ្វើជាអុកដែរកូនទើបតែចូលដល់មាត់ទ្វារវាំងមិនទាន់បានឃើញមុខស្វាមីផងគាត់ក៏ស្លាប់បាត់ទៅហើយព្រះមេតាឲ្យកូននៅមេម៉ាយ10ឆ្នាំតើធ្លាប់សួរកូនទេថាកូនព្រមឬអត់10ឆ្នាំហើយជ្រើសរើសយក10ឆ្នាំនេះគាត់រស់នៅបែបនេះសោះសៀវភៅគំនូនេះសរសេរបានរំជួលចិត្តមែនដើមឡើយចង់ដោះស្រាយជាមួយយុនស៊ីវស៊ីវតែមិននឹកស្មានថាយ៉ាវខ្វាងបែរជាមកបង្កចំនួនទៅវិញមិនអាចទុកឲ្យនាងបន្តបែបនេះទៀតទេយ៉ាវខ្វាងអ្នកស្រវឹងហើយមកនេះនាំព្រះនាងត្រឡប់ទៅសម្រាប់វិញកូនមិនបានស្រវឹងទេព្រះនាងរងសេគិតថាសៀវភៅគំនូនេះចង់ឌឺដងដាក់កូនមែនទេបើព្រះនាងនិងព្រះមេតាបង្កើតមានចំនួននឹងគ្នាវានឹងធ្វើឲ្យសៀវភៅនេះកាន់តែល្បីល្បាញពេញនគរព្រះមេតានឹងបាត់បង់កិត្តិយសហើយយុនស៊ីវស៊ីវនឹងត្រូវស្លាប់មិនខានសូមទូលព្រះនាងឥឡូវនេះពេញរាជធានីកំពុងតែនិយាយពីរឿងសៀវភៅគំនូនេះហើយនៅបណ្ណាល័យវិញ្ញូនក៏មានការអានសៀវភៅនេះរាល់ថ្ងៃដែរទោះបីវាជារឿងអតីតកាលក៏ដោយតែអ្នកស្រុកកំពុងតែនិយាយដើមរឿងផ្ទៃក្នុងរាជវង្សដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរាជវង្សខ្ញុំសូមឲ្យព្រះនាងពិចារណាផងតើព្រះនាងខ្ញុំពិតជាអាណិតនាងណាស់ជីវិត10ឆ្នាំរបស់នាងគ្រាន់តែជាកូនអុករបស់ម្ដាយនាងប៉ុណ្ណោះចំណែកអ្នកដែលស្រឡាញ់នាងពិតប្រាកដបាននឹកនាងអស់10ឆ្នាំបើជាខ្ញុំវិញខ្ញុំមិនខ្វល់ពីនគរឬពាក្យបញ្ជារបស់ព្រះមេតាអ្វីឡើយហ៊ានណាស់នៅលើរាជបល្ល័ង្កនេះឯងហ៊ាននិយាយរឿងមិនសមរម្យបែបនេះបានយ៉ាងម៉េចហេលីព្រះមេតាព្រះអង្គខ្ញុំបានរៀបការចូលទៅក្នុងវាំងរបស់ព្រះអង្គម្ចាស់ចិនពេអស់10ឆ្នាំមកហើយតែមិនដែលបានជួបមុខស្វាមីសំបីតែម្ដងឥឡូវនេះនគរមានសន្តិភាពព្រំដែនគ្មានសង្គ្រាមខ្ញុំសូមអង្វរព្រះអង្គសូមអនុញ្ញាតឲ្យខ្ញុំលែងលះផងព្រះនាងបាននៅមេម៉ាយអស់10ឆ្នាំហើយព្រះមេតានៅតែគិតថាមិនទាន់គ្រប់គ្រាន់ទៀតឬមួយព្រះមេតាទុកការរៀបការនេះដើម្បីប្រយោជន៍អ្វីផ្សេងទៀតព្រះមេតាព្រះអង្គសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យព្រះនាងឲ្យទោះបីជាព្រះនាងចង់កាន់សេវនៅក្បែរចង្កៀងប្រេងអស់មួយជីវិតក៏ត្រូវតែសម្ហែកផលដែរតើត្រូវប្រើល្បិចក៏អ្វីជាសូមក្រាបបង្គំទូលថ្វាយព្រះមេតានិងព្រះអង្គខ្ញុំម្ចាស់ព្រមរៀបការជាមួយព្រះនាងសំណាងហើយដែលខ្សែក្រហមនៅតែចង់ជាប់លោកគ្រូស៊ូលោកគ្រាន់តែជាគ្រូបង្រៀនម្នាក់តើលោកមានសិទ្ធិអ្វីទៅរៀបការជាមួយព្រះនាងមិនឲ្យរៀបការក៏មិនបានឲ្យរៀបការក៏មិនបានព្រះមេតាពិតជាចង់ឲ្យព្រះនាងនៅមេម៉ាយអស់មួយជីវិតមែនទេទោះបីជាព្រំដែនគ្មានសង្គ្រាមជិត10ឆ្នាំមកហើយប៉ុន្តែដោយសារមានព្រះនាងនៅទីនោះទើបចិត្តទីហ៊ានមានស្ថិរភាពបើមានរឿងអ្វីកើតឡើងខ្ញុំម្ចាស់យល់ថាព្រះនាងបានលះបង់ដើម្បីរាជវង្សដៃយ៉ងអស់10ឆ្នាំមកហើយតើកងទ័ពរាប់សែននាក់របស់យើងមិនអាចការពារព្រំដែនបានទេមិនគួរឲ្យព្រះនាងបន្តទទួលបន្ទុកនេះជំនួសរាជវាំងទៀតទេព្រះមេតាព្រះអង្គនិងព្រះអង្គម្ចាស់ខ្ញុំម្ចាស់មានគំនិតមួយមិនចាំបាច់ធ្វើឲ្យគ្រប់គ្នាលំបាកចិត្តបែបនេះទេកញ្ញាយុនតើមានគំនិតអ្វីដែរថ្ងៃនេះជាពិធីបុណ្យសែនព្រះខែមានទាំងមន្ត្រីនិងមេដឹកនាំត្រកូលធំតើយើងគួរតែបោះឆ្នោតសម្រេចដោយការលើកដៃល្អទេគំនិតនេះល្អណាស់អ្នកដែលនៅទីនេះសុទ្ធតែជាសទ្រូងរបស់ជាតិឲ្យពួកគេជាអ្នកសម្រេចចិត្តវានឹងសម្ហែកផលជាងការសម្រេចចិត្តតែម្នាក់ឯងអ្នកណាដែលយល់ព្រមឲ្យព្រះនាងលែងលះសូមលើកដៃឡើងព្រះមេតាព្រះអង្គលទ្ធផលគឺច្បាស់ណាស់យើងអនុញ្ញាតឲ្យព្រះនាងយ៉ាវខ្វាងលែងលះជាមួយហ្វូម៉ាហើយរៀបចំពិធីរៀបការជាមួយលោកគ្រូស៊ូជ្រើសរើសថ្ងៃល្អដើម្បីរៀបការទៅសូមអរព្រះគុណព្រះអង្គដែលបានប្រោសប្រទានទូបង្គំព្រះមេតាព្រះអង្គម្ចាស់ហាងសៀវភៅនៅបណ្ណាល័យវិញ្ញូនមកដល់ហើយព្រះមេតាវាគ្រាន់តែជាសៀវភៅគំនូមួយក្បាលសោះតើព្រះរាជវាំងយើងគ្មានចិត្តទូលាយដល់ថ្នាក់នឹងមែនទេថ្ងៃនេះហ៊ានយកអតីតកាលមកឌឺដងដល់រាជវង្សចុះថ្ងៃស្អែកមិនមែនចង្អុលមុខខ្ញុំជេឬឯងនិយាយការពិតមកមនុស្សស្រីឈ្មោះយុនដែលនៅក្បែរឯងនឹងគឺពិតជាអ្នកនិពន្ធសៀវភៅនឹងមែនទេសូមព្រះមេតាលើកលែងទោសព្រះអង្គម្ចាស់លើកលែងទោសខ្ញុំបាទមិនដឹងពិតមែនគួរឲ្យចាប់អារម្មណ៍ណាស់ចុះឯងមិនដឹងបានម៉េចនៅចំពោះមុខនេះនិយាយការពិតមកខ្ញុំបាទមិនដឹងពិតមែនមិនដែលឃើញមុខអ្នកនិពន្ធនឹងទេស្នាដៃគេតែងតែយកមកដាក់នៅមុខបណ្ណាល័យពេលយប់ជ្រៅរហូតកុហកទាំងស្រុងអូវាចេញទៅវារហូតដល់វាព្រមនិយាយការពិតសូមព្រះមេតាលើកលែងទោសខ្ញុំបាទមិនដែលឃើញមុខគេពិតមែនតែខ្ញុំក៏ចង់ដឹងដែរអានអស់ប៉ុន្មានយប់មានម្ដងនោះខ្ញុំក៏បានជួបគេមែននឹងហើយបានព្រមនិយាយចុះមិនទៀតមើលឃើញច្បាស់ថាជាយុនស៊ីវមែនទេមើលមិនច្បាស់ទេគេពាក់ម៉ាស់បិទមុខកម្ពស់ប្រហែល6ហ្វីតមើលទៅដូចជាប្រុសក្រៅពីនឹងខ្ញុំបាទមិនដឹងអ្វីទៀតទេខ្ញុំបានរៀបចំការពីគេទុកអស់ហើយពួកឯងចង់សួររកការពិតពីគេគឺពិបាកណាស់ព្រះមេតាព្រះអង្គម្ចាស់ហាងទើបតែនិយាយថាអ្នកនិពន្ធនឹងជាប្រុសបើអញ្ចឹងមិនមែនជាខ្ញុំឡើយលោកស្រីសូមពិនិត្យមើលឲ្យច្បាស់ខ្ញុំចង់ប្រាប់ថាលោកម្ចាស់ទោះបីជាខ្ញុំមើលមិនច្បាស់ក៏អូចុះនាងសាក់និយាយមកមើលខ្ញុំសរសេររឿងអីប្រើក្រដាសអីទឹកថ្នាំអីមួយថ្ងៃលៀងពេលណាសរសេររួចយកទៅឲ្យអ្នកណាខ្ញុំម្ចាស់ធ្លាប់ឃើញពីចម្ងាយច្រើនដងហើយគ្រាន់តែមើលមិនច្បាស់ថាជាអ្វីហើយក្នុងទីធ្លារបស់អ្នកក៏ឃើញមានគេយកក្រដាសសរសេរច្រើនសន្លឹកចូលមកដែរគ្រាន់តែការស្មានបែបនេះនាងហ៊ានមកចោទប្រកាន់ខ្ញុំមែនទេបើអញ្ចឹងខ្ញុំក៏អាចនិយាយបានដែរថាប្អូនស្រីអញទេតើដែលជាអ្នកសរសេរនោះ
កាលនៅភូមិគ្រឹះលោកហូខ្ញុំក៏ឃើញប្អូនស្រីអញចេញចូលបន្ទប់សៀវភៅរបស់លោកម្ចាស់ញឹកញាប់ដែរក្នុងបន្ទប់នោះក៏ឃើញមានគេយកក្រដាសចូលទៅច្រើនដែរមិនមែនឬអ្នកនិយាយផ្ដេសផ្ដាសអ្នកចោទប្រកាន់ខ្ញុំឬមួយក៏ជាប្អូនថ្លៃរាល់ការចោទប្រកាន់ទាំងអស់សុទ្ធតែត្រូវនឹងគាត់ទាំងអស់យុនសៀវសៀវអញហ៊ានមួយបង្កាច់យើងមែនទេច្បាស់ណាស់ថាអញទេដែលមានចិត្តអាក្រក់សរសេររឿងមិនសមរម្យទាំងនេះហើយនៅហ៊ានប្រកាច់និយាយមកអ្នកណាឲ្យនាងមកមួយបង្កាច់ខ្ញុំនាងដឹងទេថាការកុហកនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រមានទោសធ្ងន់ប៉ុណ្ណានាងជាអ្នកបម្រើរបស់លោកស្រីលីវខ្ញុំមិនដែលបញ្ជូនអ្នកបម្រើរបស់លោកស្រីលីវឲ្យទៅធ្វើការនៅបន្ទប់របស់កញ្ញាឡើយតើនរណាឲ្យនាងទៅគឺលោកស្រីឲ្យខ្ញុំទៅគឺលោកស្រីនិងកញ្ញាទី2ដែលបង្កប់ឲ្យខ្ញុំតាមដានកញ្ញាធំក៏ជាអ្នកដែលបង្រៀនឲ្យខ្ញុំនិយាយបែបនេះដែរព្រះមេដាព្រះមហាក្សត្រលោកម្ចាស់យុនឈូបានមួយបង្កាច់ខ្ញុំដោយគ្មានមូលហេតុសូមព្រះអង្គនិងលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងព្រះមេដាគិតថាគួរដោះស្រាយរឿងនេះយ៉ាងណាដែរអ្នកនាងលីវី50ដំបងរួចយកទៅវីនឹងដំបងឲ្យស្លាប់ហើយអូវីចេញទៅសូមព្រះមេដាលើកលែងទោសផងឈូគ្រាន់តែចង់ការពីកិត្តិយសរាជវង្សតែប៉ុណ្ណោះសូមព្រះមេដាមេត្តាលើកលែងពាក្យសម្ដីរបស់លោកណានកុងនេះតែចង់មានន័យថាសម្ដីរបស់ព្រះនាងធ្វើឲ្យខូចកិត្តិយសរាជវង្សមែនទេមិនមែនទេខ្ញុំមិនបានមានន័យបែបនោះទេខ្ញុំការការពីកិត្តិយសរាជវង្សគឺត្រូវពឹងផ្អែកលើការមួយបង្កាច់អ្នកអត់ទេមែនទេបើតាមហេតុផលនេះចុះបើគេចោទថាគិតក៏អាចយកអ្នកណាមកកាត់ទោសជំនួសក៏បានដែរឬក្នុងរាជសំណាក់នេះសុទ្ធតែជាមនុស្សដែលមិនដឹងខុសសូមព្រះអង្គលើកលែងទោសផងគឺខ្ញុំម្ចាស់និយាយមិនបានគិតសូមព្រះអង្គមេត្តាអភ័យទោសផងព្រះរាជបញ្ជាណានកុងយាយបានលាក់បាំងប្រពន្ធខ្លួនមិនខ្វល់ពីជីវិតមនុស្សដូចស្មៅត្រូវដកតំណែងពីក្រសួងការពារជាតិព្រោះតែចេះតែបង្កាច់បង្ខូចគេគិតតែពីផលប្រយោជន៍ខ្លួនត្រូវវី50រំពាត់ណានកុងឈៀងអប់រំកូនមិនបានល្អគ្រប់គ្រងផ្ទះមិនតឹងរឹងត្រូវកាត់ប្រាក់ខែ1ឆ្នាំហាមចេញក្រៅ1ខែដើម្បីពិចារណាខ្លួនឯងបើគ្មានព្រះរាជបញ្ជាទូបង្គំគ្មានអ្វីជំទាស់ទេព្រះបិទតុលាមានបន្ទូលត្រូវហើយរឿងនេះត្រូវតែដកហូតមកវិញបន្តិចម្ដងពិធីជប់លៀងក្នុងវងថ្ងៃនេះត្រឹមនេះចុះល្អឥតខ្ចោះផែនការមួយជាន់គ្មានអ្នកណារួចខ្លួនទេពួងទីសៀវសៀនគុំតាន់អាលអពេកព្រះអង្គគុំចាស់រងចិត្តមកដល់រាជធានីហើយមនុស្សរបស់ខ្ញុំពួកអ្នកនៅបានតែប៉ុន្មានថ្ងៃទៀតទេមិននឹកស្មានថាវាងឆុងសានហ៊ានលូកដៃចូលក្នុងទីធ្លារបស់អ្នកម៉ាក់ត្រឡប់ទៅវិញទៅលក់ថ្នាំអាភៀនទាំងអស់ក្នុងទីធ្លារបស់លីវអ៊ីនាងចេញឲ្យអស់ម៉ាក់ការលក់ថ្នាំអាភៀនជារឿងតូចទេរឿងសំខាន់គឺលោកប៉ាផែនការរបស់គាត់បរាជ័យហើយគាត់ប្រកាសជារកវិធីផ្សេងទៀតមិនខានម្សិលមិញខ្ញុំសុំលេងលេះជាមួយគាត់ទាំងលុតជង្គង់ទាំងស្បស្បាយថាទូយ៉ាងណាក៏មិនព្រមចុះហត្ថលេខាដែរស្អែកនេះខ្ញុំនឹងទៅវីស្គ្រូតវ៉ារឿងអាក្រក់ដែលគាត់ធ្វើខ្ញុំមានភស្តុតាងទាំងអស់ខ្ញុំមិនជឿថាលេងមិនបានទេមនុស្សប្រុសអន់បែបនេះលេងបានគឺល្អហើយបើគាត់ទៅចូលដៃជាមួយព្រះមេដាធិរិកដល់ពេលនោះប៉ះពាល់ដល់វិមានត្រកូលគង់គឺរឿងធំហើយយ៉ាងណាមិញមនុស្សក្នុងវិមាននេះគឺខ្ញុំខំប្រឹងរកមកវិញយ៉ាងលំបាកបានហើយស្អែកនេះកូននឹងទៅជាមួយម៉ាក់ត្រឡប់ទៅវិញសិនទៅចាំកូនត្រឡប់ទៅវិញតាមក្រោយបើសិនជាជាវគ្មានព្រះអង្គម្ចាស់ការពីទេវាក៏មិនអីដែរតែព្រះអង្គម្ចាស់មានចរិតត្រជាក់ស្រជុំចិត្តជ្រៅដូចមហាសមុទ្រមិនដឹងថាទ្រង់មានចិត្តស្មោះក្រាបទូលព្រះអង្គម្ចាស់ខ្ញុំម្ចាស់បានឮថាគ្រឿងបណ្ណាការភាគច្រើនរបស់ជាវគឺទុកនៅក្នុងវាំងរបស់ព្រះអង្គហើយនៅមានមួយចំណែកធំទៀតនៅក្នុងភូមិគ្រឹះលោកម្ចាស់កងមិនដឹងថាព្រះអង្គម្ចាស់សពព្រះតីនឹងឲ្យរបស់ទាំងនោះយកមកទុកជួបគ្នាដែរឬទេអ្នកម៉ែអើយនេះម៉ែមកជួយជំរុញខ្ញុំមែនទេទ្រង់ប្រហែលជាមានចិត្តមកលើខ្ញុំខ្លះហើយមើលទៅកុំបដិសេធណាបើហ៊ានតែបដិសេធខ្ញុំនឹងចាំឲ្យចប់រឿងនៅទីនេះសិនចង់ត្រឡប់ទៅវិញមែនទេយកសពទាំងថ្ងៃហើយសម្រាប់តាមខ្ញុំម្ចាស់នឹងត្រឡប់ទៅវិញឥឡូវនេះដើម្បីរៀបចំបន្ថែមទៀតម៉ែទៅសិនហើយណាកូននៅទីនេះចុះចាំម៉ែរៀបចំគ្រឿងបណ្ណាការឲ្យកូនមិនចម្លែកទេដែលអ្នកម្ដាយរបស់នាងត្រូវរៀបចំបន្ថែមច្រើនយ៉ាងនេះប្រហែលជាខ្លាចរបស់ដែលមាននៅក្នុងវាំងនេះមិនឲ្យនិយាយទេជួយបានខ្ញុំបន្តិចមកទូបង្គំសូមក្រាបថ្វាយបង្គំលាយ៉ាងឈៀវអញគឺជាឈៀវជាមែនទេចាំមើលចុះយើងនឹងរកភស្តុតាងឲ្យឃើញឲ្យតតែបានល្អតាយើងនឹងរងចាំមើលហ៊ានមកតាំងជាមួយយើងផងអញ្ចឹងមានតែផ្ដំប្រទេសសេះក្រឡាប់ផ្ងាជើងអ្នកទាំងពីរអ្នកនោះត្រូវគេយកពងមាន់ស្អុយគប់អាល់អស់ហើយភ្លេចខ្លួនបាត់ថ្ងៃនេះប្រើជំនួយពិសេសច្រើនដល់ពេកធ្វើឲ្យតាមពិតនាងស៊ីច្រើនយ៉ាងនេះក៏ព្រោះតែរាល់ពេលប្រើជំនួយពិសេសនោះនាងត្រូវអស់កម្លាំងខ្លាំងណាស់ចុះបើថ្ងៃក្រោយយើងមិននៅក្បែរនាងហើយនាងសន្លប់បាត់តើនឹងទៅជាយ៉ាងណាទៅម្ចាស់ឲ្យខាងមុខនេះសេះរបស់លោកម្ចាស់ណានកុងវាផ្អើគ្រប់គ្រងលេងបានហើយឡានសេះក្រឡាប់ផ្លូវត្រូវគេបិទចិត្តអស់ហើយទៅរកទិញអីញ៉ាំនៅតាមផ្លូវសិនទៅយកអាណាដែលមានទឹកស៊ុបផងទាំងអស់នេះមកពីនាងជាទូសីព្រោះតែនាងបានជាខ្ញុំត្រូវបាត់បង់តំណែងសូម្បីតែមុខមាត់ត្រកូលហូក៏ត្រូវនាងធ្វើឲ្យបាត់បង់អស់ដែរបងថ្លៃឲ្យមិនមែនកំហុសខ្ញុំទេណាសៀវយ៉ាវគឺជានាងយុនសៀវខ្ញុំមិនដឹងថានាងប្រើមន្តអាគមអីមកបញ្ឆោតអ្នកគ្រប់គ្នាទេបងជឿខ្ញុំទៅពេលនេះនាងនិយាយរឿងនឹងទៅបានអីអាជីពការងារខ្ញុំត្រូវនាងធ្វើឲ្យខូចអស់ហើយគឺអ្នកទាំងពីរអ្នកនឹងហើយដែលធ្វើបាបមនុស្សល្អឲ្យគេខ្លាចជាអ្នករងគ្រោះជំនួសត្រូវតែមានការសម្រេចទោសឲ្យច្បាស់លាស់មនុស្សចិត្តអប្រិយបែបនេះមិនសមនឹងបានធ្វើការក្នុងរាជការឡើយប្រើប្រាស់សមត្ថភាពពិសេសនេះមកដាក់ទោសគេក៏មិនអន់ដែរយុនសៀវនាងមិនចង់ភ្ញាក់មកមើលទេម្ចាស់ឲ្យដល់ថ្នាក់ចុះមកបញ្ចុកនាងដោយផ្ទាល់បែបនេះជាលើកទី1ហើយដែលខ្ញុំឃើញមើលទៅកញ្ញាយុនប្រហែលជាបានខ្លាចជាព្រះនាងរាជានុសិទ្ធនៅថ្ងៃមុខពិតមែនហើយភ្ញាក់ហើយឬខ្ញុំឲ្យគេរៀបចំម្ហូបដែលនាងចូលចិត្តទុកឲ្យហើយមកឃ្លានណាស់លឿនឡើងតាមផ្លូវត្រឡប់មកវិញឡានសេះរបស់ណានកុងយេនិងយុនឈូបានក្រឡាប់ហើយអ្នកទាំងពីរថែមទាំងត្រូវគេកំពុងទីស្អុយនិងស្លឹកបន្លាយលួយទៀតផងពិតមែនឬល្អណាស់គួរតែញ៉ាំយូរទៅគ្មានអ្នកណាដណ្ដើមទេណាដណ្ដើមជាមួយឯងមើលទៅស្ថានភាពបែបនេះតើខ្ញុំគួរតែដកខ្លួនចេញឬក៏ឈប់ទៅហើយទុកឲ្យក្មេងរងចាំនៅខាងក្រៅម្ចាស់ស្រីអ្នកនាងមីននិងលោកទី2បានមកទទួលអ្នកនាងត្រឡប់ទៅភូមិគ្រឹះវិញឥឡូវនេះកំពុងរងចាំនៅខាងក្រៅប្អូនស្រីអតីតកាលបងខុសហើយរឿងដែលនឹងលោកឪពុកបានធ្វើបងដឹងអស់ហើយប្អូនកុំបារម្ភអីពីពេលនេះទៅក្នុងចិត្តបងមានតែខ្ញុំមិនដែលប្រកាន់បងទេចុះបងប្រុសបងមិនមែនរៀននៅសាលាទេមិនក៏ស្រាប់តែត្រឡប់មកវិញគឺបងប្រុសធំសរសេរសម្បត្តិឲ្យបងមកមួយរយៈនេះក្នុងផ្ទះមានរឿងច្រើនណាស់ម៉ាក់បារម្ភថានឹងធ្វើបាបប្អូនទើបបងត្រឡប់មកការពារប្អូនបងប្រុសនៅសាលាគឺមានសុវត្ថិភាពបំផុតបងត្រឡប់មកវិញបែបនេះនរណាដឹងថានឹងទៅបញ្ឆោតបងទៀតឬអត់បើគេលួងបងប្រុសចេញទៅក្រៅម្នាក់ឯងស្រាលគឺពីការធ្ងន់គឺអាចបាត់បង់ជីវិតបងប្រុសទោះបងជឿមិនជឿក៏ដោយបើឲ្យបងទៅក្រៅម្នាក់ឯងបងដាច់ខាតកុំទៅបើទៅត្រូវតែនាំខ្ញុំទៅជាមួយពីមុនបងតែងតែការពីគេតែពេលនេះស្រាប់តែឃ្លាតឆ្ងាយពីគេខ្ញុំខ្លាចគេធ្វើបាបបង
បងចាំហើយចង់ធ្វើបាបបងឬបងនឹងឲ្យនាងទទួលផលកម្មដោយខ្លួនឯងចុះប្អូនត្រូវតែធ្វើរឿងនេះឲ្យដាច់ស្រេចមែនទេចង់លែងលះគ្នាខ្លាំងណាស់ឬបានជាប្អូនមានមុខមាត់វ៉ងឆុងសិនគុំស្មានថាខ្ញុំមិនដឹងរឿងដែលលោកធ្វើនៅពីក្រោយខ្នងពិតជាកូនរបស់នរណាតើនរណាជាអ្នកបដូរឆាវរឿងដែលលោកនឹងនាងឮធ្វើខ្ញុំមានភូស្តាងនៅក្នុងដៃទាំងអស់ថ្ងៃនេះលោកត្រូវតែចុះហត្ថលេខាលើលិខិតលែងលះបើមិនអញ្ចឹងទេខ្ញុំនឹងទៅវីស្គ្រូតវ៉ាសូមព្រះអង្គមេត្តាកុំមកចេះតែមួយបង្កាច់ទេណាភូស្តាងអីខ្ញុំអត់បានធ្វើអីសោះបើមានភូស្តាងក៏ជារឿងដែលអ្នកឯងប្រឌិតឡើងដើម្បីមួយបង្ចុះការអ្នកឯងចូលរោងការនោះអ្នកឯងសន្យាថាមិនខ្លះចុះលទ្ធផលវាទៅជាមិនវិញមុនចូលរោងការក៏លួចតាក់ទងជាមួយនាងលីវទៅហើយថែមទាំងមានកូននៅខាងក្រៅទៀតហើយថែមទាំងចង់លេបត្របាក់តំណែងរបស់ត្រកូលកុងហ្វូទៀតខ្ញុំប្រាប់ឲ្យដឹងចុះត្រកូលកុងហ្វូមានថ្ងៃនេះបានក៏ព្រោះតែខ្ញុំវ៉ាងឆុងសាននេះឯងបើគ្មានខ្ញុំត្រកូលកុងហ្វូនេះចប់យូរហើយនៅហ៊ាននិយាយខ្លាំងទៀតហីមើលទៅមេរៀនលើកមុននៅមិនទាន់គ្រប់គ្រាន់ទេដឹងលោកឪពុកគុំនិយាយបែបនេះអីត្រកូលកុងហ្វូយើងស្មោះត្រង់ចំនួនគ្នាដែលមានថ្ងៃនេះបានក៏ព្រោះតែលោកតាបានតស៊ូបង្ហូរឈាមទៅទទួលបានតំណែងនេះមកអាម្នាក់នេះក៏ព្រោះតែខ្ញុំទៅអ្នកឯងបានធ្វើជាមន្ត្រីនៅក្រុងនេះតំណែងនេះគឺព្រះមហាក្សត្រជាអ្នកតែងតាំងហើយក៏ជាសមត្ថភាពដែលកូនប្រឡងជាប់មកដែរលោកឪពុកគុំនិយាយបង្វែររឿងអីលោកឪពុកគួរតែចុះហត្ថលេខាលើលិខិតលែងលះនេះទៅបើពិតជាទៅវីស្កូតវ៉ាមែនអ្នកដែលខ្មាស់គេគឺលោកឪពុកខ្លួនឯងទេវ៉ាងឆុងសានថ្ងៃនេះខ្ញុំនិយាយឲ្យច្បាស់ត្រង់នេះត្រកូលកុងហ្វូនេះត្រកូលយុនមិនមែនត្រកូលវ៉ាងទេបើមិនចុះហត្ថលេខាលើនេះទេក៏ឲ្យព្រះមហាក្សត្រជាអ្នកសម្រេចទៅអ្នកម៉ាក់យើងទៅវីស្កូតវ៉ាទៅស្រីដែលចូលមកជាប្រពន្ធចុងបែរជាលួចមានកូននៅខាងក្រៅសូម្បីតែកូនស្រីចិញ្ចឹមក៏ជារបស់នាងជាមួយប្រុសដទៃដែរដើម្បីតែដណ្ដើមទ្រព្យសម្បត្តិនិងតំណែងរបស់ប្រពន្ធដើមនាងថែមទាំងហ៊ានសម្លាប់កូនទាំង3នាក់របស់ខ្លួនទៀតចាត់ការវាទៅឲ្យព្រះអង្គជួយរកយុត្តិធម៌ឲ្យអ្នកទៅវីប្រហាកុំទៅណាខ្ញុំជំពាក់គេតើផែនដីនៃរាជវង្សតាយ៉ុងនេះជារបស់អ្នកណាវាមិនទាន់ប្រកាសទេកុំទាន់អាលអពេកចាំដល់ពេលខ្ញុំបង្កើតស្នាដៃជួយរាជបល្ល័ង្កតើខ្ញុំខ្វះតំណែងមែនទេដល់ពេលនោះខ្ញុំនឹងឲ្យពួកអ្នកលុតជង្គង់មកអង្វរខ្ញុំនឹងទូលប្រាប់ព្រះមហាក្សត្រពីដំណើររឿងនេះពួកអ្នកជាបងប្អូនត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាពថ្ងៃអនាគតនៃត្រកូលគួរគឺផ្ញើទុកលើពួកអ្នកហើយបាទកូននឹងចងចាំទុកលោកប្រុសទី2ជួយសង្គ្រោះអ្នកនាងទី2ផងនាងត្រូវបានគេអ្នកនាងទី2និយាយថាមានតែលោកទេដែលអាចជួយនាងត្រូវបានគេរៀបចំផែនការចុងក្រោយត្រូវធ្លាក់ខ្លួនពីការយន្តឈូនេះហើយមែនទេជាអន្ទាក់ដែលនាងរៀបចំឲ្យខ្ញុំប្រាប់មកអ្នកនាងទី2ត្រូវបានគេចាប់ទៅណាខ្ញុំម្ចាស់ឃើញពួកគេនាំនាងរត់ទៅខាងក្រៅក្រុងហើយឈូត្រូវបានគេចាប់ខ្លួនហើយហ្វាំងហ្វៃកំពុងនាំនាងរត់ទៅជីក្រុងខ្ញុំទៅជួយនាងសិនបងទី2ជួយអូនផងពួកបងប្អូនទាំងប៉ុន្មានអ្នកនេះគេឲ្យប្រយោជន៍អ្វីដល់ពួកអ្នកបានជាឲ្យពួកអ្នកមកសម្ដែងរឿងបែបនេះកុំនិយាយច្រើនប្រាក់ 5000 ដំឡឹងដូរយកអូនស្រីឯងបើមិនអញ្ចឹងទេថ្ងៃនេះពួកឯងទាំងពីរអ្នកត្រូវតែមានគេឲ្យប៉ុន្មានខ្ញុំឲ្យទ្វេដងហើយប្រាក់ 5000 ដំឡឹងនោះក៏ឲ្យដែរឲ្យតែពួកអ្នកសារភាពការពិតមកបងទី2ដឹងថាខ្ញុំកំពុងរៀបចំផែនការដាក់គាត់មែនទេមិនមែនទេមនុស្សគ្មានគូក្បាលដូចគាត់ខ្ញុំនិយាយអ្វីក៏គាត់ជឿដែរតើគាត់អាចដឹងបានដោយរបៀបណាលោកឪពុកបាននេះសម្រាប់បងប្រុសទី2ចោលក៏ដូចគ្នាដែរវានឹងធ្វើឲ្យត្រកូលវាំងបាត់បង់ជីវិតពាក់កណ្ដាលទៅហើយបងប្រុសទី2កុំធ្វើបែបនេះអីខ្ញុំខ្លាចណាស់ពួកគេនឹងធ្វើបាបពួកយើងពិតមែនហើយយកលុយផែនការរបស់ពួកឯងគឺយកលុយបានហើយក៏រុញខ្ញុំទម្លាក់ជ្រុះរួចចែកលុយគ្នាមែនទេអ្នកជាកូនប្រសាស្រីរបស់លោកហូផងតើនៅខ្វះលុយ 5000 ដំឡឹងនេះទៀតឬឬមិនឲ្យទេខ្ញុំបានប្រាប់ហើយប្រាប់ខ្ញុំមកថាគេឲ្យប៉ុន្មានខ្ញុំនឹងឲ្យទ្វេដងឬមួយក៏ខ្ញុំនឹងទៅឥឡូវនេះឲ្យពួកឯងមិនបានអ្វីទាំងអស់ប្រាប់ហើយថាមានបងនៅទីនេះបងប្រុសទី2របស់ឯងមិនអីទេទីនេះវាដាច់ស្រយាលណាស់តើវាជាកន្លែងដែលក្មេងស្រីដូចឯងគួរគ្រឹះពិតជាមិនមែនជាកន្លែងដែលក្មេងស្រីគួរមកមែនចុះបើជួបនឹងរឿងសប្បាយបែបនេះតើខ្ញុំមិនត្រូវមកមើលទេថាយុនឈូនាងរកផ្លូវស្លាប់ដោយខ្លួនឯងយ៉ាងម៉េចអ្វីដែលឯងនិយាយគឺជារឿងពិតមែនទេខ្ញុំមិនកុហកទេគេឲ្យលុយពួកយើង50ដំឡឹងរួចឲ្យរុញឯងទម្លាក់ជ្រុះគេនឹងឲ្យ 5000 ដំឡឹងហើយចែកឲ្យពួកយើង 1000 ដំឡឹងពួកឯងកុហកបងប្រុសទី2កុំជឿពួកគេអីពួកគេកុហកទេពួកគេគ្រាន់តែចង់បានលុយប៉ុណ្ណោះនាងស្រីឈួតហ៊ានលេងល្បិចជាមួយអញផងនេះឲ្យលុយ50ដំឡឹងដែលនាងស្រីនោះឲ្យមកការបូបលុយនៅតែជារបស់គេអញមិនដែលនិយាយកុហកទេលោកម្ចាស់ជួយផងគឺគេទេដែលបញ្ជាឲ្យខ្ញុំធ្វើគឺគេដែលឲ្យលុយពួកយើងដើម្បីឲ្យពួកយើងរុញគេទម្លាក់ជ្រុះយន់ស៊ីវបើអញធ្វើឲ្យរឿងរបស់ខ្ញុំខូចខាតមនុស្សល្ងងអញល្ងងដល់ថ្នាក់នេះខ្ញុំមិនចង់លេងជាមួយអញទេគេធ្វើឲ្យខ្ញុំថយចុះភាពឆ្លាតវៃអស់ហើយយកពួកគេទៅទាំងអស់ដោះលែងគេទៅហូហ្វូទៅចាស់ខ្ញុំត្រូវតែត្រឡប់ទៅវិញហើយនៅរោងចាំសរសេរសៀវភៅគំនូរទៀតហាងវិនយួនគឺខ្ញុំកាន់កាប់ពីហ៊ុនពាក់កណ្ដាលសំណាងហើយដែលបានសៀវភៅគំនូររបស់នាងខ្ញុំបានគ្រប់គ្រងកងទ័ពជើងខាងជើងដោយរលូនហើយពិតមែនឬចុះនៅមានរឿងរបស់អ្នកណាទៀតដែលត្រូវការឲ្យខ្ញុំសរសេរទេរឿងដែលនៅសល់ប្រគល់ឲ្យខ្ញុំចាត់ការទៅបានហើយបងប្រុសត្រឡប់មកវិញពេលនេះមានរឿងមិនទាន់មែនទេនាងនៅមានអារម្មណ៍មកធ្វើរឿងទាំងនេះទៀតឬខ្ញុំម្ចាស់ទៅឆុងតែឲ្យលោកប្រុសធំសិនបងប្រុសមានរឿងអ្វីព្រឹកមិញនេះព្រះអង្គម្ចាស់រាជានុសិទ្ធស្រាប់តែខ្ជាក់ឈាមហើយសន្លប់នៅនឹងកន្លែងរងវាំងត្រឡប់មកក្រុងវិញហើយថ្ងៃនេះក្នុងរាជវាំងគាត់បានបង្ហាញការគ្រប់គ្រងមកកាន់ខ្ញុំហើយស្នើថានឹងស្នាក់នៅរហូតដល់ព្រះមេដាទទួលរាជសម្បត្តិសិនទើបរងវាំងត្រឡប់មកវិញហើយឬរងវាំងដែលដណ្ដើមរាជជាមួយអធិរាជតូចទើបតែមកដល់សៀវសួនក៏ខ្ជាក់ឈាមតើអាចជាដៃរបស់ព្រះមេដាដែលលួចដាក់ថ្នាំពុលបងប្រុសបងត្រូវតាមដានចលនាក្នុងរាជវាំងឲ្យល្អរងវាំងជាកូនបង្កើតរបស់ព្រះមេដាការត្រឡប់មកវិញនេះមិនសាមញ្ញទេខ្ញុំបារម្ភទៅចុះប្រយ័ត្នខ្លួនផងបើមានអ្វីប្លែកត្រូវប្រាប់ខ្ញុំភ្លាមប្រាប់មកលោកម្ចាស់គាត់យ៉ាងម៉េចហើយសូមព្រះអង្គអត់ទោសលោកម្ចាស់ត្រូវថ្នាំពុលយ៉ាងធ្ងន់ធ្ងរប៉ុន្តែប្រភពនៃថ្នាំពុលនេះខ្ញុំម្ចាស់ពិតជាមិនអាចវិនិច្ឆ័យបានទេចេញទៅពិនិត្យជីបចោឲ្យព្រះបិទតុលាទៅបើជួយសង្គ្រោះព្រះបិទតុលាមិនបានទេនឹងឲ្យពួកឯងទាំងអស់គ្នាទៅស្លាប់ជាមួយសូមព្រះអង្គមេត្តាកន្តីក្រាបទូលខ្ញុំម្ចាស់ក៏ពិនិត្យមិនឃើញថាជាថ្នាំពុលចេញទៅឲ្យផុតពីមុខព្រះអង្គម្ចាស់ព្រះអង្គភ្ញាក់ឡើង
លោកគ្រូពេទ្យតែហេតុអ្វីបានជាព្រះអង្គម្ចាស់ស្រាប់តែខ្ជាក់ឈាមបែបនេះហើយកញ្ញាព្រះអង្គម្ចាស់ត្រូវថ្នាំពុលប៉ុន្តែពេទ្យលួងរកមិនឃើញថាជាថ្នាំពុលអ្វីនោះទេត្រូវថ្នាំពុលខ្ញុំបានដាស់តឿនព្រះអង្គម្ចាស់ឲ្យប្រយ័ត្នប្រយែងហើយតើនៅតែការពារមិនបានទៀតឬកុំភ័យអីកញ្ញាព្រះអង្គម្ចាស់មិនអីទេកុំបារម្ភអីនេះជាថ្នាំបន្សល់សូមកញ្ញាជួយឲ្យព្រះអង្គម្ចាស់សោយទៅព្រះអង្គម្ចាស់ទីបំផុតព្រះអង្គភ្ញាក់ហើយធ្វើឲ្យខ្ញុំភ័យស្ទើរតែស្លាប់ហេតុអ្វីបានជាព្រះអង្គមិនប្រាប់ខ្ញុំមុនខ្ញុំរត់ពីវិមានមកទាំងហត់ស្ទើរតែដាច់ខ្យល់ស្លាប់ហើយបានហើយគឺជារឿងរបស់លើកក្រោយនឹងមិនឲ្យកើតឡើងទៀតទេមាត់បរោះតើមានអ្វីឲ្យជឿបាននោះសួរឲ្យមានអ្វីដែលជាក់ស្ដែងប្រសើរជាងអញ្ចឹងចាប់ពីពេលនេះទៅផ្ទះនេះប្រគល់ឲ្យអ្នកគ្រប់គ្រងវិញតើបាទអញ្ចឹងបានសំរុំបន្តិចកញ្ញានិងព្រះបិទតុលាមិននឹកស្មានថាដល់ពេលនេះទើបដឹងកញ្ញានិយាយត្រូវមាត់បរោះជឿមិនបានទេឲ្យខ្លួនឯងក៏ជាបរោះដែរព្រះអង្គទីបំផុតព្រះអង្គដឹងខ្លួនហើយអ្នកនាងយន្តនិយាយត្រូវហើយព្រះអង្គគួរតែប្រាប់ពួកយើងមុនបន្តិចកុំអីធ្វើឲ្យខ្ញុំភ័យយើងធ្វើបែបនេះគឺដើម្បីឲ្យព្រះមេដាគិតថាទ្រង់ទទួលបានជោគជ័យហើយបន្ធូរបន្ថយការប្រុងប្រយ័ត្ននេះគឺជាផែនការដែលយើងប្រើដើម្បីទាត់វិញព្រះមេដាឲ្យខ្ញុំម្ចាស់បានពិនិត្យជីពចររបស់ព្រះអង្គម្ចាស់រាជានុសិទ្ធហើយគឺពិតជាមានសញ្ញាថាត្រូវថ្នាំពុលមែនខ្ញុំដឹងហើយចូលថយទៅវិញចុះព្រះមេដាបើស៊ីវសៀនស្លាប់ទៅនោះអធិរាជក្មេងនោះក៏គ្រាន់តែជាខ្លាគ្មានចង្គមដែរក្នុងរាជវាំងនេះតើមានអ្នកណាហ៊ានមិនស្ដាប់បង្គាប់ពួកយើងទៀតថ្នាំពុលនោះគឺក្រុមយើងគឺជាអ្នកលីដោយខ្លួនឯងកុំថាឡើយគ្រូពេទ្យរាជវាំងសំបីតែទេវតាក៏រកមិនឃើញដែរមិនដល់7ថ្ងៃស៊ីវសៀនប្រកាសជាស្លាប់មិនខានព្រះមេដាព្រះអង្គម្ចាស់រងឱកាសនេះមិនអាចរំលងបានទេខ្ញុំម្ចាស់ស្នើឲ្យចុះដៃនៅថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះមេដាទៅខ្ញុំម្ចាស់យល់ស្របល្អចឹងកំណត់យកថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ខ្ញុំទៅចុះព្រះអង្គម្ចាស់រងនឹងឡើងគ្រងរាជ្យអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកមានគុណបំណាច់ខ្ញុំនិងព្រះអង្គម្ចាស់រងនឹងមិនឲ្យអ្នកទាំងអស់គ្នាខាតបង់ឡើយចាប់ពីពេលនេះទៅខ្ញុំណានកងឈីងនឹងក្លាយជាមេដឹកនាំមន្ត្រីទាំងអស់ស្ថិតនៅក្រោមតែម្នាក់ប៉ុន្តែនៅពីលើមនុស្សរាប់ម៉ឺននាក់សូមអរព្រះគុណព្រះមេដានិងព្រះអង្គម្ចាស់រងខ្ញុំម្ចាស់នឹងបំពេញបេសកកម្មនេះឲ្យបានសម្រេចបន្ទាប់ពីសម្រេចកិច្ចការទាំងហើយរឿងដំបូងគឺកម្ចាត់ត្រកូលកងត្រកូលយុនស៊ីវស៊ីវនិងកូនក្បត់ទាំងពីរនាក់នោះមិនឲ្យអ្នកណាម្នាក់រស់បានឡើយខ្ញុំម្ចាស់នឹងបំពេញបេសកកម្មនេះឲ្យបានសម្រេចសូមអរព្រះគុណព្រះមេដានិងព្រះអង្គម្ចាស់រងពួកយើងនឹងស្មោះត្រង់រហូតដល់ស្លាប់ស៊ីវសៀនអធិរាជឲ្យបល្ល័ង្កនេះទីបំផុតក៏ជារបស់កូនខ្ញុំដែរដល់ពេលស្លាប់របស់ពួកអញហើយឈប់ព្រះអង្គម្ចាស់ខ្ញុំម្ចាស់ណានកងឈៀងបន្ទាប់ពីវាងឈូសានចេញពីដំណាក់របស់ព្រះមេដាភ្លាមណានកងឈៀងក៏ទៅកាន់កន្លែងលាក់ខ្លួននៅក្រៅក្រុមឃាតករដែលនៅក្រោមបង្គាប់គេចាប់ផ្ដើមធ្វើសកម្មភាពហើយថ្ងៃដែលព្រះមេដាប្រារព្ធពិធីខួបកំណើតទោះបីជាមានការការពារយ៉ាងតឹងរឹងក៏ដោយក៏វាជាឱកាសល្អបំផុតសម្រាប់ពួកគេដែរចូលចេញបញ្ជីទៅមិនថាមានរឿងអ្វីកើតឡើងទេយើងត្រូវតែនៅស្ងៀមព្រះអង្គម្ចាស់តើយើងគួរតែប្រកាសរកគ្រូពេទ្យល្បីដោយផ្ដល់ប្រាក់រង្វាន់ខ្ពស់ដើម្បីព្យាបាលជំងឺដែរឬទេល្អចាំយើងត្រឡប់ទៅដំណាក់វិញដើម្បីរៀបចំធ្វើឲ្យពួកគេយល់ថាពូរបស់ខ្ញុំឈឺធ្ងន់ខ្លាំងដើម្បីឲ្យពួកគេបន្ធូរការប្រុងប្រយ័ត្នចុះខ្ញុំវិញត្រូវធ្វើអ្វីព្រះនាងគ្រាន់តែរៀបចំខ្លួនរងចាំរៀបការទៅបានហើយចាំដោះស្រាយពួកនោះរួចរាល់យើងនឹងរៀបចំពិធីមង្គលការថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ព្រះមេដាសូមឲ្យព្រះមេដាមានព្រះជន្មាយុយឺនយូរថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ព្រះមេដាគួរតែជាថ្ងៃដែលប្រជាជនអបអរសាទរទាំងអស់គ្នាតែគួរឲ្យស្ដាយដែលពូរបស់ខ្ញុំឈឺធ្ងន់មិនអាចមកចូលរួមដោយផ្ទាល់បានពិតជាគួរឲ្យសោកស្ដាយណាស់ពូរបស់ព្រះអង្គមានបុណ្យបារមីតាមថែរក្សាប្រកាសជាមិនអីទេខ្ញុំបានបញ្ជាឲ្យគេទៅរកគ្រូពេទ្យល្បីទូទាំងប្រទេសដើម្បីព្យាបាលគាត់ហើយព្រះមេដាកូនបានឬមន្ត្រីជាច្រើននិយាយថាព្រះអង្គម្ចាស់ដោយសារតែព្រះអង្គម្ចាស់រាជានុសិទ្ធឈឺធ្ងន់ក៏បាត់បង់ស្មារតីមិនបានចូលគាល់ជាច្រើនថ្ងៃបណ្ដាលឲ្យកិច្ចការរដ្ឋត្រូវខកខានបើបន្តបែបនេះទៅទៀតខ្លាចថានឹងប៉ះពាល់ដល់គ្រឹះនៃទូព្រះបង្គំយល់ស្របព្រះអង្គម្ចាស់រងគ្រោះបែបនេះលួងពិតជាសោកសៅខ្លាំងណាស់ពួកយើងក៏មានអារម្មណ៍ថាដូចជាគ្មានអ្នកដឹកនាំដែរដើម្បីសុខទុក្ខក្នុងគោសូមលួងសម្រាប់ព្យាបាលព្រះរោគសិនទៅហើយឲ្យព្រះអង្គម្ចាស់រងជាអ្នកមើលការខុសត្រូវរាជការជំនួសរងចាំលួងមានព្រះកាយមមុនសិនចាំមកគ្រប់គ្រងរាជការវិញទូព្រះបង្គំយល់ស្របលួងនៅក្មេងពេកមិនអាចទទួលបន្ទុកធ្ងន់បែបនេះបានទេគួរតែឲ្យព្រះអង្គម្ចាស់រងជាអ្នកមើលការខុសត្រូវរាជការវិញពួកយើងយល់ស្របសូមលួងអនុញ្ញាតឲ្យព្រះអង្គម្ចាស់រងមើលការខុសត្រូវរាជការចុះព្រះអង្គម្ចាស់ឈិនចុងសាននិងពួកមន្ត្រីទាំងអស់គ្នានេះពួកអ្នកចង់បះបោរមែនទេទោះលួងនៅក្មេងប៉ុន្តែមិនដែលចោលរាជការឡើយទោះបីពីថ្ងៃនេះមិនបានចូលគាល់ក៏ដោយប៉ុន្តែរឿងសំខាន់ក្នុងនគរមិនដែលខ្វះចន្លោះទេពួកអ្នកយកលេសថាចង់មើលការខុសត្រូវរាជការដើម្បីមកបង្ខំលួងបែបនេះតើវាជាទង្វើរបស់មន្ត្រីស្មោះត្រង់ឬលួងមិនដែលចោលរាជការឡើយបើព្រះអង្គម្ចាស់រងចង់មើលការខុសត្រូវរាជការខ្ញុំម្ចាស់ម្នាក់នេះមិនយល់ព្រមដាច់ខាតទូព្រះបង្គំយល់ស្របហ៊ានណាស់ខ្ញុំម្ចាស់មើលទៅពួកអ្នកចង់បំផ្លាញនគរដាយ៉ងហើយលួងឲ្យអ្វីដែលពួកគេនិយាយក៏មានហេតុផលដែរខ្ញុំម្ចាស់មិនអាចឲ្យនគរគ្មានអ្នកដឹកនាំគ្រាន់តែព្រះអង្គម្ចាស់រងគ្រោះបែបនេះទេព្រះអង្គនៅក្មេងរាជការក៏ច្រើនគួរតែប្រគល់ឲ្យព្រះអង្គម្ចាស់រងមើលការខុសត្រូវសិនទៅយន្តសាវឈីងនិងពួកមន្ត្រីទាំងអស់គ្នាខ្ញុំម្ចាស់ធ្វើបែបនេះគឺដើម្បីគោនិងដើម្បីសុខភាពរបស់លួងទេលួងព្រោះតែរឿងព្រះអង្គម្ចាស់ទៅផុតនឿយខ្លាំងសម្រាប់បន្តិចបន្តួចមានអ្វីខុសព្រះអង្គម្ចាស់រងមានគុណធម៌និងចិត្តល្អឲ្យព្រះអង្គមើលការខុសត្រូវរាជការគឺជាអ្វីដែលប្រជារាស្ត្រចង់បានលោកម្ចាស់លីនពួកលោកមន្ត្រីទាំងឡាយកុំទាន់អារម្មណ៍ភើបអីក្នុងចិត្តខ្ញុំក៏ឈឺចាប់ខ្លាំងណាស់ដែរតែពេលនេះព្រះបិទតុលាមានអាការៈសន្លប់ព្រះមហាក្សត្រក៏មិនសូវស្រួលខ្លួនបើគ្មានអ្នកណាម្នាក់ចេញមុខមកគ្រប់គ្រងស្ថានភាពទេដោយព្រះអង្គម្ចាស់បានមានបន្ទូលមែនហើយពួកយើងជាមន្ត្រីទាំងអស់គ្នាព្រះមហាក្សត្រទ្រង់ងងខ្លៅជឿពាក្យមនុស្សអាក្រក់ដើម្បីជាតិសាសន៍យើងថ្ងៃនេះត្រូវតែលើកព្រះអង្គម្ចាស់ឡើងគ្រងរាជ្យពិតជាល្អណាស់ដែលថាដើម្បីជាតិសាសន៍បើមិនព្រមតាមព្រះមហាក្សត្រទេខ្លាចតែរឿងនេះមិនមែនតាមចិត្តអ្នកចង់បានទេឆ្លៀតពេលជប់ប្រជុំពីថ្ងៃនេះគឺរងចាំតែពួកមន្ត្រីស្មោះត្រង់ដូចជាអ្នកទាំងឡាយនេះឯងដើម្បីឲ្យកន្ទុយឆ្កែចោលវាលេចចេញមកឲ្យព្រះមហាក្សត្រីយានីដល់ពេលនេះហើយនៅតែមានបន្ទូលអួតអាងទៀតព្រះមហាក្សត្រីយានីទ្រង់ដាក់រីកទៅចុះបើគ្មានស៊ីវសៀនទេទ្រង់ក៏គ្រាន់តែជាខ្លាឈឺដែលដាច់ក្រញាំជើងប៉ុណ្ណោះក្នុងរាជវាំងនេះតើមានអ្នកណាគេគោរពទ្រង់កៅអីរាជបល្ល័ង្កនេះទ្រង់អង្គុយមិននឹងទេបើចេះគិតគូរដាក់រីកដោយខ្លួនឯងទៅខ្ញុំនៅអាចទុកមុខមាត់ឲ្យទ្រង់បានខ្លះព្រះមហាក្សត្រីយានីព្រះបិទតុលាខ្លួនឯងក៏មិនដឹងរក្សាខ្លួនយ៉ាងម៉េចដែរក្នុងលោកនេះនៅមានអ្នកណាទៀតដែលជួយទ្រង់គិតដល់រឿងបងប្អូនយើងបើទ្រង់ព្រមដាក់រីកដោយខ្លួនឯងខ្ញុំនៅអាចទុកឲ្យទ្រង់ធ្វើជាអ្នកមានដែលរស់នៅដោយសុខខ្ញុំយល់ច្បាស់ហើយថ្ងៃនេះពួកអ្នកហ៊ានមកបង្ខំឲ្យដាក់រីកក៏ព្រោះតែដឹងថាព្រះអង្គម្ចាស់មិននៅទីនេះនិយាយឲ្យចំទៅក៏ព្រោះតែខ្លាចព្រះអង្គម្ចាស់នឹងឯងហ៊ានណាស់
រឿងរ៉ាវក្នុងរាជវាំងតាដល់វេនអ្នកណាឲ្យមកជ្រៀតជ្រែកអ្នកណាខ្លះព្រះមេដាឲ្យហេតុអ្វីត្រូវខឹងសម្បារម្លេះព្រះអង្គម្ចាស់ជាមនុស្សមានទេពកោសល្យថ្នាំពុលរបស់វិមានស្រមោលមិនមែនជាថ្នាំដែលពិបាកដោះស្រាយប៉ុន្មានទេតើនាងដឹងបានយ៉ាងម៉េចថាវាជាថ្នាំពុលរបស់វិមានស្រមោលថ្ងៃនេះជាថ្ងៃទី7ហើយទោះបីជានាងដឹងថាវាជាថ្នាំពុលរបស់វិមានស្រមោលក៏គ្មានផ្លូវជួយសង្គ្រោះគាត់បានដែរទោះបីជាដឹងថាវាជាថ្នាំពុលរបស់វិមានស្រមោលក៏យ៉ាងម៉េចទៅថ្ងៃនេះជាថ្ងៃទី7ហើយសៀវសួននឹងត្រូវស្លាប់ជាមិនខានហាហាហាថ្នាំពុលដែលព្រះបិទតុលាបានទទួលនោះគឺវិមានស្រមោលជាអ្នកលីដោយខ្លួនឯងក្នុងរយៈពេល7ថ្ងៃនឹងត្រូវស្លាប់ជាមិនខានថ្ងៃនេះជាថ្ងៃទី7ហើយគាត់ស្លាប់ប្រកបមែនអស់លោកមន្ត្រីទាំងឡាយបាននិយាយមែនទេព្រះមេដានិងព្រះអង្គម្ចាស់រងបានសារភាពនៅចំពោះមុខអ្នកទាំងអស់គ្នាថាពួកគេជាអ្នកដាក់ថ្នាំពុលមិននឹកស្មានថាព្រះមេដានិងព្រះអង្គម្ចាស់រងជាអ្នកដាក់ថ្នាំពុលធ្វើឃាតអ្នកសម្ដេចរាជការផែនដីសោះមិនចម្លែកទេដែលថ្ងៃនេះចង់បង្ខំឲ្យដាក់រាជតានេះចង់បដិវត្តមែនទេអ្នកសម្ដេចរាជការផែនដីបានគ្រប់គ្រងរាជការដោយចិត្តស្មោះត្រង់ព្រះអង្គម្ចាស់រងឡើងគ្រងរាជទើបជាអ្វីដែលប្រជារាស្ត្រចង់បានសៀវសួនចិត្តស្លាប់ហើយឯព្រះចៅអធិរាជក៏ល្ងងខ្លៅខ្ញុំម្ចាស់នឹងសម្រេចចិត្តដោយខ្លួនឯងព្រះអង្គគ្មានសមត្ថភាពគ្រប់គ្រងក៏ទេខ្ញុំម្ចាស់ក្នុងនាមជាព្រះមេដាចាប់ពីថ្ងៃនេះទៅសូមដកតំណែងព្រះចៅអធិរាជហើយឲ្យព្រះអង្គម្ចាស់រងឡើងគ្រងរាជបន្តបើអ្នកណាក្រោកតាំងនឹងត្រូវប្រហារចោលទាំងអស់រៀបចំផែនការអស់ជាច្រើនឆ្នាំទីបំផុតចិត្តបានសម្រេចហើយយន់សៀវអើយបន្ទាប់ពីការងារនេះសម្រេចហើយអ្នកដែលខ្ញុំនឹងដោះស្រាយមុនគេគឺនាងឯងគឺអ្នកឯងអាហាពាក្យនឹងអ្នកឯងនិយាយលឿនពេកហើយមើលចុះអំណាចធំមែនណានគរដាយ៉ុងនេះតាំងពីពេលណាទៅដែលដល់វេនឯងមកធ្វើជាម្ចាស់ការនោះសៀវសៀនឯងដកពិសេសយើងមិនដែលត្រូវពិស័យណាអាមនុស្សឥតប្រយោជន៍ដែលឯងបញ្ជូនមកវាំងនោះចូលមកថ្ងៃដំបូងយើងមើលដឹងបាត់ទៅហើយឯងធ្វើពុតជាជឿរហូតមកមែនទេព្រះអង្គម្ចាស់មើលដឹងពីល្បិចកលរបស់ពួកឯងយូរមកហើយទ្រង់មិនបានត្រូវពីអ្វីទេពួកល្ងងខ្លៅឲ្យនៅរងចាំរង្វាន់ពីការជួយជ្រោមជ្រែងឡើងគ្រងរាជទាំងយកសັບទៅល្អណាស់សៀវសៀនឯងហ៊ានលេងល្បិចនេះមែនទេយើងគ្មានផ្លូវថយក្រោយទៀតទេបើមិនជោគជ័យក៏ត្រូវតែស្លាប់ហាងសៀវទោះឯងមិនត្រូវពីក៏អាចធ្វើអ្វីបានដែរព្រះមេដានិងទីហ៊ានចំណិតរបស់ត្រកូលហូបានគ្រប់គ្រងវាំងអស់ហើយទោះឯងមានក្បាច់គុណខ្លាំងយ៉ាងណាក៏អាចទប់ទល់នឹងកងទ័ពប្រព័ន្ធអ្នកបានដែរពួកមនុស្សអន់ពីប៉ុន្មានអ្នកនេះក៏សុំឲ្យយើងចេញដៃដែរឬយើងរៀបចំផែនការយូរមកហើយមិនអាចឲ្យខូចការបានទេឡើងទៅសម្រាប់សៀវសៀននិងអធិរាជឲ្យបានអ្នកណាដាច់ក្បាលវាបានយើងនឹងឲ្យមាស 10000 ដំឡឹងពួកឯងនៅរងចាំអ្វីទៀតចេញដៃទៅអ្វីដែលពួកគេរងចាំគឺពិតជាបញ្ជារបស់យើងហើយមកចាប់ពួកក្បត់ដែលហ៊ានប្រឆាំងនឹងយើងនេះឲ្យអស់មានសមត្ថភាពត្រឹមនឹងក៏ហ៊ានមកបះបោដែរឬសៀវសៀននាងស្មានថាឯងមានត្រឹមនឹងមែនទេស្ដាប់មើលចុះសម្លេងប្រយុទ្ធនៅខាងក្រៅព្រះរាជដំណាក់នោះសុទ្ធតែជាមនុស្សរបស់អញទាំងនោះលោកពូមិននឹកស្មានដល់មែនទេថ្ងៃនេះទាំងលោកពូទាំងស្ដេចគឺត្រូវតែស្លាប់ស្ដេចនៅក្មេងពេកមិនអាចគ្រប់គ្រងរាជបានទេទទួលស្គាល់ការពិតទៅចុះរាជបល្ល័ង្កនេះដល់ពេលត្រូវបដូរអ្នកអង្គុយសៀវសៀនយន់សៀវពួកនាងក៏មានថ្ងៃនេះដែរហ៎ចាំបន្តិចទៀតពេលព្រះអង្គម្ចាស់រងឡើងគ្រងរាជអញនឹងសម្លាប់នាងយន់សៀវមុនគេរួចសម្លាប់ត្រកូលយន់ហើយនឹងកូនក្បត់ដូចជាឯងនេះទៀតពួកនាងជឿជាក់ខ្លាំងម្ល៉េះថាមនុស្សនៅខាងក្រៅនោះជាមនុស្សរបស់ពួកនាងសូមក្រាបបង្គំទូលព្រះអង្គព្រះរាជអាជ្ញាពួកក្បត់ត្រូវបានកងទ័ពការពារព្រះរាជវាំងបង្ក្រាបអស់ហើយបកពួកក្បត់ក្នុងព្រះរាជវាំងត្រូវបានកម្ចាត់ចោលទាំងអស់កងទ័ពការពារព្រះរាជវាំងកំពុងរងចាំការតែងតាំងទាំងអស់នេះគឺធ្វើឡើងតាមបញ្ជារបស់ព្រះអង្គម្ចាស់រងនឹងណានកងឈីងព្រះមេតាព្រះអង្គម្ចាស់រងណានកងឈីងពួកអ្នកទាំងអស់គ្នាបានឬហើយមែនទេក្រុមឃាតករដែលពួកអ្នកលាក់ទុកនឹងមើលទៅមិនសូវជាការបានប្រមាណទេឯងរៀបចំផែនការទុកមុនហើយមែនទេបើអញមិនរៀបចំទុកមុនតើមិនខ្លាចជាស្ដេចល្ងងដែលពួកឯងចង់ធ្វើបាបតាមចិត្តមែនទេចប់អស់ហើយទេរាជបល្ល័ង្កនេះត្រូវតែជារបស់អញមិនអាចបរាជ័យបានទេវាត្រូវតែមានវិធីផ្សេងទៀតត្រូវហើយបើលោកពូព្រមគ្រប់គ្រងអញរាជបល្ល័ង្កនេះក៏នៅតែជារបស់អញដែរលោកពូបើលោកពូសម្លាប់ស្ដេចនេះចោលចុះឈ្មោះខ្ញុំទៅលោកចង់បានអ្វីក៏ដោយខ្ញុំយល់ព្រមសៀវសៀនឲ្យព្រះអង្គម្ចាស់ចិនក៏ជាខ្សែស្រឡាយរបស់អតីតព្រះមហាក្សត្រដែរបើនិយាយពីសមត្ថភាពវិញគឺមិនចាញ់ព្រះមហាក្សត្រឡើយបើអ្នកព្រមគ្រប់គ្រងព្រះអង្គឲ្យឡើងគ្រងរាជពួកអ្នកស្មានថាផែនដីនេះនៅតែអាចឲ្យពួកអ្នកធ្វើការដោះដូរគ្នាបានទៀតឬត្រូវហើយឲ្យតែសៀវសៀនព្រមគ្រប់គ្រងព្រះអង្គម្ចាស់ចិននោះត្រកូលហូររបស់ខ្ញុំនឹងអាចមានសុវត្ថិភាពទោះបីជាមិនអាចក្លាយជាមន្ត្រីដ៏មានអំណាចដែលនៅក្រោមមនុស្សម្នាក់តែលើមនុស្សរាប់ពាន់នាក់ក៏ដោយក៏នៅតែអាចមានតំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងរាជវាំងតាយ៉ុងបានដែរព្រះអង្គម្ចាស់ឲ្យការដែលព្រះអង្គម្ចាស់រងឡើងគ្រងរាជគឺជាអ្វីដែលប្រជាជនចង់បានយើងទាំងអស់គ្នាសុទ្ធតែគ្រប់គ្រងព្រះអង្គម្ចាស់ចិនបើព្រះអង្គម្ចាស់អាចធ្វើតាមវាសនានោះស្នាដៃនៃការជួយជ្រោមជ្រែងនេះនឹងធ្វើឲ្យព្រះអង្គមានឈ្មោះក្នុងប្រវត្តិសាស្ត្រមិនខានគ្រប់គ្រងគេនឹងឬគេមានសមត្ថភាពអីទៅប្រកាសរាជការព្រះមេដាបានក្បត់ដណ្ដើមរាជដោយសារតែព្រះនាងមានព្រះជន្មច្រើនហើយទើបដាក់ទោសឲ្យទៅឃុំខ្លួនក្នុងវិហារព្រះពុទ្ធមិនឲ្យចេញមកក្រៅមួយជំហានឡើយចំណែកត្រកូលហូដែលចិញ្ចឹមក្រុមឃាតករនឹងជួយធ្វើការក្បត់គឺត្រូវទទួលទោស19ពូជសូមព្រះមេត្តាប្រោសផងទូបង្គំដឹងកំហុសហើយគឺព្រះមេដាទេដែលបង្ខំទូបង្គំសូមព្រះមេត្តាប្រោសផងសូមព្រះមេត្តាប្រោសផងទូបង្គំក៏ត្រូវបានគេបង្ខំដែរអូវាចេញទៅដាក់គុកកងឹតហើយស្អែកពេលថ្ងៃត្រង់ត្រូវប្រហារជីវិតសូមព្រះមេត្តាប្រោសផងសៀវសៀនប្អូនខុសហើយជួយបងផងអាមនុស្សឈួតឯងនេះនិយាយថាទី1គឺវង្វេងឯងជួយសង្គ្រោះបន្តិចមកធ្វើខ្លួនឯងទេកុំបន្ទោសអ្នកណាវាងចុងសានទីបញ្ចប់នៅថ្ងៃនេះគឺសុទ្ធតែជាអ្វីដែលអ្នកវងឆុងសែនបានប្រព្រឹត្តក្បត់ជាតិគ្មានអ្វីត្រូវលើកលែងទេយកទៅឃុំក្នុងគុកកងឹតហើយថ្ងៃស្អែកពេលថ្ងៃត្រង់ត្រូវប្រហារជីវិតត្រកូលយូកងបានរាយការណ៍រឿងនេះយ៉ាងសំហេតុផលហើយយ៉ាងឆេនឈូមានគុណបំណាច់ក្នុងការការពារព្រះរាជាដូច្នេះត្រូវតែងតាំងឲ្យស្នងតំណែងជាម្ចាស់ត្រកូលយូកងសូមអរព្រះគុណព្រះមហាក្សត្រដែលបានអូពួកវាចេញទៅប្រគល់ឲ្យតុលាការកំពូលស៊ើបអង្កេតឲ្យដល់រស្គលអ្នកណាដែលពាក់ព័ន្ធត្រូវតែដាក់ទោសឲ្យធ្ងន់ធ្ងរកុំឲ្យមានការលើកលែងបានហើយពួកក្បត់ជាតិត្រូវបានចាប់ខ្លួនអស់ហើយខ្ញុំមានរឿងល្អមួយទៀតចង់ប្រកាសយ៉ាងឈៀវឈៀវមានទាំងរូបសម្រស់និងចំណេះដឹងហើយពូរបស់ខ្ញុំក៏មានទាំងចំណេះដឹងនិងសមត្ថភាពអ្នកទាំងពីរពិតជាគូព្រេងដែលស៊ូក្លាបង្កើតមែនថ្ងៃនេះខ្ញុំនឹងសម្រេចចិត្តរៀបចំឲ្យអ្នកទាំងពីររៀបការនឹងគ្នាហើយត្រូវរៀបការនៅថ្ងៃនេះតែម្ដងសូមអបអរសាទរដល់ព្រះអង្គម្ចាស់និងព្រះនាងឆ្លងភពមកទីនេះមិនត្រឹមតែអាចរួចខ្លួនដោយសុវត្ថិភាពទេថែមទាំងបានព្រះអង្គម្ចាស់ម្នាក់មកធ្វើជាខ្នងបង្អែកទៀតជីវិតទៅថ្ងៃមុខពិតជាចាប់ផ្ដើមល្អប្រសើរឡើងហើយក្មេងល្ងងឲ្យតាមពិតទៅអ្នកទេដែលជាខ្នងបង្អែករបស់ខ្ញុំ